សួស្តីជួបគ្នាទៀតហើយកុំសួរអេដមីនថាអេដមីនវ៉ាកងអីវ៉ាប៉ុន្តែគ្រាន់តែឆ្លៀតមកបានប្រហែលជាចុងអាទិត្យនឹងចាប់ប្រើវ៉ាកងហើយតាមពិតថាអត់មកណាប៉ុន្តែការចុងអាទិត្យនឹងឆ្លៀតមើលរឿងនេះមួយអូយសាច់រឿងហ្នឹងមធ្យមទេតែងុំតួស្អាតសាហាវនិយាយមែនហើយទៅណែនាំចំពោះអ្នកដែលចូលចិត្តមើលរឿងបែបលក្ខណៈអត់សូវវែងសង្ខេបចូលចិត្តគេសង្ខេបអញ្ចឹងរឿងនេះត្រូវហើយខ្លីល្មមមិនវែងពេកមិនអូសបន្លាយពេកក៏វាមិនកាត់ពេកដែរអាចទទួលយកបានតោះចឹងឥឡូវកុំឲ្យខាត់ពេកអេដមីននាំមកជប់សាច់រឿងហ្មងទៅចឹងចាប់ផ្ដើមមកព្រាមគឺនៅផ្ទះរបស់តួប្រុសយើងនេះឯងនេះហើយតួអង្គដែលអេដមីនមើលពីដំបូងព្រោះលងតួប្រុសនោះហ្មងរៀងសង្ហាខ្ពស់ស្លាស់ហ្មងណាដល់ពេលទៅឃើញតួប្រុសនោះដេកហ្នឹងអញ្ចឹងហ៎សត្វកំពុងដេកហ្នឹងឃើញមានអ្នកដេកក្បែរហ្នឹងលើកជើងមកកោងអញ្ចឹងហ៎តួប្រុសងាកទៅដល់ដូចថាស្ដីឲ្យអញ្ចឹងធុញទ្រាន់ដល់ពេលមកភ័ក្រក៏សួរទៅវិញអញ្ចឹងណាឯងដេកលក់ស្រួលអត់ហ្នឹងតួប្រុសយើងហ្នឹងក៏តបទៅវិញទៅដេកនៅផ្ទះឯងទៅបានអត់នេះមិត្តភ័ក្ដិនេះក៏តបទៅវិញអញ្ចឹងណាឯងជាអ្នកដេកលក់ដល់ខ្លួនឯងតាយើងខំរើមកខាងលើដើម្បីបាននៅចិត្តឯងហ្នឹងហើយស្រាប់តែដល់ពេលហ្នឹងទូប្រុសក៏មិនតបឯណាដេកតអញ្ចឹងណាដល់ហើយក៏លុះសលេងទូរស័ព្ទរោដាក់ម៉ោងរោស្រាប់ទូប្រុសក៏ទាញយកមើលហ្នឹងសោតដល់គាត់មកព្រឹកក៏ភ្ញាក់ម៉ោងអូយយឺតពេលហើយទូប្រុសយើងម្នាក់នេះគឺមានឈ្មោះថាសឹងជុនតិចទៀតទៅអេមានភ្លេចទៀតហើយដល់ឥឡូវនេះក៏បកមកកន្លែងរបៀបអាគារគេរៀបចំមង្គលការអញ្ចឹងណាអានេះគេអ៊ីនត្រូរឿងឯងមើល4-5នាទីទៅយល់ហើយស្រាប់ពេលទៅឃើញកូនកំមុំវិញកូនទៅមកពាក់គេម្ដងអញ្ចឹងណាថាគេសួរនាំអីមករកផ្លូវបាយអត់ចង់ទៅគេអបអសាទរអញ្ចឹងណាទៅគេបបួលគ្នាថតរូបអញ្ចឹងទៅដល់តែគេពងថតរូបអញ្ចឹងទៅក៏លេចមកពីអ្នកពីរហ្នឹងរបៀបថាអ្នកចាត់ការពិធីការអីអញ្ចឹងណាក៏លើម្នាក់ស្រីសួរអញ្ចឹងណាថាបានលើដំណឹងពីគេនៅម្នាក់ប្រុសហ្នឹងក៏តបទៅវិញនៅទេគាត់ទៅលើនៅទេនិយាយថាតួស្រីនេះតម្លាក់ទឹកមុខហ្មងអញ្ចឹងណាដល់ពេលឃើញស្ងាត់អញ្ចឹងម្នាក់ប្រុសក៏សួរទៅដែរតែវាប្រហែលជាមិនអីទេមែនទេដល់តួស្រីនេះក៏តបទៅវិញអញ្ចឹងណាច្បាស់ជាមិនអីហើយអើយវាមានរឿងឈួតឡប់ស្អីកើតឡើងហ្នឹងអាញឹមនេះអាញឹមនិយាយមកជប់មកកុំឲ្យរបៀបម្ចាស់កម្មវិធីលឺតែអារម្មណ៍ហ្នឹងគឺកំពុងតែរងចាំនរណាម្នាក់ថាវាសំខាន់ខ្វះអត់បានទេតែគេអត់តមកដល់ដល់តក៏លេចមកតួប្រុសយើងណែស្រាប់ភ្ញាក់ពីដេកឡើងមកណាយោស្លៀកពាក់កៅអៅផងដុសធ្មេញប្រៅអញ្ចឹងសួរទៅមិត្តភក្តិអញ្ចឹងហ៎តែឯងអត់មានលឺម៉ោងរកលើកទី1របស់យើងមែនមិត្តភក្តិនេះក៏និយាយទៅវិញទៅអើយយ៉ាងណាក៏ឯងយឺតដែរអញ្ចឹងត្រឡប់មកដេកវិញមកអូខេដល់តួប្រុសក៏ងាកមកសួរទៅដែរតែឯងបាត់មករបស់យើងមែនទេដល់មិត្តភក្តិនេះក៏តទៅវិញទៅអត់មានទេដល់ហើយក៏ឃើញតួប្រុសអោនទៅរកតួកៅទៅណាក៏លឺសួរចឹងណាហើយស្រោមចឹងប្រខ្មៅរបស់យើងណាហ្នឹងអើយចេញមានដំបងខំរសាហើយដល់ពេលមួយចរិតមិត្តភក្តិហ្នឹងក៏តទៅវិញទៅនៅក្នុងកត្រកអាក៏ដល់តួប្រុសហ្នឹងក៏ទៅរកស្រោមជើងពីកត្រកអញ្ចឹងយកមកដល់ហិតបណ្ដាក៏ស្ដីទៀតយើងប្រាប់ឯងហើយថាកុំឲ្យពាក់របស់យើងយើងហៅណាក៏ខួបបោកឲ្យយើងដែរស្រោមហើយក៏ឃើញទៅរកតួកៅសួរទៅណាជួយណាអាវធំយើងទេនិយាយទៅដូចអត់មានអីសោះហ្មងនេះមិត្តភក្តិនេះក៏តបទៅវិញរមមើលស្រួលមើលប្រហែលជានៅកន្លែងណាមួយហើយអូមិនស្រួលនៅផ្ទះយើងមិនដឹងមិត្តភក្តិនេះក៏កោណាដល់តួប្រុសនេះប្រុងរើបដាលូបដាអញ្ចឹងណាអើយហាក់ដូចគ្មានអីនៅត្រូវកន្លែងសោះអញ្ចឹងនេះចំមែនហ្មងដល់ហើយណាចុងក្រោយមិនដឹងទៅឃើញអាវធំនោះណាម្នីជួយមាត់ទ្វាររត់ទៅអញ្ចឹងសត្វដល់ពេលហើយឃើញមិត្តភក្តិរំតាមនេះស្រ័យអញ្ចឹងណាសឹងជន់នោះក៏ងាកទៅដល់សួរអញ្ចឹងស្អីគេដល់ឃើញមិត្តភក្តិគប់ប្រអប់មួយទៅឲ្យអញ្ចឹងក៏ឃើញទទួលអញ្ចឹងហើយក៏លឺមិត្តភក្តិនិយាយអញ្ចឹងណាឯងច្បាស់ជាចាប់ហើយបើសិនជាគ្មានវាដល់ហើយសឹងជន់នោះក៏និយាយទៅវិញអញ្ចឹងណាឯងនេះជាអ្នកសង្គ្រោះជីវិតយើងមែនអរគុណច្រើនណាចឹងខ្ញុំជួបគ្នាពេលក្រោយដល់ហើយម្នីរត់ចេញទៅអញ្ចឹងដល់ពេលមិត្តភក្តិឃើញទូប្រុសទៅបាត់ហ្នឹងទៅក៏ចូលក្នុងផ្ទះខ្លួនឯងវិញទៅដល់ទៅកលេចមកខាងកន្លែងអាសាលគេរៀបចំអាពាហ៍ពិពាហ៍នេះវិញក៏ឃើញមានតួប្រុសម្នាក់ទៅចេញមកហើយហ្នឹងអ្នកលេងផ្សាណូក្នុងកម្មវិធីអញ្ចឹងណាគេអង្គុយអង្គុយអីដើម្បីត្រៀមមុនពេលគេលេងកូនកន្លោះកូនកំមុំចេញមកនេះហើយតួអង្គដែលថាពីដំបូងអេមិនមើលទៅចូលចិត្តសឹងជន់ហើយមើលយូរទៅលងតួប្រុសនេះវិញដល់បកមកបន្ទប់កូនកំមុំវិញម្ដងស្រាប់លើកូនកំមុំនិយាយអញ្ចឹងណាអូយខ្ញុំភ័យដល់នេះដល់ពេលអ្នករៀបចំដូចគេជួយលួងជួយអីចឹងណាកុំភ័យអីនាងគឺជាកូនកំមុំដែលស្អាតជាងគេហើយចឹងខ្ញុំទៅសិនណាចាំជួបគ្នាពេលក្រោយដល់ពេលនិយាយចំហ្នឹងបុគ្គលិកគេចេញទៅបាត់ចឹងហើយស្រាប់តែពេលហ្នឹងក៏លូសលេងប្រកាសមីក្រូពីខាងក្រៅចឹងដូចគេនិយាយថាកម្មវិធីចាប់ផ្ដើមហើយសូមអញ្ជើញភ្ញៀវកិត្តិយសចូលអង្គុយចឹងណាសតតែម្នាក់ស្រីនឹកលើការមើលឲ្យតែបារម្ភចឹងក៏និយាយអើយឯងលេងសើចជាមួយយើងមែនហ្នឹងដល់ទៅក៏ឃើញបុគ្គលិកប្រុសចូលម្ដងក៏និយាយចឹងណាប្រធានក្រុមគាត់ណាអត់ឆ្លើយទូរស័ព្ទទេតែគិតទៅបើសិនជាគេរត់ទៅបាត់តួស្រីនឹងគាត់ទៅលូចឹងធ្លាក់ថ្លើមក្ដុកក៏និយាយចឹងណាគ្មានផ្លូវទេហើយមិនជាមានរឿងនេះកើតឡើងស្រាប់តែកំពុងជ័យគ្នាហ្នឹងក៏លឺកូនកំមុំស្រែកមកចឹងណាសុំទោសតែនៅសល់ពេលប្រហែលទៀតហ្នឹងកូនកំមុំស្អាតដល់ហើយតួស្រីចេះតែញឹមហ្នឹងញឹមទាំងស្រួលក្នុងចិត្តចឹងឬក៏និយាយចឹងណាមកដល់ពេលកន្លែង1ម៉ោងក៏តបទៅវិញនៅសល់5នាទីទៀតដល់ហើយកូនកំមុំនោះក៏អង្គុយចាំឲ្យដល់ម៉ោងថាគេហៅចេញទៅអញ្ចឹងណាដល់តែកលេចមកខាងតួប្រុសនេះវិញហូឃើញរត់ដល់នេះរត់មកទាន់វិធីការគេហ្នឹង
ស្រាប់តែមកដល់មុខចរាយន្តហ្នឹងឃើញចណ្ដើមនៅគាំងជាប់នឹងយូរទៀតអើយមើលទៅមិនអាចចាំបានទេក៏រត់ឡើងមនីតាមចណ្ដើមធម្មតាអញ្ចឹងស្រាប់តែរត់ទៅក៏ដល់មុខសាលគេហ្នឹងហើយនិយាយថាឈោថក់ខ្យល់នៅមុខបន្ទប់ហ្នឹងហើយដល់គេឈោរឿងបាត់ហត់ទៅក៏ឃើញទីញ៉ាប្រអប់មិញហ្នឹងមកមានណាប្រអប់ហ្នឹងប្រអប់ដែរវ៉ែនតាខ្មៅហ្នឹងហើយក៏ឃើញទីវ៉ែនតាខ្មៅទីឯងមកពាក់ហ្នឹងហើយហូយពាក់សិតតែវ៉ែនតាខ្មៅស្រាប់តែគេឈោនិយាយតែឯងហ្នឹងហើយយើងពិតជាអាចធ្វើវាបានយើងត្រូវធ្វើវាបានដល់ទៅទូប្រងក៏បើកទ្វារសាលគេនឹងចូលចឹងដល់ហើយក៏លើរបៀបពិធីកគេប្រកាសចឹងណាសូមអើយជូនពរអីគូស្វាមីភរិយាមានសុភមង្គលជូនទៅតែដៃអសាទរចឹងណាទូប្រងក៏ចូលមកដល់ហើយនិយាយពីថាជះភាពសង្ហាហ្មងនេះដល់ពីអ្នកវិញគាត់ឃើញទូប្រុសនេះវិញហើយគ្នារឿងទូទ្រូងតិចតែពិតដឹងហើយដែលតែងតែចាំមិនហ្នឹងចាំទូប្រុសហ្នឹងឯងអត់មានស្មានចាំកូនកន្លោះព្រោះហើយក៏ហុចមេក្រងឲ្យទូប្រុសចឹងបរិយាកាសរៀបស្ងប់ស្ងាត់ចឹងណាប្រហែលជាដល់វិញទូប្រុសដល់ស្រាប់ហើយភ្ញៀវក៏ទៅយកកលេចមកគ្រប់គ្នាចឹងណាខ្លះក៏និយាយចឹងណាជុំគាត់នៅគេហ្នឹងគាត់ពិការផ្ទៃមែនហើយបានចាំបាច់ពាក់មែនតាខ្មៅចឹងសូម្បីតែអ្នកចុចឆាណូទូប្រុសចឹងនេះក៏អង្គុយសលឹងគេបែបលក្ខណៈឆ្ងល់ដែរចឹងណាដល់ពិធីខឃើញចឹងទៅក៏គេប្រកាសចឹងណាក៏និយាយថាឥឡូវនេះយើងដល់ពេលវេលាស្ដាប់បទចម្រៀងដែលយើងរងចាំជាយូរដូចថាបទចម្រៀងគេច្រៀងជូនពរគូស្នេហ៍ចឹងចឹងសរុបយ៉ាងខ្លីមកសឹងជន់តួប្រុសយើងហ្នឹងគឺជាអ្នកចម្រៀងហ្នឹងឯងដល់តួប្រុសអ្នកលេងព្យ៉ាណូយើងហ្នឹងដល់ពេលឃើញទៅថាគេត្រៀមខ្លួនរួចរាល់អញ្ចឹងណាខ្លួនហ្នឹងក៏ចាប់ផ្ដើមលេងព្យ៉ាណូទៅអញ្ចឹងគ្រាន់តែភ្លេងលេងភ្លាមហ្នឹងតួប្រុសយើងនេះហ្នឹងក៏ដើរមកលើឆាកអញ្ចឹងណាដើរសំដៅមករកកូនកន្លះកូនកំមុំអញ្ចឹងនិយាយមែនអេដមីនមើលរឿងហ្នឹងឆ្លាញ់ឆាកហ្នឹងចឹងគេទាំងតែតួហ្នឹងអត់តស្គាល់នេះទេប៉ុន្តែពេលដែលមើលមកវាតាក់ទាញហើយវាមានអាភាពរ៉ូមែនទិកអាពេលគេច្រៀងចម្រៀងហ្នឹងអញ្ចឹងណាហើយកន្លែងឆាកគេច្រៀងទល់មុខគ្នាជាមួយអ្នកច្រៀងអ្នកលេងព្យ៉ាណូហ្នឹងនិយាយមែននឹង sweet ជាងច្រៀងមកកូនកន្លះកូនកំមុំទៀតដល់តួប្រុសយើងជប់ព្យ៉ាណូនេះលេងបដាញ៉ាំបដាមានក្តីសុខជាងកូនកន្លះទៀតអារម្មណ៍តួប្រុសនេះអារម្មណ៍ថាឃើញភ្លាមស្រឡាញ់ផ្លេតដល់តួប្រុសក៏ទៅពីច្រៀងចម្រៀងគេទៅអ្នកលេងក៏ទៅពីលេងអ្នកស្ដាប់ក៏ទៅពីស្ដាប់អញ្ចឹងណាដល់ពេលចុងក្រោយទៅកម្មវិធីគេហ្នឹងក៏ចប់សពគ្រប់ទៅដល់ពេលកម្មវិធីគេចប់សពគ្រប់ហ្នឹងទៅពីអ្នកគេមកអង្គុយនិយាយគ្នាលេងនឹងក្រៅអញ្ចឹងណាក៏លើប្រធានក្រុមនេះសរសើរអញ្ចឹងណាឯងនេះនៅតែលេងមកល្អអញ្ចឹងនេះតួប្រុសយើងហ្នឹងក៏តទៅវិញប្រកាសហើយត្រូវតែអញ្ចឹងឯងខ្ញុំនេះលេងព្យ៉ាណូមកច្រើនឆ្នាំហើយណាដល់ហើយតួស្រីក៏និយាយបន្តទៅឯងគួរធ្វើការក្រៅមកនៅទីនេះទៅពួកយើងពិតជាពិបាករកអ្នកតន្ត្រីមែនតើតួប្រុសក៏តទៅវិញទៅខ្ញុំអាចទុកហាងចោលនៅថ្ងៃចុងសប្តាហ៍បានទេព្រោះពេលហ្នឹងជាពេលដែលមានភ្ញៀវច្រើនតែខ្ញុំនឹងព្យាយាមមកជួបបងរឿយៗណាតែនិយាយអញ្ចឹងម្នាក់មិញហ្នឹងជាណាគេណែចាប់ផ្ដើមសួរនាំរឿងសឹងជួននេះតួស្រីនៅលើចុះខំសួរអញ្ចឹងណាគេតួប្រុសហ្នឹងក៏បញ្ជាក់ទៅវិញទៅគឺម្នាក់ដែលពាក់វ៉ែនតាខ្មៅហ្នឹងហើយគេមកទៅគួរឲ្យកំ pl ៃណាស់ដល់តួស្រីនៅលើអញ្ចឹងក៏និយាយទៅវិញអញ្ចឹងណាសឹងជួនណាគេគឺជាអ្នកចម្រៀងនៅទីនេះយើងស្គាល់គេមកច្រើនឆ្នាំហើយតែគេនៅតែមើលទៅដូចជាអាកំបាំងអញ្ចឹងនោះមកដល់ល្មមនោះគ្រាន់តែនិយាយហ្នឹងឃើញសឹងជន់ដើរចេញមកបាត់ដល់ហើយសឹងជន់ហ្នឹងក៏សម្ដៅ100ពីអ្នកហ្នឹងអញ្ចឹងគ្រាន់តែមកដល់ភ្លាមតួស្រីគេណែនាំអញ្ចឹងណានេះគឺជាលីសឹងជន់គឺជាមោទនភាពរបស់សាពីពួកយើងហើយនេះគឺជាសុងជេយុនគឺជាអ្នកចំនួននៅថ្ងៃនេះតួប្រុសលេងព្យ៉ាណូមិនហ្នឹងឈ្មោះអីសុងជេយុនហើយតួប្រុសអញ្ចឹងទៅអត់ចាំទេដល់ពេលគេណែនាំហើយទៅសឹងជន់ហ្នឹងក៏ដោះបន្តាអីចឹងណាព្រោះពាក់បន្តាមកទៅវាឆ្លើយសពតែគាត់ដោះបន្តាចេញភ្លាមណាតួប្រុសយើងឈោសឡងមុខចឹងសឡងមើលគេឡងភាំងចឹងណាដល់ពេលឃើញចឹងតួស្រីក៏ហៅចឹងណាជេយុនណាវាបញ្ញាក់ថាមិនបានផ្លឹកមិនដល់ពេលលួចចឹងតួប្រុសរៀបភ្ញាក់ចឹងណាដល់ភ្ញាក់ក៏ងាកមកនិយាយជាមួយនឹងសឹងជន់ចឹងសួស្ដីខ្ញុំឈ្មោះសុងជេយុនហើយខ្ញុំនឹងធ្វើការជាមួយអញចាប់ពីថ្ងៃនេះតទៅដល់ហើយក៏លើកដៃមកចាប់ដៃរបស់សឹងជន់ចឹងណាវាគេរស់រាក់តែស្រាប់តែសឹងជន់មានចាប់ដៃវិញណាក៏បានត្រឹមនិយាយអាម៉ាត់ចឹងណាបាទដល់ពេលឃើញចឹងណានិយាយពីតួប្រុសដកដៃចេញរៀងអៀនដែរឬក៏និយាយទៀតថាឯងគឺជាអ្នកចម្រៀងដ៏អស្ចារ្យមែនទែនហើយឯងពិតជាសង្ហាមែនទែននៅពេលដែលពេលបន្តាខ្មៅចឹងណានិយាយពីញ៉ាយគេត្រង់ហ្មងនេះតួស្រីនឹងគាត់ទៅឃើញសឹងជន់នឹងឈោលចង់រឹងខ្លួនហ្មងគេសើក៏និយាយទៅតួប្រុសចឹងណាគេអៀនហើយដល់ហើយក៏ងាកទៅសួរតួប្រុសចឹងចឹងសម្រាប់ថាឯងប្រមតួការងារហ្នឹងមែនទេតួប្រុសហ្នឹងក៏និយាយទៅវិញខ្ញុំប្រាប់បងតាថាខ្ញុំតែចង់ធ្វើការនៅទីនេះនិយាយពីថាប្រែចិត្តលឿននោះលឿនដល់តែតួប្រុសក៏នឹកឃើញដែរណាក៏និយាយទៅថាពួកយើងឥឡូវនេះដូចជាគ្រួសារតែមួយចឹងហើយមិនពួកយើងមិនទៅក្រៅញ៉ាំអាហារជុំគ្នាជាលក្ខណៈក្រុមហ៊ុនទៅមែនទេបងដល់ពេលលឿនចឹងម្នាក់ស្រីក៏តទៅវិញមានអីល្អតានិយាយថាតួប្រុសហូទៅមកក៏សុបាយចិត្តណាព្រោះគិតថាបានតែញ៉ាំអីជុំគ្នាចឹងសតទៅពេលហ្នឹងមានណាសឹងជន់ហ្នឹងក៏និយាយទៅវិញសុំទោសខ្ញុំដល់ពេលត្រូវទៅហើយដល់និយាយហើយគេគ្រប់លាដើរទៅបាត់ចឹងណាអូយខាងនេះនឹងសង្ហាខំរននឹងវិធីតាក់ទាញឲ្យគេទៅដល់ពេលហើយគេអត់ទៅដល់ហើយក៏ឈោមើលសឹងជន់ដើរចឹងឆ្ងល់ចឹងក៏និយាយចឹងណាអីគេហ្នឹងហើយមិនជាគេដើរចេញតែកំពុងនៅសន្តានានេះចឹងដល់តួស្រីលឺចឹងក៏អស់សំណើចតបទៅវិញចឹងណា
ai nhá cô tập bọc mong trao tư sưng chôn á chứ mà đâu bả vô chẳng ai sao mà tập phụ dương á không đại ban nhầm hai chục mỗi kia đây đổ tu pro lưu chẳng cái can chầm lại cho chút mà nói còn lại khó kê mấy rồi bé còn vậy để tu sợi chẳng á trong khi nhom á vô cái tay chục mỗi khi nhom chẳng bon áแต่có hàng hai từ còn tận vậy chóp có đa trên tập bạn từ đổ bé đá mà đổ sưng chôn chẳng vậy có cái sưng chôn nó show trang cho đá yun chẳng á sập tập qua mà đọc lép vậy tới kê mong sưng chôn à tới chục mỗi phụ dương từ ná cái đúng cái ai nhá mấy cái nát chôn nó chỉ sầm khăn rất có mệt đấyแต่มาเตอได้เหมือนจังไงแม่ไหนใหญ่พิธาตามเกโนตามให้ใหญ่นู่นใหญ่สารไปให้ซึ่งจนตอบไม่ต่อมาได้ส้มโตเราได้เกมร้องโจจนายนยังงั้นสลับเมียนไอ้ท่านเนี่ยกรอยกับจีบจีบเราจีบต้องไปป่าจมวยหนังซึ่งจนยังไงตัวโปรนั่นก็ช่วยกรีกันจังงั้นนะก็สู้ตัวไปเนี่ยไอ้ไอ้นายซึ่งจนนั่นก็ย้ำมาย้ำต่อไอ้จังงั้นนะเราไปให้ตัวโปรก็ใหญ่แต่ละซึ่งจนน่ะไอ้เนี่ยเขาได้แต่ย้ำมาห้าจุ่มนี่จมวยอย่างแรกขนาดกรมพลปีมดมานะแม่เนี่ยนี่แค่คือจิตสุจีแบบทอมรดทานยังเขานะฮะก็กู้บังคับคลุกคลาได้ดอกซึ่งจนนี่คือไอ้อดเมตอบเนี่ยจ้องเตอร์สาวเราไปให้ตัวโปรกันใหญ่ต่อแต่ละถึงกู้จมูกปุยเยอะอ่ะแต่กลายมองกับบ้านได้เราไปเอาเคินกี่ตอบกันใหญ่แต่ละจังอ่ะดอดไม่ตีไม่ได้ดอดตอบต่อแต่ละจังปราไม่ตีท่านนะซึ่งจนเราจะไปจังไปเตยขึ้นนี่มันปาดีไซน์ไม่ได้นั่งอ่ะประธานนี่เต้ไปดูเฉลยไปให้เรามองใหญ่จังอันนั้นเราจังคลาก็สมัครจะเตยแน่ข้างในความเป็นนั่งอ่ะอ๋อนะดังแต่กี่เตยสลับแต่มาดอกันลายหางกับจุดชมนี่แน่เมื่อหมกซึ่งจนเนี่ยนี่มันอะไรท่านเนี่ยกุยเลยขนาดท่าเอาจังเมาไหมนะดอกกรมการเงี้ยเดี๋ยวไว้เนี่ยกิจได้ออซานโตท่านอันนี้กิจการมันอ๋อจังงั้นนะเราไปให้ไม่กรมกันใหญ่ท่าอะไรนี่ฮะปุ๋ยเยอะไม่สมานจากทำไมเดี๋ยวมาจมูกเยอะไงคือซึ่งจนนี่ฮะจนเราตัวบอกเนี่ยมันโจรจมูกปุ๋ยเยอะไงเนี่ยเราเติร์กเกยน้องมีลึกกายหรือไอ้โจรยำต่างอ๋อเนี่ยจังงั้นนะสอบตัวเลยเป็นหมกซึ่งจนเนี่ยเฮ้ยตึกหมกนี่เอาจังเลยมองก่อนเคยจะไอ้ใบไปเลยสอบเป็นน้องมันเนี่ยเราเก่งใหญ่จังงั้นนะเฮ้ยอารมณ์ในการชุบจมูกปุ๋ยเยอะอ่ะมันได้หล่อดีไปนี่ซ้อแต่อ๋อนี่กูแต่อ๋อคนไอ้ไงซึ่งจนไอ้เนี่ยกูแต่มาโจรจมูกปุ๋ยเยอะบ้านยังยวบเฮ้ยให้คนนี้ละดองเรืออะไรเนี่ยดอกไม้กรมเนี่ยลือจังกับประตูนะไม่ได้ปุ๋ยเยอะอ่ะเพื่อการจมูกที่จึงปีชนะไม่บนใต้ปุ๋ยเยอะอ่ะมันได้บ้านยามาหาจงนี่ซ้อเยี่ยมได้ใหญ่เม่นก็บนใต้อ่ะไปเพื่อเยอะช่วยจับนะใหญ่พิธาใหญ่ไอ้ใหญ่เตอซึ่งจนนี่โกยสกีมดอกไปตัวโปรกระจับรำใหญ่มาดองไงขยมนี่ฮะโอเคจังงอมเนี่ยตัวน้องแต่บ้านมาอ่ะดอกไม้กรมเนี่ยลือจังเอาสนายก็สู้ตัวเนี่ยปัดไม่เนาะยังจังเคยดอแล้วเนี่ยดอกไอ้คนนี้ก็ใหญ่เตอโอ้ยจังอ่ะปุ๋ยเยอะมาจงเนี่ยบ้านยังงอมเนาะโดยถ้าเกสบายจัดไอ้จังนะสับดอกไปตัวโปรนี่ก็เลยเคยซึ่งจนเนาะตึกมุกนี่ทอมาได้ด้วยถ้าอินจอยอยู่มวยเกจังงั้นนะก็เงี้ยส่วนเตอซึ่งจนแต่เยอะอ่ะไอ้ซื้อเรื่องไอ้มวยบ้านอ่อนหาได้มันจะไอ้เนี่ยไปเหมือนตาขมายจังเหรอแต่ไหนไอ้เนี่ยซึ่งหาซึ่งไอ้ยี่วิธีมันเนี่ยกูจำสะดับจังนะสุดในจอดดังเรื่องเหรอเราไปให้เตอซึ่งจนกับตอนตัวไปเนี่ยคือขยมอ่ะไม่เอามาเสือสรูเราไปได้เคยมนุษย์สำลังเมื่อเมาโดยเฉพาะเฮ้ยตัวไปได้มีมนุษย์จะได้มาดองอ่ะcòn thằng vậy mà bên nó sạt chẳngไงสำหรับเคยจำสำหรับรูปนี้จังถ้าbị mấyเรื่องấyเหรอสาวเราไปให้เคยnhờตั้งจนน้ำแม่การช่วยกับบ้านจังcòn nóเคยnó bị bẹt tayตะกาจังrồi bị bịเหมือนมากรมบูลลี่จังlạiขนาดท่าไอ้เนี่ยตะเกียบบ้องเจ้าเลยคิดว่าจังนะไอ้โปรตะเกียบดัดไอ้จังนะใหญ่แต่lạiขนาดท่าดีพองท่าไอ้พองไอ้จังนะสดตะเปียบป้าถึงเก็บเพลอรำมองเราตะเคยการดักในใบน้ำมันแผ่นน้ำคอมใส่ให้จังนะซึ่งจนไอ้นายเราไปซึ่งจนเดี๋ยวเพียงเอาไว้แล้วก็ใหญ่ท่าอ๋อkhi mà ấy xong tôi khi tôi ra tôi bật tập lên á có tranh tôi bạt từ đọc tôi pro khơi giống như ngon này đọc có nghĩa sự một片chẳng á ta khi nhóm á số cái comment một片này lười chắc có to tôi bánh tới ở ấy tê cứ kế tay ta chầm lại trong tay tôi ấy bàn tay á dùng lại đang tha vì thôn đâm lăng đòi tới mày cầm nó còn vậy tôi bánh chẳng á có mà làm ấy bây giờ thằng óc này sao tại trong đang nâng mấy này đỏ tôi pro nó tự kịch nó tự song say chẳng á lại cả nạt tha vì mấy cái cả lang chẳng á đỏ sân chôn nè chồm đầu tục sập không step cả ao step ba khao step ấy chẳng á cái step pro thằng nam pro này vào sro rồi đỏ tới thằng nam cái play nơi tê nó tăng cái body tôi pro này cái nàyมันปัญหาvì chừng ngữ thế lại tức chất chẳng á chừng bạn tức chất á cái thời lệp thằng nam chưa bị chăm màจังเตอร์บ้านขณีอัดเซอร์จดเตอร์จนน้องจะร้องเหมือนน้องจะตับดัดขลุ่นไอ้นั่งอ่ะดิสาเรื่องอ้อนนั่งไอ้เราตับเป็ดเดินทางอ๋อขลุ่นไอ้เป็ดทนามจังเตอร์เดินเธอไม่ได้สำรวจรำนั่งไงสับจังตะกราววิ่งไหนอ้อนจะยัดไอ้เจ้เลยแต่น้องเจาะสลาพักจังไงเราไปตัวโปรเคอร์ยังก็สลายให้ชั่วโมงจังนะซึ่งจนอะไรกันนะจังซูมไม่เรื่องไอ้คนพวกเจ้านะซึ่งจนเราเป็นต่อไปจับพักนั่งไงเราไปเคอร์จังตัวโปรน้องจังตัวคอดจังนะจังจูเราจับกับไอ้พักเจ้าเนาะสลับเมียนนะก็เคยสังจนnó cũng bị đói lại cao bay pra bên năng chẳng àตัวโปรเราไปเคยจังคือรู้พญาได้นั่งอ่ะจ้าหลักหนาช่างไม่เป็นปฏิกรรมไอ้ใหม่หรอดอกสังจนในเว้นคณีนั่งก็ไม่เอาเรามาสู้แล้วนั่งเหมือนเต้นตั้งคณีมันจ้างไงบรรดาสถานอภิปัญหาเพลิดจันนั่งเหรอไปเถอะคณีคลาดจิ้มเหมือนรู้ท่าไปยัดไปใหญ่จ้างก็บ้านน่ะตุกจันน่ะจังงั้นนะจนเราไปแต่น้ำมาก็บ้าจ้าปฏิกรรมนั่นไปเถอะต่อส่งไปเนี่ยจุกไปเนี่ยคณีมือที่งอจังงั้นนะสัญญาชงอไอ้บรรดาเป็นหนักcáiดังเรื่องจุบบอกสังจนนั่งเหรอตอนเลยนี่ก็โจมเราทำไมจังกันนายนอมมัดแผลบอกตัวปล่อยจังกันนะเนี่ยปริญญาสิแค่เนี่ย
chỉ cào giặt ấy tục ấy nó lơ tự lơ ấy nó ngay đợt về ngày này tới cái show đợt ngày cái tập biển sao hình trắng á đợt về cái show biển tới cái này nòm nó tha dương á tới show ở sọp chơi chơi đạn chơi đang tới cho vàng nó thời trao tới một tới cao hình trắng á đỏ tua prong cái tập biển ấy cái trắng á còn sợ chạy cha vô lại trắng từ đỏ là cái bông từ riêng nó còn sao có lấy tức hơi ơi sưng chôn nơi trăm ơi cru nó ngay nơi show trăm mới cho đá cho ngay nó ngay rồi tôi còn sao cái nhảy trắng á lúc cru mơ khang nó đó hay tới mật nó còn không nghiệm mơ tam chẳng nó sập không tụt pro show nó tôi lẽ tự mua chụp chẳng hạn đắng tầm em nhà tiền mỏng đó rồi tới cây lao mà lơ cổ một chụp nên chẳng á mà nhà mà hà nhà mấy chúng này chẳng hạn hơi khơi nhà hà liền thì này sập tầm mua tự mục sân trốn nó đôi mà nó mới vì nhiên chẳng đó với mặt phe khơi chẳng ngó có xuôi chẳng á ai nhá đại phật tràn cho mình muốn mà tê mới đây cả lắm mền sân trốn nó có tọa tới bên tơ nhưng con là trong sự bằng tình tôi ta phần nó đó một phe này lười chắc có xuôi tới bên chẳng á bận mê này ta hãy mà chạy nhá nó tới chua rong cao chua trôn bằng tia đó tên là ai nhá đang tập em pa nhà ha sao có phim cho ngày tụi pro nó còn vậy tôi anh tôi giờ em pa nhà ha đọc về lừa cho bắt phe xua mong anh trong đây thầm mấy nó ngỏ sân trốn đấy có to tôi anh tôi giờ phật ra su chu á pi đỏ hay bật to về nắng máu giờ ở cha mấy thế thỏ một phe đấy còn vậy tôi anh tôi ai mà đọc tay chỗ mình nháต้องมองปีsân trốn lừa chút xua về chợ máu mongปีngon lắm thằng cô nó mongปีđọc về tôi có tiền đồ sập yêu mờ chứ nó sao từ group chat cái chẳng hạn về kinh vậy tha ngày đấy sờ bài nè tất cả là sự vật tập hiện mơ thay sang cho nó chẳng á đỏ mờ cho cái vậy tha bờ mơ tam group chat đi ha cứ bụi dương á chóp máu đậm môi ta đỏ hai cái com nghệ xua về chậm vật hiện chẳng á ai bật con đấy hả một bé còn ngô có ba chẳng á rồi còn vậy bà to tha rồi dương á rồi tập bao thuê ai nè ngày bà ai nhá cất tập bị trôi cái đằng hai rồi thuê thang bánh nằng đọc về lư cho sang chốn chập đám ngon đấy cô rồi nằng chẳng á sao đọc về nó lư lấy xa rồi mà tương thế đó đó hai con lự tụ sạp mờ chẳng ấy sao đọc về mới miền hà tụ pro con màu cái chung chơi yồn chẳng á có xu tha ta ai nhá súc luôn tình nói nè ngó đó sang chốn này còn ta asa chọc liếm có bên tụ sạp tụ tục chẳng ấy một bé cứ ngon rồi có xu chẳng á say kì có tiền tủ sắm lợn mờ chẳng đọc về mới đó có xua thôi nhá xong chơi yến sừng trồn này dù thà cho ngon cho mật phe tiền con vậy chẳng á xong chơi yến nó ta mới đây cả lá nữa ngỏ đó hai còn côi rồi nợ lợn hạt ca chẳng thôi mới đây cả lá chẳng á sao đọc về cái nợ cái con nguyện mà sao lợn tua pro thằng phe chẳng ấy con vậy tha ta giờ ta thưa mày tới nó ngỏ mật phe này còn ta lừa chẳng keng mong ở bên trong lại to đấy đang tầm miền rương mong sao đọc về hay có sầm máy mà đó ngày phật nó ấy rồi tới còn lừa mật phe mà còng cái vậy chẳng á ta ai bà con đấy hả thái phụ dương á tập tem môn nó rồi để tôi pro kinh vậy chẳng á bà con đây là đi vô bay này thằng ngọc nia tới đỏ mày cầm này lười chẳng còn vậy tôi với nhá na ok chẳng á dùng nhà sang chôn phong á nói tôi pro to tôi với tôi con bà rắm ấy sợ ban lo á có cái lì cái này ấy chẳng á sợ đọc tới trong nó tập pin nè sang chôn mòn đọc về cái từ tới tôi pro nó còn coi cho chẳng á sợ đọc pin coi trong to ăn vậy ấy phong á sợ đọc từ lừa sang chôn là u ngỡ bạn đã sợ bằng xa chẳng á con vậy tha chỉ thôi mà đa cái nhóm mình bạn đang tê ta vậy cột giang á cứ mau về cho một xiết nô còn tụi lừa bên nóng tụi pro ngon mỏng cho một xiết khẳng này nắng trời đang đơn kề nạ đài đó nghe đợt về hãy sân trốn bên vậy to tiền nào cô dùng hu cho món rồi đợt về tụi pro khơi trắng đang thơm mấy thế cái vô cả đá vô em nói chu trắng á sân trốn này bàn cả đá món này chu túc này phong như sao bao khăn bên nhau ấy đấy con vậy chứ ha vô tiền mau tụi pro được chắc cái xưa ấy kế có thay vô cả đá tiền mau thằng này nó có chmô vô mà có plum mong đợt ban cả đá nó mau hỏi này sân trốn nó cố như sao bao thế đó như là tụi khu chẳng hạn đợt về tụi pro cho thằng coi mới cái đỏ cái trắng nó cho thôi mệt bực này bông bạc chất đó sao đợt về chuột thấy hết cái đá tụi pro chẳng hạn cái này nó ngon trong mấy bà anh vậy nhá đợt thấy cái tôi cái đá nó bị đai sân trốn đó cho thơm mệt mà nó sợ vào ngày trong thái cái tham bán đó đợt đằng to ăn giấy số nó tiếp phóng này thằng này nó đua spin de los ma bảo tụi pro chẳng hạn giấy bị tham bị chập giấy không sợ bảo mà hay mấy trong cái bàn chân ngó đợt về tụi pro cười nhận tới coi Arsenal này tha từ ngay từ bộ chuột không nhai kì chẳng á đợt về hay bàn nhai vậy nè sập đợt hay khơi chơi bị hang chẳng ạ đợt hay miền ná khơi tụi pro nó yêu sân chôn được ai yêu được tê hả ngọt đừng yêu tao bị nam mà hay sân chôn đi có bùa phong thom phong rồi sau đó yêu đi hot phong phong chơi bộ bên chơi tiên đợt tôi có đặt sân chôn cho chẳng á mất trăm tay vẽ bên chơi sân có vô bên chơi vẽ áo như vậy đôi mơ cồn như này hay sự vắng lọ đằng ấy món này tụi pro ai để bao hơi tôi học trò trong ngọc để học rồi có xua tên chẳng á ta tranh phải đi tới tới hàng nào với nó ngọ tụi pro có tọt tới bên tới giờ mà đo lại rồi tôi có cho ô tôi là bỏ một tay lại đằng chẳng á tập tay lại là nó sau đó về hơi này khơi tiền có bột lôi tiền em nó lục vô lôi vô ấy chẳng á tụi pro trẻ trăm mới cái thơ ấy chẳng ấy sắm hái lục vô nem cạn hỏi tao tụi pro chẳng ấy hồi lần đại pi món á rồi tôi con giấy tha con trang lo từ con lan chấm nhà sam lấy tụi sọn đi món á không thằng bé lôi tao lôi vinh nhung nó mình đột tên a tê nhung rồi nói tin đi nụ tét nhung là bỏ vào khai nụ tụi pro nó còn là khơi chắc là nhung ở sân nói món á mà nó sẽ vẫn ấy cua giờ lanh mà
នេះអត់ដឹងថានៅជាមួយតួប្រុសហ្នឹងដល់ឲ្យតួប្រុសក៏អោនទៅមើលណែមកាតចឹងនៅលើណែមកាតគេដាក់ឈ្មោះដាក់អីមុខរបរចឹងហើយដល់ពេលឃើញហើយទៅក៏និយាយចឹងណាអូលោកគឺជាគ្រូបង្រៀនច្រៀងហ៎លីសឹងជុនចឹងជំនួសឲ្យថ្លៃតាក់ស៊ីតើលោកអាចបរៀនច្រៀងនៅខ្ញុំបានអត់ខាងនេះនឹងចំណាប់មកអូកាឡាដល់តួប្រុសនៅលើចឹងក៏តបទៅវិញចឹងណាបានតើខ្ញុំនឹងបរៀនលោកខ្ញុំសន្យាថាខ្ញុំនឹងបរៀនច្រៀងដល់លោករួចទៅគេលើកដៃលើអីថាណែខ្ញុំសន្យាតួប្រុសហ្នឹងក៏ធ្វើដៃធ្វើសន្យាមួយចឹងណាដល់ពេលនៅតែនិយាយចឹងហើយខ្ញុំសន្យានឹងបរៀនចឹងហើយវាសវងក៏ដឹងអីយោដល់ពេលទៅក៏អោនគោរពលាតួប្រុសចឹងហ៎រាត្រីសួស្ដីណាតួប្រុសហ្នឹងក៏ហុចអាវហុចអីឲ្យទៅវិញចឹងទៅស្រាប់ដល់ពេលដើមត្រង់ផ្លូវណារត់ដួលរអីចឹងហ៎ដល់ពេលតួប្រុសឃើញចឹងអូមកចាំយើងជួនទៅឯងទៅផ្ទះក៏បានដែរដើរឲ្យស្រួលដើរប្រយ័ត្នផងណាកម្មតួប្រុសច្បាស់កន្លែងថ្ងៃដំបូងផងនេះហើយតណើតនងរឿងតាំងពីដើមមកថាមានអីកើតឡើងដល់ឥឡូវនេះក៏បកមកចូលពេលព្រឹកមកដល់ហាងកាហ្វេចឹងស្រាប់ឃើញក៏ឆុងកាហ្វេឆុងអីចឹងណាគេដាក់ក្នុងកែវអីក៏ច្បាច់គ្រីមច្បាច់អីចឹងដល់ពេលហើយនេះអ្នកឆុងនោះមានបណ្ណាប្រុសសង្ហាតួប្រុសយើងនេះឯងដល់ពេលឆុងរួចទៅក៏ដាក់ឲ្យអតិថិជនចឹងណានេះកាហ្វេរបស់អ្នកនាងរួចរាល់ហើយដល់ហើយម្នាក់ស្រីក៏និយាយចឹងណាតែខ្ញុំឲ្យសុំกระดาษថែមបានអត់ដល់តួប្រុសក៏ងក់ក្បាលហើយទៅលុកដៃយកกระดาษចឹងស្រាប់ពេលហ្នឹងក៏នឹកឃើញនៅអាយុបនឹងជាមួយនឹងសឹងជុននោះគេយំលហេមលហាមិនសុំกระดาษអីថែមដល់ពេលគេនឹកឃើញគេញឹមទៅឯងហ្នឹងក៏ងាកទៅសួរវិញចឹងយកกระดาษថែមទៀតមែនម្នាក់ស្រីហ្នឹងឃើញយកអស់សំណើចតបចឹងចាសុំបច្រើនមកបែបគិតថាទេអ្នកលក់នេះឈួតទៅហ្នឹងឯងដល់ពេលហើយតួប្រុសហ្នឹងក៏ទាញกระดาษម្ដងទៅឲ្យចឹងណាដល់ពេលបានហេទៅអ្នកទិញគេទៅផឹកអីរបស់គេចឹងណាស្រាប់តួប្រុសឈោញ៉ាំហ្នឹងឯងបែបគេនឹកឃើញអារឿងសប្បាយចិត្តគេជាមួយនឹងសឹងជុនហ្នឹងសក់ដល់ពេលបុគ្គលិកនេះឃើញចឹងក៏ដើរមកដល់សួរចឹងណាតើបងក៏មកតំណាត់ជួបជាមួយតាណាម្នាក់មែនទេតួប្រុសលឺទៅខំប្រកែកចឹងណាឯងនិយាយស្អីគេហ្នឹងយើងមានបានណាត់ជួបតាណាហូ single ពេញថឹងហ្មងបុគ្គលិកនេះក៏និយាយទៅវិញទៅខ្ញុំឃើញបងអញញឹមតាំងពីព្រឹកមកម៉េចដល់ពេលម្នាក់ស្រីក៏ជួយបន្ថែមប៉ិតមែនហើយពួកយើងក៏មានភ្នែកដែរបងដឹងអត់តួប្រុសក៏នៅតែប្រកែកចឹងណាយើងអត់មានទេស្រាប់ហើយបុគ្គលិកស្រីក៏និយាយបន្តទៀតខ្ញុំឆ្ងល់ដល់ថាលឹកនេះបានរយៈពេលប្រហែលមើលទៅហូមានន័យថាតួប្រុសព្រាននារីសាហាវដល់តួប្រុសលេងនិយាយអីក៏សួរបកទៅវិញចឹងតែពួកឯងធ្វើការងារដែលយើងប្រាប់រួចរាល់ហើយមែនដល់ហើយពេលណាក៏តបព្រមគ្នាចឹងរួចរាល់អស់ហើយដល់លឺចឹងតួប្រុសសួរទៅវិញហ្មងចុះស្អីគេនៅពេញតុកហ្នឹងស្រាប់ឃើញចឹងក៏ម្នេះរត់ធ្វើការចឹងក៏និយាយទៅវិញហើយអាហ្នឹងវាទៅតែម្ដងមែនតើឥឡូវពួកយើងពងរៀបចំធ្វើហើយនិយាយទៅតមកអលហើយហ្មងនេះដល់តួប្រុសខ្ញុំនេះហើយនៅចូលញ៉ាំហ្នឹងហើយទៅមុនតែមានស្នេហាចឹងមែនហ្មងណាដល់ឥឡូវនេះបកមកខាងតួប្រុសនេះវិញមួយទៀតហើយរឿងនេះគេនិយាយអំពីភាគច្រើនអ្នកសិល្បៈដូចពួក idol ពួកអីពួកត្រៀមច្រៀងរាំអីដល់ទៅឃើញម្នាក់ហ្នឹងឈររាំអីរបៀបគេថតវីដេអូចឹងណាដូចរបៀបគេត្រៀមនឹងត្រូវចេញអាល់ប៊ុមត្រៀមប្រឡងត្រៀមអីហ្នឹងទៅគេផុសវីដេអូផុសអីរាំដើម្បីឲ្យទស្សនិកជនគេបានមើលបានគ្រប់ត្រូលអញ្ចឹងណាដល់ទៅក៏បកមកថ្នាក់បរិញ្ញាច្រៀងរបស់សឹងជុននេះក៏ឃើញកូនស្រីនេះអង្គុយមើលអាចម្រៀងដែលថាម្នាក់ប្រុសមិននឹងរាំអីហ្នឹងអានេះរបៀបថាយើងស្រឡាញ់ទេយើងអង្គុយមើល idol យើងរាំអញ្ចឹងណាស្រាប់ពេលហ្នឹងក៏ឃើញសឹងជន់ដើរម្ដងដល់ពេលដើរម្ដងក៏សួរអញ្ចឹងណាកំពុងមើលគេហ្នឹងដូចយកចិត្តទុកដាក់ម៉េចដល់ឲ្យកូនសិស្សក៏ខិតទៅចិត្តសឹងជន់ក៏សួរអញ្ចឹងណាលោកគ្រូស្គាល់គឹមច័ន្ទអ៊ូអត់គេនេះឥឡូវពងទៅល្បីពេញអ៊ីនធឺណិតហើយតាមបណ្ដាញព័ត៌មានហ្មងអ្នកណាក៏និយាយពីគេឡើងពេញប្រទេសអត់ដែរដល់សឹងជន់នេះអត់មានខ្វល់ទេខ្វល់ទៅអីបើគ្នាមានវិបត្តិផ្លូវចិត្តព្រោះរឿង idol ហ្នឹងឯងសប្តាហ៍ពេលហើយក៏តទៅវិញចាំទៅក្រោយណាឥឡូវពួកយើងមកចាប់ផ្ដើមថ្នាក់យើងវិញតែឯងមានបានវ៉ាំអាប់អត់ដល់ទៅកូនសិស្សហ្នឹងក៏តទៅវិញអញ្ចឹងណាអត់បានផងដល់ហើយក៏ឃើញខិតមកចិត្តគ្រូក៏សួរទៅលោកគ្រូតើវាជាការពិតអត់ដែលថាពួកគេនឹងមកចូលរួមក្នុងសាលារបស់ពួកយើងដល់គ្រូហ្នឹងក៏ងាកមកតបវិញអញ្ចឹងណាគ្រូអត់ដឹងទេដល់កូនសិស្សលើចឹងអស់សង្ឃឹមហ្មងក៏និយាយទៅវិញអញ្ចឹងណាស្អីគេហ្នឹងក្តីសង្ឃឹមរបស់ខ្ញុំរលាយសូន្យណានេះហើយនេះបានជាសាលារបស់យើងអត់មានតារា idol ឬមួយក៏អ្នកហ្វឹកហាត់អីចឹងតែនៅសាលាផ្សេងគេមានគ្រប់គ្នាហ្នឹងដល់គ្រូលឺចឹងនៅធ្វើមិនដឹងចឹងណាអត់តបអីទេក៏តបដល់សិស្សវិញអញ្ចឹងណាមកសមសិនមកដល់ពេលសិស្សក៏ងើបឈរទៅគ្រូក៏លេង piano លេងអេសិស្សសមអីចឹងណាសោះដល់ពេលហើយក៏ឃើញទូរស័ព្ទគេហ្នឹងលោតសារមកទូប្រុសផ្ញើមកនឹងឯងឃើញសួរចឹងណាឯងរវល់មែនដល់ទៅក៏លេខមកទូប្រុសនេះអើយអង្គុយសេតហ្នឹងអាផ្ញើសារទៅគេប្រហែលដងគេអត់តបសោះហ្មងដល់តែអង្គុយអានសារចេះឆ្ងល់គេអត់តបចឹងស្រាប់ហើយក៏នឹកឃើញថាមែនតើមាននាមកាតគេឲ្យក៏ទិញនាមកាតនាមអីយកមើលចឹងហ៎ដល់ពេលហើយនឹកឃើញប្រហែលយកទៅរកទូប្រុសដល់កន្លែងធ្វើការគេដឹងស្រាប់ហើយក៏ងាកទៅនិយាយបុគ្គលិកចឹងណាយន្តជីចាំជួយបិទហាងឲ្យបងផងណាបងទៅមុនហើយដល់បុគ្គលិកស្រីលើកឆ្ងល់ក៏សួរទៅវិញចឹងណាអីគេទៅហើយទូប្រុសក៏តវិញទៅចាំស្អែកចាំបងអ្នកបើកហាងចាំបងទៅណាដល់ហើយចេញទៅបាត់ចឹងតួស្រីនោះស្រែកចឹងឯងចាំស្អែកចាំជួបគ្នាបែបឆ្ងល់ទៅទេបញ្ញាប់ទៅណាសតទៅពេលហ្នឹងបុគ្គលិកប្រុសក៏មកដល់ដែរស្រាប់ហើយបុគ្គលិកប្រុសក៏និយាយតើគេតណាត់ជួបតាណាមែនលើកនេះហាក់មិនដូចខុសប្លែកពីរត់ដងដល់ទៅក៏ងាកទៅបុគ្គលិកស្រីក៏និយាយបន្ថែមចឹងណាលើកនេះយើងភ្នាល់ថានឹងបានមួយខែស្រាប់តែកូនស្រីនេះលើកដៃវិញក៏និយាយមក
បើខ្ញុំវិញណាគិតថាពីអាទិត្យចឹងមានន័យថាតួប្រុសនេះព្រានរីមធម្មតាទេដល់ហើយក៏បកមកថ្នាក់រៀបរបស់សឹងជន់វិញម្ដងដល់ពេលគេព្រានចាប់ទៅគេរៀបចំឯកសាររៀបអីម្ដងដាក់ចូលកាបូបចូលអីចឹងណាសោតាពេលពងរៀបហ្នឹងក៏លឺសលេសារទូរស័ព្ទលោកទៀតណាក៏ទាញមកមើលហ្នឹងឃើញតួប្រុសផ្ញើមកទៀតណាក៏ឃើញនិយាយចឹងណាសឹងជន់ឯងអត់តបសារយើងទេយើងបារម្ភណាស់តែអត់អីណាអីអូយនិយាយថាតាមហ្មងណាដល់តួប្រុសនេះធុញណាស់ហ្នឹងដល់ទៅគ្នាក៏កាន់ទូរស័ព្ទហ្នឹងទៅក៏សរសេរសារទៅវិញចឹងណាក៏រៀបរាប់អត់អីទេគឺខ្ញុំគ្រាន់តែសិតទៅបានប៉ុណ្ណឹងកុំអីលុបសារនឹងចោលចឹងដល់ពេលលុបហើយក៏សេមកទៀតចឹងណាគឺថាឥឡូវនេះខ្ញុំកំពុងតែដល់ពេលលុបចោលទៅណាអូយមើលទៅដូចជាច្រើនពេកហើយដល់ពេលហើយអូធុញថប់ចឹងណាគ្រាន់តែតបសារទៅគេមិនដឹងតបមិនផងនេះដេកពិបាកចិត្តនឹងតបសារទៀតតួប្រុសខ្ញុំដឹងបានតួសារអត់ទេនេះស្រាប់ទៅដល់ពេលហើយហ្នឹងក៏ឃើញតួប្រុសមកចូលចាំនៅខាងមុខសាលាហ្នឹងមែនដល់ចូលចាំទៅក៏ឃើញសឹងជន់នោះចុះមកអញ្ចឹងណាដល់ពេលសឹងជន់គ្នាដើរចេញក្រៅគ្នាបានចាប់អារម្មណ៍មកស្រាប់ហើយក៏លឺសលេងទូប្រុសស្រីអញ្ចឹងសឹងជន់គាត់ទៅលឺភ្លាមនិយាយថាសឹងជន់ភ្ញាក់ព្រឹកហ្មងណាក៏សួរថាឯងមកធ្វើអីនៅទីនេះហ៎ដល់ទៅទូប្រុសក៏និយាយទៅវិញតែឯងកំពុងទៅផ្ទះមែនសឹងជន់នេះអត់តបទេគ្នានៅភ្ញាក់ផ្អើលឡើយស្រាប់ពេលហើយក៏លឺទូប្រុសនិយាយតទៅណាយើងមកដល់ចំពេលល្មមយើងសង្កេតឃើញថាសាលារៀនរបស់ឯងនេះនៅចិត្តហាងកាហ្វេយើងដែរតើដល់សឹងជន់នៅតតបអីដែរឈោស្ងៀមដល់ពេលឃើញអញ្ចឹងហ្នឹងទូប្រុសចាប់ផ្ដើមនិយាយទៅណាយើងមានការបារម្ភព្រោះយើងអូខេឯងតបសារយើងចង់មកសុំទៅឯងជាផ្លូវការសុំទៅដែលយើងសួរសំណួរអត់សមរម្យកាលពីម្សិលមិញតួប្រុសនោះក៏តទៅវិញទៅអត់អីទេគឺយើងទេដែលជាអ្នកសាងកំហុសនោះដល់ហើយតួប្រុសក៏តទៅវិញយើងក៏ចាំព្យាយាមរស់រានជាមួយឯងយើងសង្ឃឹមថាពួកយើងនៅអត់មានរឿងយកច្រឡំនេះទេគេមិនយកច្រឡំអារឿងហ្នឹងទេបើគេយកច្រឡំគេយកច្រឡំរឿងផ្សេងហើយបើយើងតាមគេម៉ងដល់តួប្រុសនោះក៏ញញឹមតអាម៉ាត់ទេបាទដល់ពេលក៏ចេញទៅបាត់ចឹងណាហឺនិយាយវាថាឡើងចឹងហ្មងណាសារពងដាល់ចេញហ្នឹងតួប្រុសនេះចាប់ស្មាចឹងឈប់សិននិយាយពីសឹងជន់នេះគ្រីភ្ញាក់ក៏វាខ្លួនចេញឡើងញាប់ហ្មងចឹងណាជុំដូចដឹងចឹងថាគ្នាហ្នឹងដូចវាអត់ស្មជាមួយនឹងមនុស្សថ្មីជាមួយការប៉ះពាល់ជាមួយគេមកចិត្តចឹងដល់សឹងជន់នេះក៏ឈោសឡងមកតួប្រុសចឹងស្រាប់ទៅសឡងហើយក៏សម័យដល់ទៅតកម្មខ្លួនឯងចឹងណាដូចខ្លួនឯងពងដើរតាមផ្លូវចឹងស្រាប់ហើយក៏ឃើញដៃមួយប៉ះស្មាចឹងដែរសឹងជន់យើងហ្នឹងក៏ភ្ញាក់ចឹងឬក៏និយាយថាបងប្រុសហើយម្នាក់ប្រុសនេះក៏សួរទៅវិញហើយមកជាឯងភ្ញាក់ផ្អើលខ្លាំងម៉េចថ្ងៃនេះឯងដូចជាបញ្ចប់រៀងយឺតបន្តិចសឹងជន់នៅលុយទៅក៏សួរទៅវិញចឹងណាបងចាំខ្ញុំហ្មងម្នាក់ប្រុសនេះក៏តបចឹងឬក៏និយាយថាឯងញ៉ាំអីរួចនៅពួកយើងនាំគ្នាញ៉ាំអីឆ្ងាញ់តោះសឹងជន់ហ្នឹងក៏តបទៅវិញខ្ញុំក៏ចង់ទៅដែរប៉ុន្តែខ្ញុំត្រូវរសមបន្តទៀតលើចឹងម្នាក់ប្រុសក៏តបទៅវិញយើងមកប្រាប់អ្នកគ្រប់គ្រងឯងហើយថាថ្ងៃនេះឯងនឹងទៅរៀងយឺតបន្តិចសឹងជន់នេះលុយចឹងភ្ញាក់ហ្មងក៏សួរទៅវិញចឹងថាម៉េចហើយម្នាក់ប្រុសក៏និយាយទៅណាយើងបានប្រាប់គាត់ថាឯងមានការប្រជុំដ៏សំខាន់មួយដែលត្រូវចូលរួមដូច្នេះហើយកុំបារម្ភអីសឹងជន់នៅលឺអញ្ចឹងហ្មងក៏សួរទៅវិញអញ្ចឹងណាចឹងពួកយើងញ៉ាំអីទៅដល់ម្នាក់ប្រុសក៏និយាយតោះពួកយើងហៅទៅក៏បបួលគ្នាទៅញ៉ាំអីចឹងទៅអញ្ចឹងមើលរឿងនេះហើយចាំតួអង្គមួយបន្តិចណាព្រោះរឿងខ្លីតួអង្គចេញមួយសំខាន់ទាំងអស់ហើយម្នាក់ប្រុសហ្នឹងឯងដែលធ្វើឲ្យតួប្រុសយើងនេះមានបញ្ហានៅសប្តាហ៍ថ្ងៃហ្នឹងគ្រាន់តែសម័យចប់ភ្លាមឈោសឡងមុខអើយតួប្រុសអញ្ចឹងតួប្រុសឆ្ងល់តើដល់ក៏សួរទៅវិញអញ្ចឹងណាតែឯងចង់ទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាអត់គ្រាន់តែលើសំណួរហ្នឹងនិយាយពីថាសិនចុងបដិសេធហ្មងក៏តទៅវិញខ្ញុំសុំទោសដល់ហើយក៏ដើរចេញទៅបាត់ហើយសំណោះតួប្រុសឯងដល់តាមគេពីណាពីណីទេដល់មកដល់គេបដិសេធទៀតតួប្រុសគេដល់ឈោមើលនឹងឯងក្នុងចិត្តគ្នាឆ្ងល់ណាវាមិនដឹងថាវាមានរៃកើតឡើងប៉ុន្តែវាតំណែងថាវាមិនតដល់ឋានៈស៊ីជម្រៅឲ្យដឹងរឿងដល់ហើយសឹងជន់យើងនេះក៏ដើរមកផ្ទះចឹងដល់ដើរបដាគេរៀបរាប់រឿងក្នុងចិត្តគេចឹងណាមនុស្សប្រុសឲ្យធ្វើឲ្យខ្ញុំមានជីវិតរញ៉េរញ៉ៃខ្ញុំបានខ្លាចទៅជាមនុស្សដែលប្រយ័ត្នប្រយែងបំផុតទៅរឿងសង្គមហើយទៅនៅរឿងទំនាក់ទំនងរ៉ូមែនទិកបន្ទាប់ពីបានស្គាល់គាត់គេបានបន្សល់ទុកនៅស្នាមជ្រេះខ្ញុំកាន់តែលុបចោលពេលណាវាកាន់តែរីករាយដល់ពេលហ្នឹងនិយាយបដាអាទឹកមុខខំទប់អារម្មណ៍ជួយចាប់បដាអញ្ចឹងណាហើយនឹកសម័យដល់អារូបភាពដូចថាធ្លាប់នៅជាមួយម្នាក់ប្រុសនោះថាវាផ្អែមល្ហែមវាស្វីតអីជាមួយគ្នាអញ្ចឹងគ្រាន់តែនឹកឃើញដល់ភ្លាមណាទឹកភ្នែកហូរច្រោចអញ្ចឹងពេលខ្លះនៅតួប្រុសណៃយើងវាមិនដឹងថាគឺវាប៉ះទង្គិចមកខ្លះពីអតីតកាលដល់វាមិនសល់ទុកអារងថ្ងៃគ្នាហ្នឹងដល់ហើយទៅក៏ចូលមកដល់ក្នុងផ្ទះហ្នឹងស្ទុះស្ទាម្នេទាញរត់ថ្នាំរត់អីផឹកចឹងណាអានេះលក្ខណៈថាអាជំងឺហ្នឹងទៅពេលណាយកឲ្យស្រួលអីទៅបានថ្នាំហ្នឹងទៅវារងាប់អារម្មណ៍របស់យើងវាស្ងប់ស្ងាត់តិចចឹងណាសតតែកំពុងតែអង្គុយហ្នឹងមិត្តភក្តិចេញមកឃើញចេញមកឃើញក៏ស្រែកតែអញ្ចឹងណាសឹងជន់ក៏ស្ទុះទៅរកមិត្តភក្តិចឹងឯងពួកដឹងថាស្ថានភាពអត់ស្រួលសតទៅពេលហើយតួប្រុសហ្នឹងក៏សួរទៅអាម៉ាត់ដែរតែយើងត្រូវធ្វើមិនទៅដល់ទៅក៏នាំគ្នាមករកកន្លែងអង្គុយត្រឹមត្រូវអង្គុយផឹកចឹងស្រាប់តួប្រុសលោកផឹកអកចឹងដល់ឃើញចឹងមិត្តភក្តិក៏សួរតែឯងម្រងផឹកច្រើនជាងនឹងទៀតមែនដល់ហើយតួប្រុសក៏ចាប់ផ្ដើមរៀបរាប់អាចង្រៃម្នាក់នោះគេគ្មានន័យអីតទៀតទេតែគេតែមករំខានជីវិតយើងរហូតហេតុអីបានជានៅសុកយើងមកគិតពីគេចឹងមិត្តភក្តិហ្នឹងក៏តទៅវិញប្រហែលជាគេដូចវាមកទៅចង់សម្ដៅតួប្រុសហ្នឹងសឹងជន់នេះក៏តទៅវិញទៅមិនអញ្ចឹងទេមិនដូចទាំងរូបរាងហើយក៏មិនដូចទាំងចរិតដែរមិត្តភក្តិហ្នឹងក៏តទៅវិញទៅ
វាប្រហែលជាមានអីស្តៀងគ្នាឯងមើលទៅស្នេហ៍គ្រឿងដំបូងរបស់ឯងនេះពិតជាប៉ះពាល់ដល់ឯងខ្លាំងមែនបើសិនជាទំនាក់ទំនងដំបូងរបស់ឯងជាមួយនឹងមនុស្សក្មេងឯងនឹងរកឃើញខ្លួនឯងថាមានទំនោរទៅរកមនុស្សក្មេងតែបើសិនជាវាជាមួយសម្រាមវិញឯងប្រហែលជាត្រូវបានតាក់ទាញជាមួយនឹងសម្រាមដទៃទៀតទោះបីជាឯងមិនចង់ក៏ដោយស្រាប់តែនិយាយបានប៉ុណ្ណឹងណាមិត្តភក្តិនេះខឹងជំនួសតួប្រុសនេះហ្មងក៏ងើបឈោកនិយាយមកគ្រាន់តែគិតដល់រឿងនឹងភ្លាមយើងខឹងភ្លាមហ្មងតាចង្រៃនោះវារស់នៅណាឯងចង់ឲ្យយើងព្រាមរៀងខ្លះដល់វាអត់ចេះតែនិយាយឲ្យរបៀបប្រឡប់មិត្តភក្តិអញ្ចឹងណាដល់ពេលឲ្យមានណាតួប្រុសនៅសើចឹងឯងក៏និយាយទៅទៀតហើយមកជាយើងសារកំហុសបែបហ្នឹងបានដល់ពេលលឺអញ្ចឹងមិត្តភក្តិក៏ចង់មកអង្គុយចិត្តអញ្ចឹងឬក៏សួរទៅវិញតែឲ្យមកជាឯងខ្វល់ខ្វាយពីគេម្នាក់ហ្នឹងមកម៉េចឯងមិនចាំបាច់ទៅជួបគេទេបើសិនជាឯងមិនចង់នោះសឹងជួននេះក៏រៀនស្ទាក់ស្ទើរអញ្ចឹងក៏តទៅវិញថាគឺមកពីយើងពួកយើងធ្វើការកន្លែងជាមួយគ្នាអញ្ចឹងហើយបានជានឹងហើយស្ងាត់ជ្រាបអត់និយាយតទេមិត្តភក្តិនេះគ្រាន់តែលើប៉ុណ្ណឹងដឹងមិនបាច់និយាយតមិនបាច់សួរតក៏គិតដឹងដែរថាប្រហែលជាសឹងជន់ហ្នឹងមានអារម្មណ៍អីជាមួយតួប្រុសដែរមើលទៅតោះឥឡូវមកតសាច់រឿងយ៉ាងទៀតឃើញតួប្រុសនេះមកអង្គុយស៊ីផឹកជុំមិត្តភក្តិអញ្ចឹងឃើញមិត្តភក្តិចាក់ស្រាចាក់អីហើយក៏សួរអញ្ចឹងណាចឹងមានអីកើតឡើងហើយសរុបទៅចុងក្រោយអាមិនដេញនឹងអត់មិនដឹងថាគេនិយាយគ្នារឿងអីទេក៏លើតួប្រុសតទៅវិញអញ្ចឹងណាអត់ទេរឿងហ្នឹងវាមានតែប៉ុណ្្នឹងឯងដល់មិត្តភក្តិស្រីលើអញ្ចឹងក៏សួរបញ្ជាក់ទៅវិញអញ្ចឹងណាអញ្ចឹងឯងត្រឡប់ទៅផ្ទះវិញមានអីកើតឡើងចំពោះឯងមែនយល់ណៃប្រហែលជាសំដៅរឿងការថ្ងៃតួប្រុសស្លាប់អីជួនគេទៅផ្ទះឲ្យបានទៅធ្វើអីព្រេះប្រាស់ជាមួយគ្នាស្រាប់ពេលហ្នឹងក៏លឺតួប្រុសរៀបរាប់ណែគេម្នាក់ហ្នឹងអត់មានអារម្មណ៍ដូចជាអ្នកដទៃទេបើសិនជានិយាយពីហ្គេមវិញគេហ្នឹងគឺជា final boss ហើយគឺដូចជាស្ថិតនៅ level ដែលពិបាកបំផុតអញ្ចឹងនេះកំពុងតែនិយាយដើមសឹងជន់ហ្នឹងដល់ពេលលឺចឹងមិត្តភក្តិអស់សំណើចក៏សួរទៅវិញមកអើយហេតុអាណាគេហ្នឹងដែលធ្វើឲ្យសងជ័យយន្តណាស្មុគស្មាញដល់ម្លឹងដល់ហើយមិត្តភក្តិស្រីក៏និយាយទៅវិញយើងមើលទៅពេលនេះដូចមិនមែនជាខ្លួនឯងអញ្ចឹងនេះដល់ហើយតួប្រុសក៏តទៅវិញយើងដឹងតាសូម្បីតែយើងក៏មិនយល់ពីខ្លួនឯងដែរដល់ហើយក៏អង្គុយដកដង្ហើមធំហ្នឹងរួចក៏និយាយទៀតដែរគេនេះគឺមានចរិតផ្ទុយពីយើងហ្មងហើយកំផៃវិញខ្ពស់ចង់ដល់មេឃហើយតាមគេទៅបាន2ដងនិយាយពីនិយាយដើមគេដល់មិត្តភក្តិលឺអញ្ចឹងក៏តទៅវិញប៉ុន្តែការវាលុបរបស់ឯងក៏ខ្លាំងដែរឬមួយក៏ឯងមិនប្រកែកដូចជាពីមុនទេតួប្រុសលឺអញ្ចឹងហ្នឹងក៏ញឹមលក្ខណៈថាឌឺដងអញ្ចឹងណាមកឌីលឯងស្រស់ហ្មងនេះដល់ហើយក៏សុំមិត្តភក្តិវិញអញ្ចឹងណាហើយឯងមិនតន់ទៅទៀតយើងគិតថាឯងមានកម្រងទៅណាតានេះដល់ហើយមិត្តភក្តិប្រុសក៏និយាយទៀតគេមានការជុំយន្តធំមួយនៅកន្លែងក្លឹបថ្មីឯងគួរទៅជាមួយពួកយើងទៅតួប្រុសលឺអញ្ចឹងក៏បដិសេធអញ្ចឹងណាយើងអត់ទៅទេពួកឯងនឹងមានទៅដល់មិត្តភក្តិលឺយកឆ្ងល់ហ្មងក៏សួរអញ្ចឹងណាណែសឹងជាយន្តឯងធ្វើមែនតើក៏អីអាលក្ខណៈថារបៀបមនុស្សធ្លាប់តលេងសើចធ្លាប់សុបាយអីដល់ពេលឥឡូវទៅមួយគេដល់តួប្រុសនោះមកអកទេទាញទូរស័ព្ទយកមកមើលចឹងមើលឲ្យដកថាធំទៅដែរប្រហែលជាមើលសាររបស់សឹងជន់មកគេអត់តបអត់អីនៅវាអត់សនុកក្នុងខ្លួនណាដល់មកភ័ក្រប្រុសឃើញអញ្ចឹងក៏និយាយទៅវិញទៅមិនអីទេបដ ாய் គេទៅពួកយើងភ័ក្រទៅក៏បានដែរដល់ទៅក៏គេនឹងភ័ក្រទៅទុកឲ្យតួប្រុសអង្គុយទៅឯហ្នឹងតួប្រុសអេដមីននេះទុកមុខសំណមកថាអ្នកស្លូតបោសុភាពរៀបសារមកសំណណាព្រានរីហ្នឹងដល់តើនេះចូលមកដល់ព្រឹកថ្មីឯងបកមកខាងផ្ទះសឹងជន់វិញម្ដងឃើញសឹងជន់ឈោរត់ហាត់គ្រុតកីឡានៅលើឧបករណ៍គេហ្នឹងដល់ពេលក៏នឹកឃើញដល់ពាក្យមិត្តភ័ក្តិនិយាយក៏និយាយថាបើសិនជាឯងចាប់ផ្ដើមណាត់ជួបនរណាម្នាក់ទៀតឯងច្បាស់ជាដឹកដល់ម្នាក់ហ្នឹងទៀតជាមិនខានឥឡូវនេះឯងមានភាពល្អប្រសើរច្រើនហើយចឹងវាគ្មានបញ្ហាទេដែលឯងទៅរងចាំរហូតដល់តែឯងជាស្រួលបួនមែនទែនទៅឯងគួរចាប់ផ្ដើមតំណែងថ្មីទៀតបោះបង់អារម្មណ៍ដែលឯងមានចំពោះគេចោលទៅគ្រាន់តែនឹកឃើញដល់ពាក្យមិត្តភ័ក្តិភ្លាមសឹងជន់នេះឈោគិតហ្មងដឹងហើយតាំងកាពិតចង់មានន័យថាសឹងជន់ហ្នឹងក៏មានអារម្មណ៍ជាមួយតួប្រុសដែរចឹងគ្រាន់តែមានអារម្មណ៍មានតំណែងស្នេហានឹងភ្លាមធ្វើឲ្យគិតដល់ឯគេតួប្រុសចិត្តអាក្រក់ម្នាក់នោះដល់ចឹងទៅមិត្តភ័ក្តិបដិអនុសាសន៍ថាចាំពេលជាស្រួលបួនហ្មងទៅចាំចាប់ផ្ដើមតំណែងថ្មីមិនចឹងខ្លាចជំងឺវារើឡើងដល់ឥឡូវនេះក៏បកមកខាងមិត្តភ័ក្តិនេះវិញម្ដងស្រាប់តែឃើញចេញមកក្រៅមកអីចឹងស្រាប់តែកាន់ទឹកកាន់ម្ដងហើយក៏ឈោនិយាយថាឯងហ្នឹងហើយនេះមិនជាឯងតែនៅក្នុងខួរក្បាលយល់រហូតមែនតើទៅប្រាអនុសាសន៍ហ្នឹងមិនដឹងថាបារម្ភតួប្រុសឬមួយក៏ហួងហែងតួប្រុសសម្រាប់ខ្លួនឯងទេនេះដល់ហើយទៅមិត្តភ័ក្តិហ្នឹងក៏កាន់ទឹកកាន់អីផឹកចឹងណាស្រាប់ពេលពងផឹកចៃដល់នេះកូនសិស្សស្រីដើរមកដល់កូនសិស្សស្រីដើរមកហ្នឹងក៏ឈោមើលតួប្រុសចឹងធម្មតាទេឃើញ six pack ឃើញអីចឹងវា sexy ស្រាប់ចៃដល់នេះពេលហ្នឹងមិត្តភ័ក្តិហ្នឹងគេងាកឃើញដល់ពេលងាកឃើញម្នាក់ស្រីនេះក៏រៀបភ្ញាក់ដែរអីចឹងណាលោកគ្រូរបៀបមិនដឹងសារភាពមកសារទៅពេលតួប្រុសនេះឃើញចឹងហ្នឹងក៏ដើរមកចិត្តចឹងដល់ដើរមកចិត្តក៏និយាយមកនាងគួរតែនិយាយវាត្រង់ទៅដល់សិស្សស្រីនេះលឺចឹងក៏និយាយទៅវិញចឹងណាជប់សិននេះខ្ញុំបង្ហាញច្បាស់ចឹងផងស្រាប់ហើយទៅក៏ឃើញតួប្រុសនោះហុចទឹកទៅឲ្យនាងហ្នឹងចឹងណែយកទៅលោកអើយលោកគិតថានាងនឹងស្រីទឹកតើនេះបានហៅថាបរោះពិតមែនដល់ពេលកូនសិស្សឃើញចឹងគេភ្ញាក់ដែរអីគេហ្នឹង
លោកគ្រូខ្ញុំមិនចង់មានអីចឹងទេតែធ្វើមិនបើគ្រូឲ្យយកទៅធ្វើមិនបើគ្រូយកដឹងអីផងដល់ពេលហើយគ្រូក៏ដើរទៅបាត់ទៅសំខាន់ណាស់ពេលដើរទៅហើយនឹងឆ្លៀកងាកមកញឹមដាក់គេទៅណាអូយហើយឡើងចឹងដល់តាឥឡូវនេះក៏លេងមកថ្នាក់រៀនរបស់សឹងជន់វិញម្ដងក៏ឃើញកូនសិស្សនេះគេអង្គុយមើលវីដេអូចឹងដល់ពេលគេមើលបណ្ដាអូយឆាន់អ៊ូប៉ែចឹងណាស្រាប់ពងមើលឆាន់អ៊ូនោះដើរមកចិត្តមែនដល់ដើរមកចិត្តហ្នឹងក៏សួរចឹងណាសុំទោសតើថ្នាក់រៀនរបស់លោកគ្រូសឹងជន់ណានៅណាដែរកូនស្រីនេះមានបានចាប់អារម្មណ៍ទេក៏ច្អល់ចឹងណានៅនោះដល់ឆាន់អ៊ូនេះគេមិនតាមតនអីមើលវាមិនច្បាស់ហ៎ក៏សួរអញ្ចឹងណានៅណាវិញហ្នឹងហ៎ស្រាប់ហើយមានណាកូនស្រីក៏និយាយមកហើយនេះមកចលោក៏សួរអាលក្ខណៈចង់ស្ដីឲ្យអញ្ចឹងណាសក់ទៅពេលងើបមកឃើញមុខឆាន់អ៊ូហ្នឹងអូយគេឡើងភ្ញាក់ដល់ហើយក៏មើលមុខឆាន់អ៊ូហ្នឹងមើលមុខហើយងាកមកផ្ទៀងជាមួយទូរស័ព្ទហ្នឹងថាមេនេះមែននោះងាកទៅផ្ទៀងជាមួយមុខឆាន់អ៊ូចាដល់ពេលឃើញហើយគ្នាដល់ដាក់ដុកហ្មងណាក៏សួរទៅវិញអញ្ចឹងណាបងប្រុសឆាន់អ៊ូមែនដល់ពេលទៅឆាន់អ៊ូក៏ដោះមុខអីក៏និយាយថាបាទខ្ញុំហ្នឹងហើយគឺគឹមឆាន់អ៊ូកូនស្រីនេះឃើញអញ្ចឹងម៉ែសប្បាយចិត្តក៏និយាយទៅវិញទៅមុខបងតូចតែមួយឯនេះខ្ញុំគឺជា fan របស់បងfan តាំងតែពីបងតាំងតែប្រហែលមុខលើដំបងម៉ែដល់ពេលឆាន់អ៊ូនេះក៏តទៅវិញអរគុណច្រើនណាហើយចុះបន្ទប់រៀនច្រៀងនៅណាវិញដល់កូនស្រីក៏ច្អល់ទៅនោះនិយាយពីថាស្រឡឹងមុខគេញ៉ាំញ៉េមហ្នឹងឯងអានេះយល់អារម្មណ៍ដូចថាយើងស្រឡាញ់ idol យើងដល់នឹងសុកគេមកនៅមុខចឹងដល់ហើយទៅក៏ឃើញឆាន់អ៊ូហ្នឹងចូលមកដល់បន្ទប់រៀនណាស្រាប់ចូលមកដល់បន្ទប់រៀនអង្គុយមកគ្រូចឹងគ្រូហ្នឹងក៏មើលមុខវិញហ្នឹងអង្គុយមើលស្ងៀមហ្នឹងដល់ឆាន់អ៊ូនេះក៏អង្គុយញ៉ាំបើរំពឹងថាគ្រូនឹងស្គាល់ខ្លួនដូចគេចឹងណាសោះទៅដល់ពេលហើយគ្រូក៏និយាយចឹងឯងមើលទៅដូចជាស្តៀងប៉ុន្តែដូចជាដល់កូនសិស្សលឺចឹងខំអមបែបគ្រូស្គាល់ហើយក៏ខំសួរបញ្ជាក់ចឹងណាពិតមែនណាស្រាប់ហើយមានណាគ្រូក៏សួរទៅវិញតែពីមុនមកឯងធ្លាប់មករៀនជាមួយគ្រូអត់ដល់ពេលហើយឆាន់អ៊ូក៏តទៅវិញអត់ដែរទេគ្រូដល់ពេលលឺចឹងក៏និយាយទៅវិញទៅអូចឹងប្រហែលជារៀនជាមួយគ្រូផ្សេងហ្នឹងមើលទៅកូនសិស្សលឺតែប៉ុណ្ណឹងចង់អស់សង្ឃឹមបែបគ្រូមិនស្គាល់មិនដឹងក៏ខំណែនាំចឹងណាខ្ញុំគឺគឹមឆាន់អ៊ូដល់គ្រូនេះក៏តទៅវិញទៅអូដឹងហើយហើយខ្ញុំគឺលីសឹងជុនដល់ឆាន់អ៊ូនេះឃើញចឹងក៏នៅតែខំបញ្ជាក់ចឹងណាអត់ទេខ្ញុំគឺគឹមឆាន់អ៊ូគ្រូនេះបែបឆ្ងល់ដឹងចំអាកូននេះវាកើតអីចេះក៏តទៅវិញចឹងណាដឹងហើយខ្ញុំគឺលីសឹងជុនខំណែនាំវិញទៀតចឹងស្រាប់ដល់ពេលឆាន់អ៊ូនេះគឺទ្រាំលេងបានហើយមើលទៅដល់ចេញស្រាដៃហ្មងគឺឈូថាកាយវិការក្បាច់រំអីរបៀបបញ្ចប់ទៅមនុស្សហត់អីចឹងគិតថាគ្រូផាយស្គាល់ស្រាប់ពេលហ្នឹងតួប្រុសក៏និយាយចឹងណាអូឯងប្រហែលជាបានតែប៉ុណ្ណឹងឆាន់អ៊ូកាត់ហ្មងបាទគឺខ្ញុំហ្នឹងហើយគិតថាគ្រូស្គាល់តើនេះស្រាប់ហើយមានណាសឹងជុនក៏តទៅវិញហើយឯងប្រហែលជាក្តៅបន្តិចហើយមែនទេដល់ពេលហើយក៏ទាញតេលេទាញអីទៅជាមិនសិនជែកឲ្យវិញចឹងដល់កូនស្រីនឹងក្រៅនឹងឈោគវីក្បាលហ្មងលោកគ្រូស្គាល់សោះហ្មងណាឆាន់អូដល់ពេលចឹងគេតតម្លេះហ្នឹងហើយកុំថាឆាន់អូលោកអើយអេដមីនណាតែ BTS គេល្បីពេកពិភពលោកអេដមីនអត់មានស្គាល់ណាមួយផងហ្នឹងចឹងតែណានៅវិស័យហ្នឹងគ្មានស្គាល់ទេចង់អាកូនណាល្បីយ៉ាងណាក៏ដោយដល់ហើយក៏មានស្រីពីអ្នកដើរចេញពីអាគារហ្នឹងមកហើយក៏និយាយចឹងណាឯងបានឃើញគេអត់ឃើញគេស្រឡឹងមើលយើងអីចឹងណាប្រហែលជាសម្ដៅឆាន់អូមិញនេះអញ្ចឹងបើសិនជាសម្ដៅឆាន់អ៊ូមិញមានន័យថាសាលារៀននៅជាប់នឹងហាងកាហ្វេរបស់តួប្រុសហ្នឹងឯងនេះដល់ឥឡូវនេះបកមកហាងកាហ្វេរបស់តួប្រុសហ្នឹងឃើញបុគ្គលិកគេពងអង្គុយរៀបនំអីចឹងណាស្រាប់ពេលហើយលើទូរស័ព្ទឯខមកចឹងគេលើកដល់ហើយគេនិយាយចឹងហើយគាត់ទៀតហើយនេះស្រាប់ទៅដល់ពេលហ្នឹងក៏បុគ្គលិកប្រុសដើមហ្នឹងក៏សួរមកទៀតហើយគេហ្នឹងអត់មានល្អភាសាធ្វើអង្គគេទេតួប្រុសនេះគ្រាន់តែលើគេសន្ទនាគ្នាហ្នឹងក៏ដើរមកចិត្តសួរចឹងគេជាណាគេដល់ពេលហើយទៅម្នាក់ប្រុសហ្នឹងក៏និយាយបងស្គាល់អត់ម្នាក់ដែលកំពុងតាមញ៉ាយយន្តជីដល់ទូប្រុសលុយទៅខំសួរបញ្ជាក់អញ្ចឹងណាមានអីកើតឡើងមែនដល់ពេលហើយបុគ្គលិកប្រុសក៏និយាយទៅណានាងធ្លាប់ស្អប់គេចង់ងាប់តែដល់ពេលចុងក្រោយស្រាប់តែម្សៅគប់គ្នាបដ ாய் បានមួយខែហើយមែនទេដល់ពេលហើយតួស្រីនេះក៏វាក្បាលហ្មងតែបាន20ថ្ងៃទេរួចក៏ងាកទៅសុំតួប្រុសអញ្ចឹងណាម៉េខ្ញុំសុំទិញក្រៅផ្លេតនោះគាត់នៅនោះព្រោះតែគាត់នៅខ្ញុំខ្លាំងណាស់តួប្រុសដល់ពេលលុយអញ្ចឹងក៏តាមមើលអញ្ចឹងដល់ក៏ងាកមកវិញទៅនិយាយពីថាមេក៏ចិត្តល្អដល់ហើយបុគ្គលិកស្រីក៏ចេញទៅបាត់ទៅស្រាប់ពេលបុគ្គលិកស្រីទៅបាត់ហ្នឹងទូប្រុសងាកមកសួរហ្មងតែអាចទៅមុខរួចដែរតែនៅពួកគេអត់មានចាប់អារម្មណ៍គ្នាផងហ្នឹងបុគ្គលិកហ្នឹងក៏តទៅវិញទៅខ្ញុំគិតថាវាអាស្រ័យលើបុគ្គលម្នាក់ទេបើសិនជាបុគ្គលម្នាក់ហ្នឹងមិនអីទេនោះវានឹងធ្វើឲ្យយើងមើលឃើញគេក្នុងរូបភាពផ្សេងហើយទូប្រុសចេះស្ដាប់ចឹងណាដូចស្តៀងរឿងឯងវិញដល់ពេលហើយបុគ្គលិកប្រុសឃើញចឹងក៏សួរបងប្រុសហើយមិនជាបងចង់ដឹងមែនខ្ញុំកំពុងចាប់អារម្មណ៍យន្តជីទូប្រុសនេះគ្រាន់តែលឺចឹងប្រកែកញ៉ាចហ្មងហើយអត់មានទេឯងកុំចិត្តតែនិយាយលឿនចឹងមើលដល់បុគ្គលិកលឿនចឹងក៏និយាយទៅវិញសុំទោសដល់ពេលក៏ធ្វើការងារវិញចឹងណាដល់ស្រាប់ឃើញទូប្រុសលើកនៅការមើលមកទៅណាគាត់ទៅមើលមកពេលក៏និយាយមកណែយើងទៅមុនទៅណារួចក៏ទៅបាត់បុគ្គលិកស្រែកមកបងប្រុសចឹងណាដល់យូរមកគេងាកមកដល់ពេលក៏ចឹងទៅក៏ងាកមកធ្វើការតែឯងចឹងល្អទៀតណាមើលទៅនៅហាងនេះមានតែយើងម្នាក់ឯងទេដែលធ្វើការធ្វើមិនទេអាកូននោះបើយើងធ្វើការជាមួយអ្នកមានស្នេហាចឹងឯងដល់បកមកថ្នាក់រៀនសឹងជន់វិញឥឡូវនេះគេរៀនចប់វិញអីឃើញឆាន់អូនឹងគេ speak អញ្ចឹងណាស្រាប់ទូប្រុសគេរៀបឯកសារវាគេក៏ធ្លាក់រត់រេពេញអត់ចឹងហើយប្រហែលក៏និយាយចឹងណាហើយមួយរយៈនេះយើងមិនដឹងកើតអីនេះ
ដល់ពេលចាន់អូនោះក៏ជួយរកឯកសាររកឯគ្រូចឹងដល់ពេលរកហើយក៏មកសួរគ្រូចឹងមានអីកើតឡើងមែនលោកគ្រូសឹងជន់នោះក៏តទៅវិញទៅអត់មានអីទេដល់ក៏ងាកមកសួរសិស្សចឹងណាប៉ិតមែនហើយឈ្មោះក្រុមរបស់ឯងឈ្មោះអីគេដែរដល់ពេលទៅកូនសិស្សនេះក៏តទៅវិញឈ្មោះថាវ៉ាន់ភ័ញលោកគ្រូដល់ពេលលឺចឹងក៏និយាយទៅវិញចាំយើងទៅឆែកមើលការសម្ដែងរបស់ឯងគ្រាន់តែលឺប៉ុណ្ណឹងណាកូនសិស្សនេះអូយលោកគ្រូពិតជាគួរឲ្យស្រឡាញ់មែនដល់ពេលគ្រូក៏បញ្ជាក់ចឹងណាកុំភ្លេចរំលឹកមេរៀនដែលយើងរៀនថ្ងៃនេះផងណាកូនសិស្សនោះក៏តបបានទៅរួចក៏និយាយបន្តទៅណាជំនាញជារបស់ខ្ញុំមានការខ្វះខាតព្រោះតែខ្ញុំគឺជាអ្នករាំចម្បងនៅក្នុងធីមក៏ប៉ុន្តែគ្រប់ហ៊ុនណាបានសន្យាជាមួយខ្ញុំថានឹងឲ្យខ្ញុំមានជំនឿ solo បើសិនជាខ្ញុំមានការរីកចម្រើនទូប្រងទៅពេលលឺចឹងក៏តទៅវិញទៅចឹងឯងត្រូវតែខំប្រឹងប្រែងបន្តិចហើយតែឯងអត់មានអារម្មណ៍ថាឯកាបើសិនជាត្រូវការផ្លាស់ប្ដូរពីក្រុមហើយមកធ្វើជាសិល្បករតូលចឹងកូនសិស្សនេះក៏និយាយទៅវិញហ្មងអត់ទេខ្ញុំរងចាំការសម្ដែងតូលរបស់ខ្ញុំជាយូរមកហើយដល់ហើយសឹងជន់ហ្នឹងក៏លេសួរនាំទៅចឹងថ្ងៃហ្នឹងប៉ុណ្ណឹងបានណាកូនសិស្សហ្នឹងក៏គេអរគុណអីលាគ្រូចឹងណាដល់ហើយក៏ចេញមកផ្ទះជាមួយគ្នាចឹងក៏លើកូនសិស្សសួរទៅណាតែលោកគ្រូគិតថាសិល្បៈអភេទទៅដែលខ្ញុំគួរតែយកមកសម្ដែងសម្រាប់ការចេញជា solo ដំបូងរបស់ខ្ញុំមកខ្ញុំកំពុងតែស្ទាក់ស្ទើររវាងបទចម្រៀងប្រភេទរាំហើយនិងប្រភេទមនោសញ្ចេតនាទូប្រងក៏តទៅវិញទៅឯងត្រូវតែសមសិនតែឯងចង់សមជាមួយចម្រៀងប្រភេទអីដល់ទៅកូនសិស្សពងរោនឹកចឹងស្រាប់រោនឹកមិនតបានឆ្លើយប៉ុណ្ណឹងលើសលេងទូប្រុសស្រីពីក្រោយហ្មងសឹងជន់គ្រាន់តែងាកទៅភ្លាមណាលោកគ្រូទឹកមុខដកស្រួលហ្មងណាដល់ពេលកូនសិស្សក៏សួរទៅតែគឺជានរណាគេគ្រូនោះក៏រងអចឹងគឺថាគេដល់មិនតបានឆ្លើយឲ្យស្រួលបួសផងហ្នឹងក៏ឃើញកូនសិស្សឲ្យមើលទូរស័ព្ទចឹងដល់មើលក៏និយាយថាលោកគ្រូខ្ញុំត្រូវទៅហើយស្រាប់តែលោកគ្រូគាត់ទៅលឺប៉ុណ្ណឹងនិយាយហ្មងជប់សិនកុំតទៅអីនៅតិចទៀតសិននៅវិធាសឹងជន់នេះឲ្យតែឃើញទួប្រុសវិញដូចរៀងភ័យមិនទេដល់កូនសិស្សនេះក៏តទៅវិញទៅអ្នកនៅក្រុមហ៊ុនណាគេមកទីនេះដើម្បីទទួលខ្ញុំហីចឹងតែខ្ញុំខំមកលោកគ្រូពេលក្រោយទៀតណាដល់ពេលនិយាយចប់ក៏ដើរទៅបាត់ទុកគ្រូចោលតែឯហ្នឹងហើយនិយាយថាគ្រូនេះហើធ្វើមិនទេអញហើយដល់ឈោងើហ្នឹងក៏ឃើញទួប្រុសដើមហ្នឹងក៏សួរហ្មងថ្នាក់ចប់ហើយមែនទេតាមមកដល់ម្លងហើយមិនចាប់ក៏ត្រូវតែចប់ដែរពេលនេះដល់បកមកខាងឆាន់អូទៅវិញម្ដងក៏ឃើញដើរស្ដៅមកឡានចឹងបើកទ្វារឡានក៏និយាយចឹងណាសួស្ដីលោកនាយកដល់ទៅលោកនាយកក៏តបវិញចឹងណាឯងមកដល់ហើយឆាន់អូនោះក៏ចូលមកក្នុងឡានអង្គុយចឹងណាក៏លោកនាយកនិយាយធ្វើបានល្អណាស់ឆាន់អូគេអរគុណចឹងណារបៀបគេស្គួរសមគ្នានាយកនៅមានបណ្ណាគេសង្សារចាស់របស់សឹងជន់នឹងឯងតាមពិតមកនេះគឺបញ្ជូនកូននោះដើម្បីមកតាមសឹងជន់ទៀតហ្មងដល់ពេលនិយាយគ្នាចប់ហ្នឹងឆាន់អូគេដាក់ខ្សែក្បាត់នៅអីដើម្បីត្រៀមចេញដំណើរចឹងណាសត្វតែពេលហ្នឹងនាយកហ្នឹងក៏និយាយឯងផ្អែកទៅក្រោយឲ្យសម្រាប់បានឆាន់អូនេះលឺចឹងក៏តទៅវិញទៅអត់អីទេលោកនាយកនេះគឺចលនាថ្លៃដូច្នេះឲ្យវាទលាយទេអរគុណច្រើនដែលលោកនាយកមកទទួលខ្ញុំលោកនាយកក៏តទៅវិញទៅចាំយើងមកទទួលឲ្យម្ដងម្កាលនៅពេលដែលយើងទំនេរអញ្ចឹងឆាន់អូក៏ស្ដាប់ចប់ភ្លាមក៏អរគេពិតមែនអរគុណច្រើនអត់ដឹងតែគេបោកខ្លួនហ្នឹងណាគោមានម្ដាយដល់ហើយលោកនាយកក៏សួរបន្តពិតមែនហើយថ្នាក់រៀនថ្ងៃនេះមិនដែរឆាន់អូនេះក៏តទៅវិញទៅលោកគ្រូសឹងជន់ណាគឺពិតជាគួរឲ្យស្រឡាញ់ណានាយកនេះដល់ពេលលឺអញ្ចឹងក៏សួរទៅវិញហ្មងពិតមែនដល់ហើយក៏អង្គុយញ៉ាំញ៉ាំចឹងណាអញញ៉ាំតែប៉ុណ្ណេះដឹងតែងាប់ទៀតហើយសឹងជន់ដល់កលេចមកទួប្រុសពីអ្នកនេះម្ដងស្រាប់មកវាដើរនៅសួនហ្នឹងនិយាយវាថាសឹងជន់នេះដើរដូចប្រឹងខ្លាចមិនទេដល់ចឹងទៅទួប្រុសគ្នាឡើងអត់ហ៊ាននិយាយឯដែរនេះដើរស្ងាត់ចង់ក្រែងតាមសឹងជន់ដែរពេលចុងក្រោយក៏ដាច់ចិននិយាយក៏បបួលសឹងជន់ចឹងណាតែឯងចង់អង្គុយលេងសិនអត់ដល់សឹងជន់នេះគ្នាលឺអញ្ចឹងគ្នាក៏អូខេតាមចឹងគេបួលក៏ទៅដែរដល់ទៅក៏នាំគ្នាដើរមកអង្គុយបងហ្នឹងទេនិយាយដល់ពេលព្រាននារីមួយញ៉ៃប៉ះចំ introvert ទៅពពូគ្នាអង្គុយ5ថ្ងៃចឹងទៅលោកអើយលោកនេះសេអូទេប្រូអើយបើសិនជានៅស្រុកខ្មែរពេលនៅតែខ្លោចមកបបួលគ្នានិយាយ5ថ្ងៃហ្នឹងស្រាប់ហើយនាំគ្នាមកអង្គុយលងស្ងៀមចឹងទាំងពីរអ្នកហ្នឹងអត់មានបណ្ដានិយាយទេដល់ពេលបានមកស្ទុះទៅចុងក្រោយទូប្រុសចាប់ដើមដែរក៏ទូប្រុសនិយាយចឹងណាយើងគិតដល់ឯងពេញមួយថ្ងៃហ្មងសឹងជន់ពីថាអត់និយាយដល់ពេលនិយាយមានតែភាសាញ៉ាយហ្មងសឹងជន់ដល់ពេលស្ដាប់ឲ្យធម្មតាអត់តបអីទាំងអស់ដល់ពេលទូប្រុសក៏និយាយទៀតដែរយើងប្រហែលជាធ្វើឯងមានអារម្មណ៍ថាមិនស្រួលចិត្តហើយមើលទៅការដែលយើងមករកឯងភ្លាមចឹងហើយយើងក៏ចង់សុំទោសឯងដែរដែលធ្វើឯងទៅចូលរួមការជួបជុំថ្ងៃមុនតែឯងមិនចូលចិត្តរឿងទាំងអស់នេះសោះហើយថែមទាំងសួរឯងនៅសំណួរជាច្រើនដែលអត់ចាំបាច់ទៀតដល់សឹងជន់នេះលឺចឹងក៏តទៅវិញទៅរឿងទាំងអស់នេះពិតជារំខានដល់យើងពិតមែនហូយខាងនេះនឹងក៏ត្រង់ទៀតទូប្រុសនេះស្ដាប់ហើយរឿងគៀងហើយហ្នឹងតែនៅតែមិនចោះចាញ់ចឹងក៏ទៅសួរគេទៀតថ្ងៃស្អែកឯងទំនេរអត់សឹងជន់នេះលឺចឹងក៏តទៅវិញទៅមួយរយៈនេះយើងរៀនរវល់បន្តិចទូប្រុសនេះអត់ខ្វល់ទេក៏សួរទៅវិញបរៀនច្រៀងឯងចាំអត់ក្រោយឯងជំពាក់តកងឡានឯងថ្ងៃមុននេះសឹងជន់ដល់ពេលលឺចឹងសួរទាំងភ្ញាក់ហ្មងអីគេចូលកាន់នៅសវឹងអត់មានចាំអីលីនេះស្រាប់ពេលហ្នឹងទូប្រុសគឺរំលឹកការចងចាំគេក៏និយាយចឹងណាយើងសន្យាថាយើងនឹងបង្រៀនច្រៀងដល់ឯងយើងសន្យាដល់សឹងជន់នេះលឺចឹងក៏ខាត់ហ្មងណាកុំនិយាយពីវាទៀតអីមិនអីទេចាំយើងបរៀនច្រៀងដល់ឯងក៏បានដែរទូប្រុសនេះគាត់ទៅលឺចឹងសប្បាយចិត្តក៏និយាយហ្មងឯងសន្យាណាសឹងជន់ចេះងក់ក្បាលចឹងណាដឹងហើយ
ទឹកមុខគ្នាដូចវាមិនសូវស្រួលសអារម្មណ៍មិនចង់ប្រហែលនេះមិនតែធ្វើឲ្យគេបខំហើយដល់ហើយក៏គេស្ងាត់ជ្រាបទាំងអស់គ្នាទៅនោះនេះអង្គុយហាថ្ងៃទៅមានណានិយាយទេថាសឹងជន់ទៅសឹងជន់ដល់ពេលតួប្រុសតាមសឹងជន់ដែរស្ងាត់ស្ងៀមទាំងអស់គ្នាបណ្ដោយដល់តើលើនេះក៏ចូលមកដល់ពេលយប់ស្រាប់តែឃើញបដាហើយគ្នាមកកន្លែងចំណតឡានក្រុងហ្នឹងហ៎ចំកុំប្រាប់ថាអត់ហូបបាយហូបទឹកអង្គុយហាថ្ងៃដល់យប់ហ្មងនេះដល់ពេលកំពុងតែឈោចាំតួប្រុសក៏និយាយវាចិត្តខ្លាំងមែនតើនេះបើសិនជាជិះឡានអញ្ចឹងសឹងជន់ដល់ពេលលឺអញ្ចឹងក៏និយាយទៅវិញទៅឯងមិនចាំបាច់កំដរយើងក៏បានដែរមានណានិយាយពីតួប្រុសដល់ពេលលោម្ដងដល់ពេលអញ្ចឹងក៏សួរត្រង់ហ្មងយើងធ្វើឲ្យឯងមានអារម្មណ៍អត់ស្រួលមែនទេដល់សឹងជន់នេះអត់តបអីទេតែទឹកមុខនឹងបញ្ជាក់ឲ្យថាអត់ស្រួលមែនដល់ពេលតួប្រុសឃើញអញ្ចឹងក៏និយាយទៅវិញទៅយើងគ្រាន់តែមើលឯងឡើងឡានតែប៉ុណ្ណោះតើសារតួប្រុសទេសួរអើយសួរស្រាប់ចៃដល់អីឡើងក្រុងពេលហ្នឹងក៏មកដល់មែនក៏លឺសឹងជន់និយាយអញ្ចឹងណានោះមកដល់ហើយតួប្រុសគ្រាន់តែលឺអញ្ចឹងក៏និយាយហ្មងហើយលឿនមែនហ្នឹងថាឯងចង់ជិះឡានចើងក្រោយវិញអត់អូកាឡាគេអូដល់នេះដល់សឹងជន់នេះក៏និយាយត្រង់ទៅវិញអញ្ចឹងណាអត់ទេយើងចង់ជិះឥឡូវហ្នឹងឯងដល់និយាយចុះក៏ដើរសំដៅទៅរកឡានក្រុងអញ្ចឹងណាអត់មានលីអត់មានញោមមាននិយាយទាំងអស់ហ្មងនេះស្រាប់តែពេលកំពុងតែដើររកកន្លែងអង្គុយហ្នឹងលេងលូសលេងតួប្រុសស្រែកពីក្រៅអញ្ចឹងសឹងជន់ជួបគ្នាថ្ងៃស្អែកណាយើងសន្យាថាយើងនឹងខិតខំប្រឹងប្រែងសងឲ្យបានច្រើនដល់សឹងជន់នេះក៏មកអកដែរចូលអង្គុយធ្វើមិនដឹងតែនៅតែកន្លោះយើងនេះហូចូលស្រែកពីក្រៅហ្នឹងបាយចូលបោះដៃបាយគេអញ្ចឹងយីជីវិតនោះក៏មានក្តីសុខមែនអាគេអត់តបអីសោះហ្នឹងណាសឹងជន់ដល់ពេលឃើញចង់អៀនផងអីផងហ្នឹងនេះដល់ពេលទៅក៏អង្គុយនឹកថ្ងៃនេះដែរក៏និយាយថាតំណងស្នេហាប្រហែលជាមិនមែនសម្រាប់យើងទេតែប្រហែលជាយើងអាចធ្វើជាមិត្តភក្តិជាមួយគ្នាបានណោះហូប្រហែលជាព្រមបើកចិត្តនេះឲ្យតែព្រមបើកជាមិត្តភក្តិក៏បានដែរស្រាប់តែកំពុងតែអង្គុយគិតហ្នឹងក៏លឺសលេងទូរស័ព្ទខលអញ្ចឹងណាដល់ពេលមើលទៅឆាន់អូហ្នឹងហើយក៏លើកទូរស័ព្ទនិយាយអញ្ចឹងណាអាឡូឆាន់អូដល់ហើយឆាន់អូហ្នឹងក៏និយាយមកវិញទៅអាឡូលោកគ្រូសឹងជន់ខ្ញុំកំពុងតែនិយាយអំពីការសងជំនឿរបស់ខ្ញុំជាមួយនឹងលោកនាយកក៏ប៉ុន្តែគាត់តែបានក៏ប៉ុន្តែប៉ុណ្ណឹងលេងនាយកនឹងចាប់ទាញទូរស័ព្ទពីឆាន់អូអញ្ចឹងស្រាប់ទៅពេលទាញទូរស័ព្ទបានពីឆាន់អូនឹងហើយនាយកនឹងក៏និយាយហ្មងសឹងជន់តើឯងសុខសប្បាយអត់យើងនេះចំណាយពេលយូរមែនទេតម្រាំតែរកឯងឃើញជួបគ្នាឆាប់ណាគ្រាន់តែនិយាយឲ្យស្នាមញញឹមនោះដឹងហ្មងដឹងតែមានរឿងឯងសឹងជន់នេះមិនបាច់ចាំប្រាប់ថាពីណាគេក៏ស្រាប់សលេងដឹងហ្មងនេះអាទឹកមុខគ្នាទំតែញញឹមមិញជាមួយតួប្រុសហ្នឹងឯងស្រាប់តែដល់ពេលឥឡូវនេះព្រលឹងគ្នាហត់ទៅស៊ីព្រលឹងអស់ទៀតនិយាយពីថាជីវិតសឹងជន់នេះរកក្តីសុខមិនឃើញទេនេះមនុស្សមុំអត់រឹងមាំទេប្រហែលជាស្លាប់ខ្លួនយូរណាស់បាត់ហើយចឹងមិនថាមើលរឿងនេះទៅយល់អារម្មណ៍តារាកូរ៉េតារា K-pop ដែរថាគេស្លាប់ខ្លួនដោយសារអីហ្នឹងឯងឥឡូវដឹងហើយថាស្ថានភាពគ្នាជួបវាមិនខ្លាំងដល់បន្ទាប់ពីបាននិយាយទូរស័ព្ទជាមួយនឹង CEO សង្សារចាន់ហ្នឹងហើយឡានក្រុងរបស់ទូប្រុសយើងហ្នឹងក៏មកដល់ចំណតចឹងឯងទូប្រុសក៏ចង់មកពីលើឡានចឹងឯងនិយាយពីថាទឹកមុខគ្នានឹងអស់អារម្មណ៍អស់ព្រលឹងប្រលះលីងបន្ទាប់ពីនិយាយទូរស័ព្ទហើយចឹងណាក៏ធ្វើតាដើររបៀបលក្ខណៈដូចមនុស្សបាក់ចិត្តមនុស្សគិតច្រើនមនុស្សវិញ្ញាណចឹងណាដល់ពេលដើរទៅដល់ក្នុងសួនទៅក៏សម័យមកអតីតកាលខ្លួនឯងទៀតសម័យដល់5ឆ្នាំមុននោះដែលខ្លួនឯងដូចថាមុនពេលខ្លាចជាតារាអីហ្នឹងធ្លាប់ច្រៀងចម្រៀងដេញហ្គីតាអីនៅឯសួនអីចឹងណាព្រោះទៅថាគេស្រឡាញ់ចូលចិត្តក្មេងៗគេចូលស្ដាប់ចូលអីចឹងហើយទៅក្នុងហ្នឹងក៏ឃើញអាប៉ែ CEO សង្សារចាស់ហ្នឹងអង្គុយមើលញ៉ាំសប្បាយចឹងណានិយាយទៅអេមិនក៏មិនដឹងថាពីឯងវាសង្សារចាស់ឬក៏មិនមែនដែរគ្រាន់ថាតំណសាច់រឿងវាគួរតែអញ្ចឹងណាតែគ្រាន់តែដឹងថាអាប៉ែហ្នឹងគឺបោកប្រាស់តួប្រុសយើងហ្នឹងឯងហើយធ្វើតួប្រុសនេះមានបញ្ហាផ្លូវចិត្តរងឯងគឺអាប៉ែហ្នឹងឯងដល់បន្ទាប់ពីចេញពីជ្រៀងគេនាំគ្នាទៅញ៉ាំអីចឹងក៏ឃើញ CEO ហ្នឹងចាប់ម្ហូបចាប់អីឲ្យតួប្រុសចឹងក៏និយាយថាណាញ៉ាំទៅក៏ឃើញតួប្រុសតវិញថាលោកនាយកខ្ញុំឆ្អែតហើយខ្ញុំគិតថាថ្ងៃនេះខ្ញុំញ៉ាំច្រើនមែនទែនហើយបើសិនជាខ្ញុំហ៊ានឡើងគីឡូគឺខ្ញុំនឹងត្រូវអ្នកគ្រប់គ្រងស្ដីឲ្យជាមិនខានដល់ពេលលឿនអញ្ចឹង CEO ក៏តទៅវិញគេហ្នឹងអង្គប្រាប់អ្នកដទៃឲ្យសម្រាប់ទម្ងន់សោះតែគេមិនអាចសម្រាប់ទម្ងន់ខ្លួនឯងបានផងហ្នឹងគេហ្នឹងព្យាយាមអត់អាហារតាមពីគេទៅបញ្ចូលក្រុមហ៊ុនម្លេះក៏ប៉ុន្តែគេនៅតែឡើងគីឡូដែរសឹងជន់នៅលឺអញ្ចឹងក៏សួរទៅវិញអញ្ចឹងណាពិតមែនណោះ CEO នោះក៏តបអញ្ចឹងណាដល់ពេលតួប្រុសយើងលឺអញ្ចឹងគ្នានឹងសប្បាយចិត្តដែរខំប្រឹងអង្គុយហូបតអញ្ចឹងណាឆាប់ដល់ពេលហ្នឹង CEO នោះក៏និយាយបន្តទៀតណាសឹងជន់ណានៅពេលដែលពួកយើងនៅតែពីរនាក់ឯងមិនចាំបាច់និយាយជាផ្លូវការពេកក៏បានដែរតួប្រុសដល់ពេលលឺអញ្ចឹងគ្នារឿងក្រែងចិត្តដែរក៏តទៅវិញអញ្ចឹងណាខ្ញុំប្រហែលជាមិនអាចទេលោកនាយកដល់ CEO នេះលឺអញ្ចឹងក៏និយាយទៅវិញទៅពិតជាមិនអីមែនណាយាមបានឮថាឯងរស់នៅជាមួយសាច់ញាតិតាំងតែពីក្មេងមកឯងច្បាស់ជាឯកាយអញ្ចឹងហើយឯងចាត់ទុកយើងជាបងប្រុសឯងទៅដល់ពេលតួប្រុសយើងនេះស្ដាប់ឮហើយរបៀបញ៉ាំញ៉ែមអមៀនអញ្ចឹងណាក៏តទៅវិញទៅបាទបងប្រុសជួវុន CEO ដល់ពេលឮអញ្ចឹងក៏ចេះរសារអញ្ចឹងណាពិតជាគួរស្រឡាញ់មែនហើយក៏មើលតួប្រុសយើងទៀតដែរបន្ទាប់ពីញ៉ាំអីហើយឯងចង់ទៅមើលកូនអត់តួប្រុសនោះក៏តទៅវិញបាទខ្ញុំចង់ទៅតាចឹងពួកយើងទៅមើលរឿងថ្មីដែលរន្ធត់ទៅខ្ញុំបានឮថាវាគួរឲ្យខ្លាចខ្លាំងណាស់ CEO នោះក៏ចេះតែញ៉ាំមុខក្បាលតាមតួប្រុសអញ្ចឹងណាហើយតួប្រុសក៏រៀបរាប់ហ្នឹងហើយដោយសារតែខ្លួនណាជាមនុស្សមានគ្រួសារហ្នឹងហើយ CEO ហ្នឹងខ្លាចជាមនុស្សម្នាក់ដែលខ្លួនទុកចិត្តបំផុតឯនេះចឹងមិនថាបញ្ហាអ្នកដែលជួបអញ្ចឹងភាគច្រើនត្រូវគេបោកហ្នឹងព្រោះគេដឹងចំណុចខ្សោយយើងដល់ទៅក៏ចូលមកដល់ថ្ងៃថ្មីឃើញតួប្រុសយើងហ្នឹងទៅរោCEO ទៀតនេះ
សាប់ពេលបើកទ្វារទៅគ្នាលងភ្ញាក់ព្រឺគឺ CEO នោះឈោថើគ្នាជាមួយប្រុសផ្សេងអញ្ចឹងណាក៏ពេលឃើញទៅក៏ចូលទៅដល់ក៏ស្រែកហៅអញ្ចឹងណាបងប្រុសអាគេពងថើគ្នាហ្នឹងមកដល់ស្រែកអញ្ចឹងគេដាក់ចង្វាក់អស់លីងដល់ពេលឃើញអញ្ចឹងម្នាក់ប្រុសនោះគេផ្ដាច់ខ្លួនអញ្ចឹងណារួចទៅក៏ដើរចេញទៅបាត់អញ្ចឹងទៅដល់ CEO ក៏មាននិយាយដែរធ្វើដូចមានរឿងកើតឡើងអញ្ចឹងណាក៏ដើរស្ដៅមករកទូប្រុសយើងដល់ទូប្រុសក៏សួរទាំងពីអ៊ូដើមកអញ្ចឹងណានេះជារឿយគេហ្នឹង CEO នោះក៏តបទៅវិញទៅយើងក៏ថាឯងទៅផ្ទះបាយតាដល់ទូប្រុសនៅស្រែកសួរអញ្ចឹងខ្ញុំសួរបងថាមិញហ្នឹងជារឿយគេ CEO នោះក៏ធ្វើជាសួរវិញបែបលក្ខណៈដឹងរឿងអញ្ចឹងណារឿយគេដល់ពេលទូប្រុសក៏សួរមកទៀតដែរហើយមិនជាបងធ្វើបានដាក់ខ្ញុំមកដល់ CEO នោះក៏និយាយទៅវិញទៀតដែរវាគ្មានអីទៅតងឯងទេតោះទៅផ្ទះវិញទៅយើងជូនឯងទៅនិយាយទៅធ្វើធម្មតាអមេរិកឡើងអញ្ចឹងក៏ដើរចេញទៅបាត់ទៅអញ្ចឹងមិនថាអើយរឿងវាសង្ខេបខ្លាំងថ្នាក់យកដឹងថា detail ពីអ្នកវាមិនអញ្ចឹងណាអានេះមើលឲ្យអ្នកមើលប៉ាន់ខ្លួនឯងថាមានរឿងកើតឡើងដល់ឥឡូវនេះក៏ចូលមកថ្ងៃថ្មីដល់វគ្គថាក៏ចូលរំចូលអីចឹងអេមានក៏មិនដឹងថាតើការរំការជ្រើមកគេត្រូវ CEO មើលផ្ទាល់ឬក៏មិនដែរអត់សូវយល់អាផ្នែកសិល្បៈមកគេហ្នឹងណាដល់ម្នាក់ប្រុសជើចូលរំរាប់បង្ហាញចឹងណារំដឹងឯណាណៃទេស្រាប់លឺ CEO និយាយចឹងណាល្អហើយឯងរីចម្រើនបានច្រើនណាទៅអញ្ចឹងវិញដល់ទៅក៏ដល់ពេលសឹងជន់ទៅវិញម្ដងទឹកមុខនៅសពូនចុះអាទៅមានរឿងមានរ៉ាវមួយ CEO ដែរហ៎ក៏ចេញមកដល់ចូលរំបង្ហាញចឹងណាបើខាងនេះវិញរំរស់រវើកជាងអើយបត់ភ្លេងទៀតនិយាយទៅជីវិតគ្នាខាងក្រៅហ្នឹងគ្នាក៏ idol ដែរហ្នឹងណាចេះច្រៀងចេះរាំចេះតែងភ្លេងចេះបញ្ចប់ចឹងណាសម្រាប់គ្នាពងរាំចាញ់ក្បាច់ហ្នឹង CEO លើកដៃទៅសញ្ញាខាត់ហ្មងណាថាឲ្យឈប់ចឹងគ្នានឹងឆ្ងល់ដែរចំមានរឿងអីចឹងណាដល់ក៏និយាយនឹងទឹកមុខមមទៅទួប្រុសយើងចឹងលីសញ្ជុនតើឯងពិតជាបានហាត់សមទេណោះដល់សឹងជុននេះលឺចឹងរៀបភ្ញាក់ដែរក៏សួរទៅវិញចឹងណាបាទដល់ពេល CEO ក៏និយាយបន្តទៅណាតើឯងគិតថាឯងពិតជាអាចចេញសម្ដែងលើដំបងនៅបែបនេះបានណោះហើយឯងចង់ឲ្យសមាជិកដទៃហ្នឹងថយក្រោយជាមួយឯងដែរមែនសឹងជុនដល់ពេលលឺ CEO ស្រែកចឹងទៅក៏បានតម៉ាត់ហ្នឹងឯងខ្ញុំសុំទោសដល់ពេល CEO ក៏និយាយបន្តទៅណាតើឯងអត់មានអារម្មណ៍ថាអាម៉ាស់ប្រឈមមុខជាមួយនឹងពួកគេទេដល់ទៅ CEO ហ្នឹងក៏ដេញពួកនោះមកក្រុមមកចេញទៅក្រៅទាំងអស់ចឹងណាតួប្រុសនៅចឹងសារពេលអានោះមិនចេញទៅហើយនោះម្នាក់ឆ្លៀតមកស្ដីតួប្រុសចឹងណាឯងធ្វើខ្លួនបានល្អតិចទៅដល់ហើយម្នាក់ទៀតម្ដងក៏និយាយត្រង់ហ្មងគេមើលថែទាំឯងព្រោះតែគេមានអារម្មណ៍ថាអ្នកឯងតែប៉ុណ្ណោះឥឡូវនេះពិតជាពិបាកអីមើលតែគេដូចជាចង់បបងឯងចោលហើយអញនិយាយនឹងនិយាយលក្ខណៈ bully ហ្មងណាចាំមិនថាយើងមានសមត្ថភាពប៉ុណ្ណាក៏ដោយតែពាក្យពេចន៍គេបំបាក់ស្មារតីគេជេរគេស្ដីហ្នឹងដឹងដកជាប់ហើយដល់ពេលគេចេញទៅអស់ទៅសឹងជន់ហ្នឹងក៏ដើរទៅរក CEO ហ្នឹងហើយដល់ពេលទៅដល់ក៏ចាប់ដៃ CEO អញ្ចឹងណារួចក៏សួរនាំទៅបងប្រុសហើយមិនជាបងធ្វើបែបណាខ្ញុំមកតែខ្ញុំធ្វើអីខុសមែនដល់ CEO នេះឃើញចាប់ដៃក៏សឡឹងមុខទៅវិញអញ្ចឹងណាអាលក្ខណៈថាមិនចង់ឲ្យប៉ះពាល់ហ្មងនិយាយពីថាកសាយភ្នែកមិនប្រែប្រួលអស់លីងហ្មងដល់ពេលសឹងជន់ឃើញអញ្ចឹងក៏បាននិយាយពីអាម៉ាត់ហ្នឹងឯងខ្ញុំសុំទោសដល់ហើយ CEO ក៏ចាប់ផ្ដើមនិយាយសឹងជន់ណាឯងគិតថាឯងសម្ភារខ្លាំងណាស់មែនតែបើសិនជាគ្មានយើងឯងខ្ញុំបានកាយទាំងអស់ឈប់លួងលោមខ្លួនឯងទៀតទៅនិយាយពីថា bully នេះ bully សាហាវហ្មងណាដល់ពេលតួប្រុសគ្នាលឺអញ្ចឹងទៅគ្នាហ្នឹងចង់យកបន្តិចអីបន្តិចអញ្ចឹងណាក៏និយាយទៅ CEO វិញថាបងប្រុសសូមកុំធ្វើអញ្ចឹងអ្នកខ្ញុំអីខ្ញុំនឹងប្រឹងប្រែងធ្វើល្អជាងមុន CEO ដល់ពេលលឺអញ្ចឹងក៏សួរទៅវិញហ្មងតែគិតថាវាយឺតពេកបន្តិចទេតែគិតថាចង់ធ្វើវាល្អប្រសើរជាងមុននៅពេលនេះសឹងជន់ដល់ពេលលឺអញ្ចឹងគ្នាលង្កាំងអត់មេតបណាឈោទុកមកសពូនហ្នឹងដល់ពេលហើយក៏ឃើញ CEO ញឹមអញ្ចឹងឯងក៏និយាយទៅវិញអញ្ចឹងណាគិតមកវាច្បាស់ខ្លួនឯងទៅណាអូយអានេះនិយាយគ្នាឈោជើងនឹងលេងបានហ្មងដល់ពេលនិយាយចប់ CEO ក៏ដើរចេញទៅបានស្រាប់ទៅហើយណាទូប្រុសយើងហ្នឹងងាកទៅនិយាយទៅភ្នែកហ្មងណាបងប្រុសតើបងតែនិយាយជាមនុស្សបែបនេះមែនទេដល់ CEO នោះអត់តបទេដល់ចេញបត់ទ្វារផាំងអញ្ចឹងរឿងនេះមើលទៅហើយឲ្យយើងដឹងតើថាអ្នកសិល្បៈនៅស្រុកហ្នឹងវាពិបាកវេទនាមិនយល់ហើយទៅក៏ធ្វើឲ្យដឹងដែរថាលទ្ធផលដែលយើងទុកចិត្តគេខ្លាំងពេកចុងក្រោយវាមិនដល់ទៅក៏ឃើញតួប្រុសនោះមកអង្គុយនៅមាត់ចដាហ្នឹងស្រាប់ពេលអង្គុយក៏ឃើញមិត្តភក្តិឥឡូវមួយសប្តាហ៍ថ្ងៃហ្នឹងដើរមកដល់អញ្ចឹងណាដល់ពេលដើរមកដល់ក៏សួរថាមិនអីត្រូវគេតតចោលមែនដល់ពេលតួប្រុសយើងក៏តតទៅវិញថាយើងជាអ្នកចេញខ្លួនឯងទេមិត្តភក្តិនេះគ្រាន់តែលឺអញ្ចឹងហើយឃើញទឹកមុខអញ្ចឹងទៀតទៅអត់សួរនាំមកច្រើនទេក៏ចេះនិយាយប្រឡប់អីមិត្តភក្តិភ្លេចអញ្ចឹងណាជួយយកកបោបយកអីឡើងទៅអញ្ចឹងទៅអាហ្នឹងឯងតំណតំណងរឿងរបស់តួប្រុសយើងនេះដែលធ្វើឲ្យខ្លួនហ្នឹងមិនឲ្យបំពេញក្តីសម័យជា idol ហ្នឹងឯងត្រូវគិតចេញមកនៅតែឯងអញ្ចឹងហើយទៅកើតអាចជំងឺផ្លូវចិត្តហ្នឹងទៀតតែថាទៅកន្លែងណាដែលគេមិនឲ្យតម្លៃយើងនៅក៏វាមិនបានការដែរដល់ឥឡូវនេះបកមកបច្ចុប្បន្នកាលវិញជប់សម័យជប់អីក៏ឃើញមិត្តភក្តិហ្នឹងអង្គុយក្នុងផ្ទះមើលទូមកអញ្ចឹងណាស្រាប់ហើយឃើញសឹងជន់ដើរចូលមកដល់អញ្ចឹងគាត់ឃើញសឹងជន់មកពេលមិត្តភក្តិក៏និយាយមកថ្ងៃនេះឯងដូចជាយឺតម៉េចឯងគួរតែប្រាប់យើងដែរបើសិនជាឯងមកយឺតទៅយើងអង្គុយចាំឯងរហូតនេះសឹងជន់ដល់ពេលលឺចុះនិយាយច្រើនហ្នឹងងាកទៅដល់ក៏ប្រាប់ហ្មងទៅហូយជន់យប់នេះឯងទៅនៅផ្ទះឯងទៅគ្រាន់តែឃើញទឹកមុខមិត្តភក្តិភ្លាមណាមិត្តភក្តិនេះសួរទៅហ្មងមានរឿងអីកើតឡើងមែនទូប្រុសនេះក៏អត់តបអីដែរក៏និយាយទៅអាម៉ាត់ទេយើងសុំទៅណាដល់ពេលនិយាយចប់នោះក៏ដើរចូលទៅបន្ទប់បាត់ហ្នឹងឯងនៅមិត្តភក្តិឯងអង្គុយមើលដល់ថាមានរឿងកើតឡើង
និយាយទៅតំមានបញ្ហាមានតែមិត្តភក្តិនឹងឯងដែលនៅក្បែររហូតដល់តែឥឡូវនេះក៏ចូលមកដល់ពេលព្រឹកថ្មីឯងស្រាប់តែឃើញមិត្តភក្តិនោះមកអង្គុយចាំនៅលើសាឡុងទៀតណាក៏ចូលទូរស័ព្ទអីចឹងស្រាប់ទៅក៏លឺសលេងសឹងជន់បើកទ្វារចឹងណាគេបើកទ្វារជប់ទឹកគាត់នៅឃើញសឹងជន់ភ្លាមមិត្តភក្តិក៏និយាយមកអរុនសួស្ដីសឹងជន់ងាកមកមើលមកគាត់គ្នាមិនតបាននិយាយផងមិត្តភក្តិនេះគាត់រៀបរាប់យប់មិញយើងដេកនៅផ្ទះយើងទេយើងគាត់តែឈៀងចូលមកមុនពេលធ្វើការតែប៉ុណ្ណោះមិនណែកៅអៅយើងក៏យើងបដូរដែរឃើញអត់ទូប្រុសនោះក៏តទៅវិញទៅសូមមានពេលវេលាល្អៗនៅកន្លែងធ្វើការណាដល់ហើយមិត្តភក្តិក៏សួរទៅវិញដល់ថ្ងៃនេះឯងធ្វើគេដែរដល់សឹងជន់ក៏តទៅវិញទៅមានអីមែនមិត្តភក្តិហ្នឹងក៏និយាយវិញហើយមិនយើងសួរអត់បានមែនឯងដឹងអត់ឯងគួរតែញ៉ាំអីឲ្យឆ្ងាញ់នៅពេលដែលឯងពិបាកចិត្តចឹងពួកយើងញ៉ាំអាហារពេលល្ងាចជាមួយគ្នាទៅដល់ពេលសឹងជន់លុយចឹងគ្នាក៏បដិសេធណាក៏តទៅវិញបានតើហើយក៏ចូលទឹកបាត់ទៅនិយាយពីថាបើមិត្តភក្តិម្នាក់អូល្អតាមមើលថែរហូតហ្មងណាដល់បមកខាងទូប្រុសវិញម្ដងនេះ100អើយសឹងជន់នៅផ្ទះចឹងស្រាប់ម្ដងក៏ចូលសមហ្នឹងហើយសឹងជន់អរុនសួស្ដីហើយសឹងជន់ញ៉ាំអីហើយនៅដល់ពេលហើយមើលទៅដូចមិនកើតទេដូរស្ទាយវិញក៏ចាប់ផ្ដើមមកសភាពម្ដងហើយសឹងជន់យើងគឺសងជ័យយន្តហើយយើងមកទីនេះដើម្បីរៀនច្រៀងសំខាន់ណាឈោសំដែងនោះទៅអោនអីដូចមែនទេណានេះគ្រាន់តែមកជួបគេណារស់នៅសំដែងនំឡងរំសុំគ្រៀបការទៅយ៉ាងណាដល់ចៃដល់អីពេលហ្នឹងក៏មិត្តភក្តិនេះចេញមកដែរដើរកាត់មុខទូប្រុសហ្នឹងតែមនុស្សស្គាល់នេះផងហ្នឹងដល់ពេលទូប្រុសក៏ថាគេសមឲ្យរៀបរយអញ្ចឹងណាក៏ដើរសំដៅទៅចុចកណ្ដឹងផ្ទះបោះសឹងជន់អញ្ចឹងដល់សឹងជន់នេះគាត់ទៅលឺសលេងកណ្ដឹងភ្លាមហ្នឹងគ្នាហ្នឹងបើគិតថាមិត្តភក្តិត្រឡប់វិញអញ្ចឹងណាក៏ម្នេះទៅបើកទ្វារអញ្ចឹងគាត់ទៅបើកទ្វារក៏សួរហ្មងអញភ្លេចយកអីមែនស្រាប់តែមានមិត្តភក្តិឯណាទៅឃើញទូប្រុសវិញដល់ទូប្រុសនេះខំនិយាយអញ្ចឹងណាសួស្ដីស្រាប់តែគ្នាមិនតបាននិយាយប្រុសនេះសមផងហ្នឹងលេងសឹងជន់នេះបិទទ្វារមកទំហឹងហ្មងណាគាត់ទៅហៅព្រៃផ្សាយខូខើម្លេះក៏មិនដែរសក់ទៅពេលហ្នឹងគឺឈោគឺនឹកឃើញពេលថាទូប្រុសធ្លាប់សួរម្សិលមិញថាថ្ងៃស្អែកឯតនេអត់បានទៅនឹកឃើញគេមកររៀនហ្នឹងឯនេះស្រាប់ហើយក៏ឃើញលោកបើកទ្វារមករទូប្រុសវិញអញ្ចឹងណាក៏និយាយថាគឺថាថ្ងៃនេះជាថ្ងៃជប់សម្រាប់របស់យើងដល់ទូប្រុសនេះលឺអញ្ចឹងក៏តបទៅវិញទៅយើងដឹងហើយសឹងជន់អញ្ចឹងកុំបារម្ភពីយើងអីឯងរៀបចំខ្លួនតាមសម្រួលទៅណាគ្នារៀបថាវាមិនទាន់បានរៀបចំខ្លួនរៀបចំអីគេមកដល់ឃើញខ្លួនឯងសុភាពមិនធម្មតាដល់ក៏និយាយទូប្រុសអញ្ចឹងណាអញ្ចឹងសុំចាំមួយផ្លែតព្រោះទៅគឺគេបដូរកាបដូរអីគេត្រឹមត្រូវអញ្ចឹងណាឯងស្លាយទូប្រុសនោះទេចាំប៉ុណ្ណាក៏បានដែរអត់បញ្ហាទៅបានញ៉ាយអូនស្រាប់ហើយក៏ឃើញសឹងជួនរៀបចំខ្លួនចេញម្ដងក៏និយាយមកថាតើអូខេអត់បើសិនជាយើងចង់រៀននៅផ្ទះយើងអូខេហើយអាហ្នឹងកាន់តែឱកាសល្អទៀតណាដល់ទៅក៏សម្រេចថាឡើងមកលើផ្ទះបោះសឹងជន់មករៀនអញ្ចឹងស្រាប់តែលើទូប្រុសក៏ពីស្រ័យអញ្ចឹងណាគេរៀនច្រៀងដំបូងដល់ពេលសឹងជន់ទៅលេងព្យ៉ាណូដល់ពេលឃើញអញ្ចឹងសឹងជន់ក៏និយាយអញ្ចឹងណាមិនកន្លែងហ្នឹងទេនេះកន្លែងនេះព្យាយាមរឹតបន្តឹងផ្នែកពុះខាងក្រៅរបស់ឯងហើយទៅដកដង្ហើមដូចជាឯងហ្នឹងកំពុងតែទីរបស់អ្វីមួយអញ្ចឹងសឹងជន់យ៉ាងនោះថារៀបរាប់ដាធ្វើកាយវិការបដាអញ្ចឹងដល់ទូប្រុសនៅស្រាប់វាឆ្ងល់ទាញអូយយកថាមានន័យថាមកជិះនេះសឹងជន់នៅពេលលើអញ្ចឹងបែបរកវិធីផ្សេងបញ្យល់អញ្ចឹងក៏និយាយលក្ខណៈថាគឺវាដូចជាចេះគ្នាមិនតមករៀបរាប់ផងនិយាយពីទូប្រុសចាប់ទាញដៃសឹងជន់យំដាក់លើពុះខ្លួនឯងអញ្ចឹងហើយក៏ទៅពីស្រែកច្រៀងអញ្ចឹងណាដល់ពេលអត់មានមើលមុខសឹងជន់នេះតែគ្នាមានអារម្មណ៍មិនស្រាប់ហើយក៏សួរទៅអញ្ចឹងណានេះកន្លែងហ្នឹងមែនទេកន្លែងហ្នឹងដល់ហើយក៏នៅស្រែកអញ្ចឹងណាហើយដៃនៅកាន់ដៃសឹងជន់អញ្ចឹងហើយដល់ពេលសឹងជន់ឲ្យគ្នាអៀនបងអញ្ចឹងក៏ប្រាច់ដៃអញ្ចឹងមើលទៅបែបកន្លែងហ្នឹងត្រូវហើយដល់ទូប្រុសយើងនេះគ្មានយល់កាយទេក៏មានតែសួរគេទៀតណាមានអន់ណាមែនទេនេះគឺជាលើកទី1របស់យើងតែយើងមានអារម្មណ៍ថាយើងចាប់បានលឿនមែនទេនេះនិយាយពីថាអួតអួតសឹងជន់នៅគ្នាឡើងមិនដឹងធ្វើមិនអីនេះដល់ពេលឲ្យក៏តទៅម៉ាត់អញ្ចឹងណាបាទឆែកតបទៅគ្នានិយាយចឹងហើយដល់ទូប្រុសនេះគ្នាឃើញអញ្ចឹងគ្នាសួរភ្ញាក់ផ្អើលហ្មងណាសឹងជន់ឯងក្តៅមែនមុខឯងក៏ហមមែនដល់សឹងជន់នេះគ្នាលឺតែប៉ុណ្្នឹងដែរស្ទាបមុខស្ទាបមាត់អីចឹងណាគ្នាអៀនផងក៏តទៅវិញតិចតួចដែរហ្នឹងណាដល់ពេលឃើញស្ទុះទៅម្រងបើកប្អូនបើកអីចឹងស្រាប់ហើយទូប្រុសក៏សួរចឹងណាឯងចង់ទៅបើកប្អូនមែនក៏ស្ទុះទៅរបៀបទៅជួយគេចឹងដល់សឹងជន់គ្នាឃើញគ្នាភ្ញាក់គ្នាពងតអៀនផងហើយមកប៉ះគ្នាផងចឹងអារម្មណ៍អត់នៅខ្លួនដល់ហើយមានណានេះបាត់លុសឡុងចឹងនិយាយពីទូប្រុសនេះខំប្រឹងទប់ដល់ហើយទប់ទៅអីទៅលោកអើយលោកឱកាសមានចឹងហើយទ្រពលើគេត្មងទៅដល់ហើយក៏នៅសឡងមុខខ្លួនយូរចឹងហូយូរជាងឆាទូប្រុសទូស្រីទៀតសត្វដល់ពេលក៏រៀងដល់ខ្លួននេះគេស្ទុះម្នេះអង្គុយចឹងដល់ពេលហើយក៏លឺទូប្រុសនិយាយចឹងណាទូប្រុសដល់ពេលចឹងអាចដែរតើក៏ធ្វើជានិយាយចឹងណាហើយមកសាឡុងមកនៅទីនេះវិញហើយបើសាឡុងនៅនឹងទៅគាត់ថាដួលទៅណាទៅចុះដល់ឃើញសឹងជន់រៀងអៀនចឹងទៅក៏ធ្វើជានិយាយដែរតែឯងចាំបញ្ចប់ការងារថ្ងៃនេះរួចរាល់ហើយទៅផឹកប៊ីសឹងជន់គ្រាន់តែលឺចឹងគួយអស់សណោចហ្មងទៅលើកទី1នេះឃើញសឹងជន់ញញឹមដល់ពេលទូប្រុសឃើញឆ្ងល់ក៏សួរទៅវិញហ្មងហើយមិនចឯងសើចដល់ហើយសឹងជន់នោះក៏តទៅវិញនេះគឺជាវិធីដែលសិស្សតែងតែប្រើជាញឹកញាប់នៅពេលដែលពួកគេចង់ឈប់
ដល់ទូប្រុសលឺចឹងគ្នាឡើងអៀនខ្លួនណាហ្នឹងក៏ធ្វើយស៊ូវិញចឹងណាអូចឹងទេអីដល់សឹងជន់ក៏និយាយទេណាចឹងឯងចង់ផឹកបៀនៅផ្ទះអត់ដល់ហើយក៏ងើបទៅយកបៀទួប្រុសផឹកជុំគ្នាចឹងអានេះលក្ខណៈថាបើកចិត្តជាមួយទួប្រុសតិចតិចណាដល់លើបកមកខាងមិត្តភក្តិនេះវិញម្ដងស្រាប់បងឈូធ្វើការក៏ឃើញមិត្តរួមការងារគេសួរចឹងណាតែបន្ទាប់ពីចប់ការងារហើយឯងមានកម្រោតាណាអត់ហ្នឹងមិត្តភក្តិហ្នឹងក៏សួរទៅវិញខ្ញុំហ៎ខ្ញុំមានកម្រោញ៉ាំបាយល្ងាចមិត្តភក្តិដល់ពេលលឺចឹងក៏ច្អន់វិញចឹងណាយើងដឹងហើយថាឯងច្បាស់ជំនាញណោះតែឯងលាក់គូស្រែនៅផ្ទះមែនមិត្តភក្តិនេះក៏តទៅវិញទៅតែបងនិយាយពីអីគេហ្នឹងដល់អ្នករងការងារចេះតទៅណាឯងជួយមើលថែបងប្រុសម្នាក់នេះផងទៅដល់ទូប្រុសយើងទៅបកកាយចឹងណាវាមិនមែនអញ្ចឹងទេមិត្តរងការងារទៅនិយាយចឹងឯងកុំឲ្យយើងចាប់បានមិនអញ្ចឹងទេឯងជួយស្រ័យក្រោយរំខានដល់ទូប្រុសលឺចឹងជួយបកកាយជប់អីក៏តទៅវិញទៅអូខេចាំដល់ក្រោយទៅញ៉ាំជាមួយគ្នាចាំខ្ញុំទិញរបស់ឆ្ងាញ់ឲ្យបងញ៉ាំដល់ក៏ឈោធ្វើការងារទៅអារម្មណ៍នេះលក្ខណៈថាអីគេសบายចិត្តបានញ៉ាំអាហារពេលល្ងាចជាមួយទូប្រុសល្ងាចនេះដល់បកមកពីអ្នកទូប្រុសនេះវិញម្ដងស្រាប់តែឥឡូវមេយប់ទៀតណាមកទៅឲ្យព្រឹកដល់យប់ហ្មងនេះអង្គុយផឹកបៀផឹកអីក៏លឺទូប្រុសនិយាយចឹងណាយើងពិតជាចង់រៀនជ្រាបមែនតើប៉ុន្តែពួកយើងមានការងារច្រើនតែនៅមុខទៀតមែនទេសឹងជន់ហ្នឹងក៏តបទៅវិញទៅវាត្រូវការចំណាយពេលវេលាតែយើងគិតថាវាអាចទៅរួចទូប្រុសនោះខំសួរបញ្ជាក់ចឹងណាតែចំណាយពេលយូរប៉ុណ្ណាទៅសឹងជន់ហ្នឹងក៏តបមកវិញយើងក៏មិនដឹងដែរយើងគិតថាវាអាស្រ័យទៅលើរយៈពេលដែលឯងហាត់សមបានប៉ុណ្ណាទូប្រុសដល់ពេលលឺចឹងគួយគិតទៅណាស្រាប់គិតអីក៏និយាយមកសឹងជន់យើងពិតជាចង់រៀនជាមួយឲ្យបានយូរមែនតើខាងនេះណាយល់ថាចំណាប់ណាស់អាខាប្រើពាក្យញ៉ាយដល់ពេលសឹងជន់ស្ងាត់ជ្រាបលឺចឹងដល់ទូប្រុសក៏ចឹងអស់សំណើចដល់ក៏តទៅវិញចឹងណាយើងនិយាយលេងតើអានេះអាលេងលក្ខណៈមេនលក្ខណៈលេងមកគេទូបានក៏យកទៅដល់ក៏លឺទូប្រុសនិយាយទៅណាតើពួកយើងគួរតែនិយាយគ្នាលក្ខណៈឲ្យស្រួលតិចទេសឹងជន់លឺចឹងខំសួរបញ្ជាក់ចឹងណាថាម៉េចទូប្រុសហ្នឹងក៏តទៅវិញទៅយើងគិតថាវាអាចជួយឲ្យពួកយើងហ្នឹងមានអារម្មណ៍ថាស្រួលចិត្តជាងមុននៅពេលដែលនិយាយជាមួយគ្នាដល់សឹងជន់នេះលឺចឹងក៏តបអូខេទេណាអូខេអាលក្ខណៈនៅសភាពចឹងណាដល់ពេលទូប្រុសគាត់ចឹងគួយអស់ស្នោចហ្មងក៏និយាយទៅវិញទៅតាមសម្រួលទៅណាទូប្រុសថាចង់ឲ្យសឹងជន់នឹងនិយាយលក្ខណៈមិត្តភក្តិធម្មតាអញ្ចឹងណាប៉ុន្តែសឹងជន់នឹងនិយាយចេះតែរបៀបអាពាក្យគួសមពាក្យកូរ៉េវាមានអាភាសាវាព្រោះគ្រប់ដល់សឹងជន់លូចឹងក៏តបអូខេទេណាឬក៏សួរតថាហើយបានជាឯងចង់រៀនច្រៀងហ៎អូយតែមិនលឺសួរត្រឹមត្រូវទេនេះទូប្រុសនេះលឺចឹងក៏តបទៅវិញទៅគឺយើងតែចង់ជ្រៀងចម្រៀងឲ្យមនុស្សជាទីស្រឡាញ់របស់យើងនៅក្នុងព្រះវិហារតែតែយើងមិនដឹងថាជានរណាគេផងសឹងជន់នេះក៏ស្ដាប់ចុះក៏តបទៅវិញទៅយើងអាចតែងចម្រៀងឯងបាននៅពេលដែលពេលវេលានោះមកដល់ទូប្រុសលូចឹងសួរភ្ញាក់ផ្អើលហ្មងឯងចេះតែងចម្រៀងដែរហ៎សឹងជន់នេះក៏ចាប់ផ្ដើមរៀបរាប់ហើយយើងធ្លាប់ធ្វើជាក្មេងវឹកហាត់នៅពេលដែលយើងរៀនវិទ្យាល័យយើងរៀនគ្រប់យ៉ាងរៀនតាំងពីច្រៀងរាំហើយទៅតែងចម្រៀងដូចគ្នាទូប្រុសនេះគ្រាន់តែលឺចឹងវ៉ាវហ្មងណាក៏និយាយថាយើងសម័យអត់ចេញសិននេះនៅពេលដែលឯងរាំមកមែនទឹកមុខមកសឹងជន់នេះតែអត់មានក៏សម័យអត់ចេញដល់ពេលឃើញរាំទៅវាប្លែកអាក្បាច់រាំវាអត់ស៊ីមួយទឹកមុខហ៎ដល់ទៅទូប្រុសក៏និយាយបន្តទៀតថាឯងគួរតែខ្លាចទៅជាអាយដលដ៏អស្ចារ្យមេរុបហើយបានចែកបបងវាចោលសឹងជន់នោះគ្រាន់តែលើសំណួរនោះទម្លាក់ទឹកមុខហ្មងក៏និយាយទៅវិញថាយើងមិនអាចច្រៀងជាមួយនឹងការពាក់វ៉ែនតាខ្មៅរហូតបែបនឹងបាននោះទូប្រុសដល់ពេលលឺចឹងទៅក៏នឹកឃើញវិធីជួយសឹងជន់ចឹងណាក៏ងើបឈរក៏និយាយថាងើបឡើងមកសឹងជន់នេះឆ្ងល់ហ្មងជុំស្អីគេសឹកឲ្យងើបចឹងហ៎ដល់ក៏និយាយលឿនឡើងមកដល់ក៏ងើបតាមទូប្រុសមែនរួចក៏លឺទូប្រុសនិយាយសាក់សម័យថាទីនេះគឺជាសាលអាពាហ៍ពិពាហ៍ហើយយើងកំពុងតែអង្គុយលេងព្យ៉ាណូធ្វើជាអ្នកតន្ត្រីឯងសឹងជន់លឺយកឆ្ងល់ហាចង់ដឹងថាគេចង់ធ្វើអីដល់ទូប្រុសក៏និយាយបន្តទៅដែរយកចិត្តទុកដាក់តិចទៅដោយលក្ខណៈថាអត់ចង់ឲ្យរវើរវាយគិតអីព្រេះប្រាស់ចឹងណារួចក៏និយាយបន្តទៀតថាមានបទភ្លេងដ៏ពិរោះមួយកំពុងតែលាន់លឺពេញសាលហើយឯងក៏បានប្រសពជាមួយនឹងកាយភ្នែកយើងនៅមុនពេលដែលឯងចាប់ផ្ដើមច្រៀងសឹងជន់ក៏ចេះតែស្រឡឹងតាមទូប្រុសប្រាប់ចឹងណាដល់ទូប្រុសក៏និយាយបន្តទៀតថាសាកសម័យថាគឺមានតែឯងហើយនឹងយើងឯងដែលនៅទីនោះដល់ឲ្យឈោស្រឡឹងមុខគ្នាចឹងមែនណាដល់ពេលសឹងជន់ឃើញក៏សួរទៅវិញមកនេះចង់មានថាមិនហ្នឹងអានេះលក្ខណៈថានៅសុកសុំដងស្អីផងឲ្យអញឈរសម័យរហូតនេះទូប្រុសលឺចឹងក៏តទៅវិញទៅឯងមិនអាចដឹងទៅឯងមិនស្រួលអាចជ្រើបានល្អភាសាជាងមុនពេលដែលឯងឃើញតែយើងម្នាក់នោះតោះសាករបស់ឥឡូវនេះទៅបបួលសឹងជន់មកសាកចឹងដល់ពេលសឹងជន់បាត់សាកមកអត់ទេគ្នាអ្នកបកាយអៀនផងដល់ពេលទូប្រុសនៅតលួងចឹងណាមកសាករបស់វិញតិចទៅមិនហ្នឹងយើងទៅដាក់វាទៅមុនឯងហើយតើដល់ពេលឲ្យមានណាសឹងជន់នៅបរិស័យចឹងយើងនិយាយរួចហើយថាអត់ទេដល់ទូប្រុសទៅបខំចឹងមកតែម្ដងទេសាកតែម្ដងទេណាដល់សឹងជន់នៅតែនិយាយដែរចឹងអត់ទេយើងប្រាប់ឲ្យថាអត់សាកទេអារបៀបមនុស្សពងបលែងគ្នាងាក់ងក់អីចឹងណាស្រាប់ពេលហ្នឹងមិត្តភក្តិហ្នឹងក៏មកដល់ដែរគ្រាន់តែមកដល់ភ្លាមឈោលទឹកមុខពេញចិត្តហ្មងណាដល់ពេលសឹងជន់នេះឃើញគ្នាក៏និយាយធម្មតាចឹងណាអូហេយនមកដល់ហើយចុះគ្នាអត់មានគិតអីយកប៉ុន្តែហេយននឹងប្រហែលជាគិតជាមួយនឹងទូប្រុសនេះវាលើសពីមិត្តភក្តិហ្មងណា
ដល់ទួប្រុសនេះក៏ឈរសឡឹងដែរជុះគ្នាដែរស្គាល់អារម្មណ៍បែរជាចាប់ផ្ដើមអន់ចិត្តដែរជុះឃើញសឹងជន់ដូចពិបាកចិត្តអត់សុបាយចិត្តអីចឹងសាប់ដល់ពេលមកនៅជាមួយទួប្រុសនេះសើចរហូតដល់ក៏សួរទៅសឹងជន់ចឹងណាតែគេចេះណាគេសឹងជន់ហ្នឹងក៏ចាប់ផ្ដើមណែនាំចឹងណាអូនេះគឺជាសងជ័យយុនគឺជាអ្នកដែលមករៀនច្រៀងជាមួយយើងហើយចាប់ផ្ដើមពីថ្ងៃនេះទៅដល់ទួប្រុសគ្នាក៏រੂរាក់តាក់ចឹងណាក៏ណែនាំខ្លួនឯងទៅសួស្ដីខ្ញុំគឺសងជ័យយុនមិត្តភក្តិនេះក៏តទៅមួយម៉ាត់ទាំងអពេញចិត្តចឹងណាបាទដល់ពេលសឹងជន់ក៏ណែនាំបន្តទៅដែរហើយនេះគឺជីវិតភក្តិរបស់យើងគេឈ្មោះហឺយុនគេរស់នៅជាន់ខាងលើដល់ទួប្រុសស្ដាប់ហើយចេះអចឹងណាតែមួយទឹកមុខគឺដល់ស្រួលដែរក៏លើកលកាមើលក៏ធ្វើជានិយាយថាយើងអត់ដឹងសោះថាយកไปនេះសឹងជន់ណាចាយើងទៅសិនណាសឹងជន់ហ្នឹងក៏ងក់ក្បាលញឹមដាក់ចឹងទៅដល់ឲ្យទួប្រុសក៏ងាកទៅមិត្តភក្តិក៏និយាយថាចាំជួបគ្នាពេលក្រោយណាហឺយុនមិត្តភក្តិហ្នឹងក៏តបទៅវិញទៅបាទសូមធ្វើដំណើរប្រកបដោយសុវត្ថិភាពដល់ឲ្យទួប្រុសហ្នឹងក៏ចេញទៅបាត់ទៅនៅទៅអីទៀតបើទឹកមុខគេមកត្រឹមស្វាគមន៍ផងដល់ហើយទៅក៏ឃើញសឹងជន់ហ្នឹងជួនតាណាអញ្ចឹងណាស្រាប់ពេលជួនតាណាបកអវិញទៅក៏និយាយទៅមិត្តភក្តិអញ្ចឹងណាថ្ងៃនេះឯងឆាប់មកណាដល់មិត្តភក្តិនេះអត់តបទេក៏និយាយទៅវិញថាយើងទូទ្រង់ដែលឃើញឯងមើលទៅដូចជាសប្បាយចិត្តជាងពេលមុនបន្តិចរាត្រីសួស្ដីណាដល់ពេលនិយាយហើយម្ដងដើរចេញអញ្ចឹងដល់ហើយសឹងជន់ក៏ខាត់អញ្ចឹងណាអ្នកទៅទេហើយញ៉ាំអីជាមួយគ្នាសិនទៅដល់ពេលមិត្តភក្តិលឺអញ្ចឹងក៏ញ៉ាំតទៅវិញថាយើងញ៉ាំរួចហើយដល់ពេលនិយាយចប់ក៏ដើរចេញទៅបាត់ដល់ពេលទួប្រុសនេះមានអីក៏លេចមកមើលតុងឃើញថងអាហារលើនឹងឯងអត់ដឹងថាមិត្តភក្តិនឹងនិយាយកុហកហ្នឹងដឹងខ្លួនអត់ទេនេះថាមិត្តភក្តិចេះប្រច័ណ្ឌហើយនោះដល់ឲ្យមិត្តភក្តិនោះគេឡើងទៅផ្ទះគេបាត់ទៅយប់នោះអត់ដេកជាមួយនឹងទួប្រុសហ្នឹងទេពេលខ្លះអាណិតដែរហ្នឹងអាលក្ខណៈថានៅជាមួយគេរាប់ឆ្នាំខំស្រឡាញ់ខំមើលថែដល់ពេលចុងក្រោយគេទៅស្រឡាញ់អ្នកផ្សេងវិញបដ ாய் នេះក៏ចូលមកម្ដងព្រឹកថ្មីឃើញទួប្រុសដើរមកធ្វើការងាររបស់ខ្លួនចឹងណានិយាយថាច្រៀងតាមសាររោងការទេមិនតែនិយាយពីសង្ហាជើងកូនកន្លោះទៀតដល់ពេលពងដើរទៅក៏ឃើញទូរស័ព្ទលើសលេសាលោតចឹងណាក៏ទាញទូរស័ព្ទមើលចឹងក៏សេថាឯងបែរជារវល់ខ្លាំងហើយមើលទៅពេលណាទៅវាអាចជួបគ្នាបានគ្មានពីណាក្រៅពី CEO ទេដល់ហើយក៏ឃើញសឹងជន់យ៉ាងហ្នឹងក៏លេខរោមមើលចឹងចេះសង្ស័យថាគេលោតតាមខ្លួនហើយមិនជាគេចិត្តតាមរោមមើលយើងចឹងស្រាប់តែកំពុងចូលរោមមើលហ្នឹងទួប្រុសម្ដងដែរដល់ម្ដងស្រែកចឹងណាសឹងជន់គ្នាលងភ្ញាក់ដល់ឃើញចឹងក៏និយាយទៅវិញយើងបានហៅឯងមកស្ទុះណាសឹងជន់ហ្នឹងក៏តបទៅវិញទៅយើងសុំទោសយើងអត់បានលឺដល់ទួប្រុសនេះក៏ថាដែរក៏បបួលសឹងជន់ចូលទៅក្នុងអញ្ចឹងណាព្រោះត្រូវលេងភ្លេងច្រៀងនៅក្នុងពិធីការគេដល់ក៏បដានេះចូលទៅអញ្ចឹងនិយាយថាពីរអ្នកនេះចូលចិត្តគ្នាហូសង្ហាដូចគ្នាហ្មងអត់មានស្រឡាញ់ហ្មងណាដល់ទៅពេល CEO នេះនិយាយពីតាមសឹងជន់តាមអល័យហ្មងមិនដឹងថាចង់ធ្វើបាបអីទេនេះដល់ពេលចូលមកដល់សាលពិធីមង្គលការគេអញ្ចឹងទៅក៏ពិធីករគេប្រកាសអញ្ចឹងណាដល់ពេលថាត្រូវច្រៀងចម្រៀងជូនពរកូនក្រមុំកូនកន្លោះអីណាតែដៃអបអសាទរអញ្ចឹងណាដល់ទៅពេលគេតែដៃអបអសាទររួចទៅសឹងជន់ហ្នឹងក៏គ្នាហ្នឹងចូលចាំច្រៀងអញ្ចឹងព្រោះធម្មតាតែគេច្រៀងដល់មានព្យ៉ាណូលេងសិនដល់ពេលឆ្ងល់ស្ងាត់ឃើញងាកទៅស្រឡងទួប្រុសអញ្ចឹងស្រាប់ងាកទៅដល់មានណានេះទួប្រុសពីបន្តាខ្មៅកំដរដែរអានេះលក្ខណៈថាជួយឲ្យសឹងជន់មានអារម្មណ៍កក់ក្ដៅអញ្ចឹងណាវាមិនមែនខុសគេតែឯងទេដល់ពេលហើយទៅក៏ទួប្រុសអង្គុយលេងព្យ៉ាណូលេងអីអញ្ចឹងទៅសឹងជន់ហ្នឹងក៏គ្នាហ្នឹងចាប់ផ្ដើមច្រៀងជូនពរកូនកន្លោះកូនក្រមុំអញ្ចឹងណាចម្រៀងគេគ្មានអីក្រៅពីស្នេហាសុភមង្គលតែប៉ុណ្្នឹងឯងចម្រៀងរោងការតែនិយាយអេដមីនណាបងឆ្ងល់ចេះកូនក្រមុំដល់ពេលអ្នកមកច្រៀងអ្នកលេងភ្លេងសង្ហាមកភ្លេចប្តីអត់ទេនេះជួនកាលអាចមិនកូនកក្រមុំអ្នកចាប់អារម្មណ៍អាចកូនកន្លោះអ្នកចាប់អារម្មណ៍ក៏ថាបានដែរមែនទេតែទួប្រុសក៏នៅចូលច្រៀងដល់ចប់កម្មវិធីខ្លួនអញ្ចឹងណាដល់ពេលចប់ហើយក៏នាំមកចេញមកវិញជាមួយនឹងសឹងជន់ឯហ្នឹងដល់ពេលចោះដើរទៅទួប្រុសក៏សួរថាឯងចុះចាំវ៉ែនតាខ្មៅយើងអត់និយាយថាទួប្រុសហ្នឹងមានសំណួរមានពាក្យនិយាយរហូតដល់ពេលសឹងជន់ក៏តតទៅវិញយើងវានឹងច្រៀងខុសហើយលើក្រោយសុំកុំធ្វើអញ្ចឹងទៀតអីសឹងជន់នឹងឃើញនិយាយបដាអស់ស្ដាយបដាអញ្ចឹងណាទៅមករយៈក្រោយទេឃើញសឹងជន់រឿងញ៉ាំច្រើនដល់ពេលឃើញអញ្ចឹងទូប្រុសក៏និយាយថាវាពិតជាល្អមែនទែនដែលបានឃើញឯងញ៉ាំបែបនេះសឹងជន់នឹងដល់ពេលលឺអញ្ចឹងអាកំពុងតែញ៉ាំលឺតែមួយឃ្លាហ្នឹងលេងញ៉ាំបណ្ដោយទូប្រុសដល់ពេលឃើញអញ្ចឹងបែបមានអារម្មណ៍ថាអូដូចត្រង់ពេលហ្នឹងក៏និយាយទៅវិញថាយើងមិនគួរនិយាយអញ្ចឹងសោះមកទៅឃើញតែមកឯងភ្ញាក់ផ្អើលម្ដងទៀតនេះតែវាគឺអញ្ចឹងពិតមែនវាពិតជាល្អណាស់នៅពេលដែលឃើញឯងញ៉ាំនៅសឹងជន់លឺអញ្ចឹងក៏អត់តបដែរឈរញ៉ាំទៀតណាពីរអ្នកហ្នឹងចរិតផ្ទុយក្នុងស្រុងហ្មងណាមួយស្ងប់ស្ងាត់មួយនិយាយច្រើនមួយនោះពិបាកចិត្តមួយនោះរីករាយជ្រុលដល់ទូប្រុសឃើញសឹងជន់អត់និយាយអញ្ចឹងក៏សួរទៅវិញអញ្ចឹងណាចឹងថ្ងៃនេះឯងអត់មានបរិញ្ញាណាត្រូវទេចាំយើងជូនឯងទៅផ្ទះណាដល់និយាយចប់ទូប្រុសក៏ដើរអញ្ចឹងទៅទុកឲ្យសឹងជន់នៅឈរញ៉ាំហ្នឹងឯងអត់និយាយអីសោះហ្មងនិយាយពីសឹងជន់អត់និយាយបដ ாய் ដល់ពេលនិយាយចំទៅខ្ញុំឲ្យឡើងឡានបើកជូនទៅផ្ទះអញ្ចឹងណាស្រាប់ពេលបើកឡានបដាហ្នឹងទៅក៏ឃើញសឹងជន់អង្គុយមើលទូរស័ព្ទហ្នឹងឯងទឹកមកដូចអត់សូវស្រួលដល់ទូប្រុសឃើញទៅក៏ហៅអញ្ចឹងណាសឹងជន់ដល់ទៅឃើញសឹងជន់អត់ឆ្លើយរបៀបនៅភ្លឹងមួយទូរស័ព្ទហ្នឹងឯងដល់ក៏ស្រែកទៅហ្មងសឹងជន់ដល់សឹងជន់ទៅវិញឃើញលើភ្ញាក់ហាជន់សុកស្រែកលំដល់ពេលហើយទូប្រុសក៏សួរទៅហើយបើចាឯងចិត្តទៅស្រឡំមើលទូរស័ព្ទអញ្ចឹងឯងកំពុងតែរងចាំអ្នកណាខលមកមែនសឹងជន់ក៏តបទៅវិញទៅអត់ទេតែមានមនុស្សម្នាក់ដែលយើងមិនដែលគិតចង់ឲ្យគេខមកសោះដល់ទូប្រុសនេះគ្នាលឺអញ្ចឹងគ្នាក៏មិនហ៊ានសួរនាំឲ្យច្រើនណា
ព្រោះក្រែងចិត្តគេដែរដល់បើកឡានទៅងាកមកនិយាយទៀតដែរយើងមានកន្លែងត្រូវជាងចូលផ្លែណាសឹងជន់ក៏អត់មានថាដែរញ៉ាំតបគេរហូតហ្នឹងឯងដល់ទៅឡានក៏បើសំដៅទៅកន្លែងដែលទួប្រុសចង់ទៅចឹងណាស្រាប់ដល់ពេលហើយមានណាឃើញសឹងជន់ហ្នឹងអង្គុយដេកក្នុងឡានចឹងដល់ពេលដេកដឹងខ្លួនភ្ញាក់ឡើងបាត់អត់ឃើញទួប្រុសក៏ងាកស្លឹងរមើចឹងណាតែគេទៅណាហ្នឹងដល់ពេលអត់ឃើញទៅក៏ចេញមកក្រៅឡានដើម្បីរកទួប្រុសចឹងណាក៏ចុះមកភ្លាមណាស្រឡាញ់រឿងហ្នឹងត្រង់ថាថតចាប់ប្លង់ស្អាតហ្មងដល់ពេលឃើញខ្លួនមកដល់សមុទ្រចឹងក៏ឆ្ងល់ចឹងណាឈោនិយាយទៅឯងចឹងស្អីគេហ្នឹងសម្រាប់ដល់ពេលហ្នឹងទួប្រុសដើមចឹងក៏សួរថាឯងភ្ញាក់អីសឹងជន់ក៏ងាកទៅសួរវិញចឹងទៅហើយនេះបានចឯងមកទីនេះទួប្រុសនេះក៏តបទៅវិញទៅក្រែងមានរឿងរ៉ាវកំពុងតែរំខានអារម្មណ៍ឯងមិនអញ្ចឹងហីប៉ុន្តែឯងនៅមិនប្រាប់យើងទេទោះបីជាយើងសួរឯងក៏ដោយដូច្នេះហើយទៅយើងសម្រាប់ចាត់ថានៅកំដរឯងទៅនិយាយទៅគ្នាបារម្ភសឹងជន់ហ្នឹងដឹងថាសឹងជន់មានបញ្ហាប៉ុន្តែគ្នានិយាយអត់ចេញមែនអត់និយាយសោះហ្មងដល់ទៅឃើញទួប្រុសលោកដៃទាញទូរស័ព្ទពីក្នុងកប៉ៅអញ្ចឹងឬក៏និយាយថាហើយអាមួយនេះគឺយើងនឹងទុកវាមួយរយៈសិនសឹងជន់នេះមិនដឹងខ្លួនថាទូរស័ព្ទខ្លួនទៅនៅទួប្រុសតាំងពីការផងនេះដល់ពេលគេថាទុកក៏ទុកទៅអត់និយាយអីបណ្ដោយនិយាយទៅមានតែសើទួប្រុសហ្នឹងតាអត់និយាយហ្មងដល់ឃើញស្ងាត់ចឹងទួប្រុសក៏ចាប់ផ្ដើមបួលទៅដែរចង់ទៅដើរលេងអត់សឹងជន់ក៏ងក់ក្បាលចឹងណាឬទៅក៏គេនាំគ្នាដើរលេងលើឆ្នេរសាច់ហ្នឹងទៅអត់មាននិយាយប្រមាថហ្មងណានិយាយទៅមើលរឿងនេះយល់អារម្មណ៍របស់សឹងជន់ហ្នឹងដែរគ្នាមនុស្សអត់ចេះនិយាយស្រាប់ហើយទៅពេលជួបបញ្ហាហ្នឹងទៅផ្ដាច់ខ្លួនទៀតចឹងស៊ីសលើទួប្រុសហ្នឹងហើយថាមានសមត្ថភាពប៉ុណ្ណាអាចទាញសឹងជន់នៅមនុស្សពិភពលោករបស់ខ្លួនឯងវិញបានដល់ពេលដាក់លេឆ្អែតទៅក៏នាំគ្នាមកអង្គុយនៅគូឡានហ្នឹងហើយដល់ហើយក៏លឺទួប្រុសសួរទៅថាមិនដែរសឹងជន់ហ្នឹងក៏តបទៅវិញទៅពិតជាល្អមែនតើគ្មានកំណត់ស្នុកស្មាញនៅក្នុងខួរក្បាលទៀតទេពេលនេះទូប្រុសលឺចឹងក៏និយាយទៅវិញទៅយើងក៏ចូលចិត្តដូចគ្នាដែរសឹងជន់ហ្នឹងក៏សួរទៅវិញតើឯងមកទីនេះញឹកញាប់មែនអើយយូរចេះសួរគេម្ដងទូប្រុសស្ដាប់ចុះក៏តទៅវិញទៅពេលដែលយើងមានអារម្មណ៍ថាធុញទ្រាន់ពេលដែលយើងមានអារម្មណ៍ថាចង់ស្ដាប់សម្លេងទៅសមុទ្រហើយពេលដែលយើងឆ្ងល់ថាតើឯងកំពុងតែធ្វើអ្វីសឹងជន់ណាកំពុងតែស្ដាប់ស្លងអារម្មណ៍លឺអាមកឃ្លាហ្នឹងងាកមើលមកទូប្រុសហ្មងហើយអាប៉ែនេះប្រឡយរហូតពិសាញ៉ែដល់ហើយទូប្រុសក៏និយាយបន្តទៅដែរនឹងនៅពេលដែលយើងនឹកឯងនេះហើយជាមូលហេតុដែលធ្វើឲ្យយើងទៅរកឯងសឹងជន់ដល់ពេលលឺចឹងទម្លាក់ទឹកមុខហ្មងណាក៏សួរទូប្រុសវិញទៅហើយបើជាឯងធ្វើបែបនេះដាក់មនុស្សដូចជាយើងចឹងអារម្មណ៍សឹងជន់គឺអារម្មណ៍ថាមនុស្សអត់ឲ្យតម្លៃខ្លួនឯងគិតថាខ្លួនឯងអត់ស័ក្តិសមនឹងរឿងល្អទូប្រុសដល់ពេលលឺចឹងក៏និយាយទៅវិញទៅយើងកុំតែធ្វើបែបនេះដាក់ណាដូចគ្នាតែយើងក៏តែចង់នៅក្បែរឯងហើយនឹងការពារឯងតែប៉ុណ្ណោះមើលរឿងនេះឆ្លាតទូប្រុសត្រង់ច្បាស់លាស់ហ្នឹងតើបើថាញ៉ៃត្រង់ហ្មងហើយនឹងក្មេងមួយថាអញញឹមរស់រាយថាមកពោវិជ្ជមានរហូតសឹងជន់នេះបានតែអង្គុយស្ដាប់គេសារភាពហ្នឹងឯងអត់មានមាត់មាននិយាយសោះហ្មងណាដល់ពេលទូប្រុសឃើញអញ្ចឹងណាក៏និយាយត្រង់ទៅវិញហ្មងយើងមិនអាចទៅអារម្មណ៍បានទេតែយើងអាចថាអីបានអត់សឹងជន់ឲ្យលើទៅសំណួរលងភ្ញាក់រកចម្លើយអត់ឃើញដល់ទូប្រុសដឹងថាមិនបាច់ឆ្លើយទេដឹងតែមនុស្សហ្នឹងមិននិយាយអីហ្មងដល់ឲ្យចូលទៅថើបសឹងជន់អញ្ចឹងព្រោះលក្ខណៈបែបគិតថាតែគេមិនពេញចិត្តគេរុញយើងចឹងគេមិនឆ្ងល់ច្រើនពេកចៃដនអីសឹងជន់មានរុញចេញណាគេមិនរុញចេញហើយហ្នឹងគេថើបតបវិញទៀតចឹងបញ្ជាក់ថាសឹងជន់នេះក៏ស្រឡាញ់ទូប្រុសនេះគ្រាន់គ្នាមិននិយាយមិនស្ដីមិនដឹងបង្ហាញអារម្មណ៍មិនចឹងណាដល់កលេមិត្តភក្តិនេះវិញគ្នាឈួរបារម្ភអត់ឃើញសឹងជន់ត្រឡប់មកផ្ទះក៏ឈួរនិយាយតែឯងហ្នឹងឯងតែគេទៅណាហ្នឹងហើយគេកំពុងធ្វើអីនេះអានេះវាចូលលក្ខណៈថាធ្លាប់ដឹងគ្រប់រឿងគ្រប់រាគ្រប់សកម្មភាពមិត្តភក្តិសារទៅពេលឥឡូវមិត្តភក្តិទៅណាទៅណីលេងដឹងអស់លេងនេះដល់តែកលេមកតួយើងវិញណាក៏ឃើញបើកឡានបើកអីចេញមកផ្ទះវិញចឹងណាណែគួយញ៉ាំញ៉ែមកគេ open relationship នេះសម្រាប់ពេលគួយបើទូរស័ព្ទរបស់សឹងជន់រោដល់ហើយក៏លើកទូប្រុសសួរចឹងណាម្នាក់នេះខំមកឯយូរនេះតែប្រកាសដែរថាលើកទូរស័ព្ទគេសឹងជន់ក៏ទាញទូរស័ព្ទយកបិទហើយក៏តទៅវិញវាមិនអីទេដល់ពេលទូប្រុសឃើញចឹងនេះឆ្ងល់ក៏សួរចឹងណាគេចេតនាគេហ្នឹងសឹងជន់នេះក៏ឆ្លើយទៅវិញទៅសពូនចឹងគឺមនុស្សប្រុសឲ្យធ្វើឲ្យយើងខ្លាចជាបែបនេះដល់ទូប្រុសគ្នាលឺចឹងគ្នាក៏មិនសួរនាំអីតដែរនិយាយទៅគ្នាគិតថាបើគេចង់ប្រាប់គេគង់តែនិយាយដល់សឹងជន់នេះក៏មិននិយាយតដែរគាត់ដកដង្ហើមធំក៏និយាយថាវាយូរណាស់ហើយនេះតែយើងមិនដែលមានអារម្មណ៍ស្ងប់ស្ងាត់បែបនេះទូប្រុសដល់ពេលលឺចឹងក៏និយាយទៅវិញយើងមិនអាចជប់គិតពីឯងបានសោះនេះដល់ពេលហើយណាទៅចាប់ដៃសឹងជន់ចាប់ដៃអញ្ចឹងនិយាយពីញឹមមុខមកទូប្រុសមានក្តីសោកដល់ហើយសង្ឃឹមថាស្នេហាវាបានរលូនទៅមុខយូរចឹងណាកូនដល់សឹងជន់នេះមិនដែលជាបដិសេធអីទេនិយាយទៅមនុស្សសឹងជន់ស្រួលមើលហើយបើសិនជាអត់ពេញចិត្តអត់អីចឹងគ្នាហ្នឹងគឺប្រកែកគ្នាហ្នឹងកិច្ចហ្មងណាតែថាពេញចិត្តទៅគ្នាអត់មកអត់កអីទេបានន័យថាគ្នាអូខេហើយដល់ឥឡូវនេះគេចូលមកដល់ថ្ងៃថ្មីទៅណាឃើញទូប្រុសជាមួយនឹងសឹងជន់ហ្នឹងក៏នាំឲ្យដើរលេងអីចឹងណានេះចង់និយាយថារឿងវាខ្លីដល់ពេលវាខ្លីចឹងគេអត់មានពេលលំអិតអីច្រើនចឹងគេកាត់ឲ្យថាតួនឹងគេមានពេលវេលានៅជាមួយគ្នាដើរលេងសប្បាយលក្ខណៈថាក៏សារតំណែងអញ្ចឹងណាដល់ឥឡូវនេះកាត់ចូលមកដល់ថ្ងៃថ្មីទៅណាក៏ឃើញគេនាំខ្ញុំបដាលេងសួនទៀតអញ្ចឹងណាគិតថាមានតួប្រុសហ្នឹងឯងអ្នកបបោសឹងជន់ចេញបដាបានណា
ដល់ពេលដើរទៅអូនោះមកទាមកអីចឹងណាទីគួរស្រឡាញ់ណាអ្នកកូរ៉េដែលឃើញទាដូចស្រុកខ្មែរទាវៀតណាមអស់នេះដល់ពេលគេដើរភ្លេចខ្លួនណាទូប្រុសទៅស៊ីចាប់ដៃរបស់សឹងជន់មកទៀតណានិយាយទៅគឺទូប្រុសនឹងឯងចាប់ដើមសឹងជន់បែកគ្នាអៀនមកនេះអីផងចឹងណាគ្នាស្ងប់ស្ងៀមរហូតដល់ឥឡូវនេះគេចូលមកថ្ងៃថ្មីទៀតណាក៏ឃើញមកផ្ទះទូប្រុសនឹងឯងទូប្រុសលើកចានមីអីណាស្ប៉ាហ្គេទីស្បែកដឹងនេះយកមកដាក់ឲ្យញ៉ាំចឹងណាដល់ពេលសឹងជន់ឃើញក៏សួរមកស្អីគេហ្នឹងទូប្រុសនេះក៏តបទៅវិញយើងធ្វើមិនដោយខ្លួនឯងណាគ្រាន់តែលឺចឹងសឹងជន់សួរនឹងភ្ញាក់ហ្មងឯងធ្វើដោយខ្លួនឯងមែនទូប្រុសហ្នឹងក៏តបទៅវិញទៅប៉ិតមែនហើយសាក់ញ៉ាំវាទៅដល់ពេលហើយក៏ឃើញសឹងជន់ហ្នឹងក៏គេសាក់ញ៉ាំមែនចឹងណាដល់ពេលគឺសឹងជន់ញ៉ាំចឹងនិយាយពីថាទូប្រុសសួរហ្មងណាមិនដែរឆ្ងាញ់អត់ហ្នឹងសឹងជន់ហ្នឹងក៏និយាយទៅវិញទៅពិតជាឆ្ងាញ់មែនតើនេះដល់ពេលទូប្រុសលឺចឹងក៏ខំប្រឡូយទៅណាយើងអាចធ្វើឯងញ៉ាំរាល់ថ្ងៃបានណានិយាយថាឲ្យធ្វើឲ្យឱកាសគឺអាពាក្យញ៉ាយមកគ្រប់ឃ្លាហ្មងមានអារម្មណ៍ថាសឹងជន់នេះចាប់ផ្ដើមប្រែប្រួលបន្តិចដូចថាចូលពិភពលោករបស់ទូប្រុសបានមែនតើនេះតើនេះដល់ឥឡូវនេះក៏ចូលមកដល់ថ្ងៃថ្មីទៀតហើយដល់ថ្នាក់រៀនរបស់សឹងជន់ចឹងណាក៏ឃើញសឹងជន់បរៀននៅទូប្រុសនេះទៀតហើយអូឈ្មោះអីផ្លេចនេះឆាន់អ៊ូអីចឹងហីមិនហ៎ដល់កូនសិស្សនៅឈោបញ្ចេញសលេងតាមមកខ្យល់មាត់ចឹងហ៎មិនដែលដឹងថារៀនច្រៀងពិបាកចឹងសិននេះដល់ពេលឃើញហ្នឹងទៅសឹងជន់ហ្នឹងក៏និយាយថាកុំភ្លេចសម្រាប់បបោមាត់ឯងផងនៅពេលដែលសមនោះកូនសិស្សក៏តទៅវិញចឹងណាបាទតែហេតុអីបានជាវាអប់រំចេញមកក្រៅចឹងដល់ក៏នៅតែឈោបញ្ចេញអាសម្លេងខ្យល់តាមមាត់ចឹងហ៎សាក់ដល់ពេលធ្វើបានផ្លេតហ្នឹងក៏ជ្រាបលាគ្រូចឹងណាអរគុណច្រើនលោកគ្រូក៏តទៅវិញទៅធ្វើបានល្អណាស់ថ្ងៃនេះតងឃើញរៀនអីផងចប់ទៀតហើយដល់ឃើញកូនសិស្សណាស្ពីកបោស្ពីអីម្ដងចេញអញ្ចឹងស្រាប់តែឃើញសឹងជន់នេះគ្នារៀនស្ទើក៏សួរទៅកូនសិស្សចឹងណាឆាន់អូហើយបានជាឯងមិនសាកល្បងទៅរៀនជាមួយនឹងគ្រូដតីខ្លះទៅកូនសិស្សនេះគ្រាន់តែលឺចឹងភ្ញាក់ហ្មងក៏សួរទៅវិញចឹងណាថាម៉េចហេតុអីទៅខ្ញុំមិនចង់ទៅទេខ្ញុំចូលចិត្តលោកគ្រូហើយ CEO ខ្ញុំក៏បានប្រាប់ខ្ញុំថាចូលចិត្តលោកគ្រូដូចគ្នាដែរព្រោះតារឿង CEO ហ្នឹងហើយបានចង់ផ្ដាច់ខ្លួននោះដល់ពេលហើយទៅសឹងជន់ហ្នឹងក៏តទៅវិញបទចម្រៀងប្រភេទរាំគឺមិនមែនជាជំនាញរបស់យើងទេហើយយើងក៏មិនកម្រងដើម្បីសម្រាប់ពីការបង្រៀនដូចគ្នាដែរកូនសិស្សលឺចឹងក៏តទៅវិញទៅមកសពូនចឹងណាអូខ្ញុំដឹងហើយពិតជាគួរឲ្យសោកស្ដាយណាស់នៅលោកគ្រូនេះក៏មាននិយាយតវិញណាក៏ជួនតារាសិស្សចេញមកក្រៅចឹងណាដល់ពេលដើរចេញមកផ្ទះហើយចឹងទៅក៏និយាយទៅសិស្សចឹងណាសូមធ្វើដំណើរទៅវិញនៅសមត្ថភាពណាដល់កូនសិស្សលឺចឹងក៏ងាកទៅសួរគ្រូវិញចឹងណាមានន័យថាពួកយើងលែងបានជួបគ្នាទេដែរមែនសឹងជន់ហ្នឹងក៏តបទៅវិញទៅគ្រាន់តែពួកយើងអត់បានជួបគ្នាទេនេះមិនមានន័យថាពួកយើងអត់បានជួបគ្នាទេណាឯងអាចខំមកយើងបាននៅពេលដែលមានអីកើតឡើងកូនសិស្សហ្នឹងក៏តបទៅវិញទៅបានអរគុណច្រើនលោកគ្រូចឹងខ្ញុំអាចខំមកលោកគ្រូញឹកញាប់បានអត់ទៅបើលោកចឹងក៏ញ៉ាំមកតបទៅវិញកុំខំមកញឹកពេកដល់ពេលកូនសិស្សហ្នឹងក៏អោនគ្រប់លីគ្រូទៅវិញអញ្ចឹងណាដល់អាម្រងបាយភ្លើងនេះចេញហ្នឹងស្រាប់តែកូនសិស្សហ្នឹងក៏លេចឃើញនាយកក៏ស្រែកអញ្ចឹងអូនាយកមកដល់ហើយលោកនាយកគាត់ទៅក៏លេចឃើញCEO ក្នុងព្រាមនេះទុកមុខទូប្រុសប្រែប្រួលហ្មងណានាយកហ្នឹងក៏មានអំណរមករោសឹងជន់ហ្នឹងហើយដល់ហើយក៏ដើរសម្ដៅមករោពីអ្នកហ្នឹងដល់ពេលមកដល់ចិត្តសឹងជន់ហ្នឹងក៏ងាកទៅនិយាយមួយឆាន់អូអញ្ចឹងណាឆាន់អូឯងត្រង់ចាំយើងនៅក្នុងឡានតិចទៅដល់ឆាន់អូលឺអញ្ចឹងក៏តទៅវិញអញ្ចឹងណាបាទលោកនាយករួចក៏ដើរចេញទៅបាត់ទៅពួកគ្នាអត់ដឹងរឿងអីផងដល់ពេលឆាន់អូនឹងចេញទៅផាត់ភ្លាមនាយកហ្នឹងក៏សួរទៅទូប្រុសអញ្ចឹងណាតែឯងសុខសប្បាយអត់សឹងជន់ហ្នឹងអត់ឆ្លើយទេក៏សួរបកទៅវិញថាលោកកំពុងចង់ធ្វើអីដល់ពេលហើយនាយកក៏តទៅវិញទៅឯងគិតថាយើងធ្វើអីយើងគ្រាន់តែមកទទួលក្មេងហ្វឹកហាត់របស់យើងតាសឹងជន់លឺអញ្ចឹងក៏សួរបកទៅវិញហ្មងតើលោកមានបំណងបញ្ជូនគេមកទីនេះមែនទេលោកនាយកនេះក៏និយាយទៅវិញទៅតែឆាន់អូគឺជាក្មេងល្អមែនទេយើងគិតថាឯងទាំងពីរនាក់គួរតែអាចចោះសម្រងគ្នាបានស្រួលគេពិតជាមានចំណុចច្រើនដូចឯងមែនទែនសឹងជន់នេះគាត់ថាស្ដាប់ចប់ព្រាមណាទុកមុខនេះខឹងហ្មងណាបើគិតថាប្រើប្រាស់ឆាន់អូទេនេះដល់ពេល CEO នឹងឃើញអញ្ចឹងក៏ងាកមកនិយាយជាមួយនឹងសឹងជន់អញ្ចឹងឯងមើលទៅផាជាពិបាកខ្លាំងហើយមុខឯងដូចជាហត់នឿយខ្លាំងណាស់និយាយបដាមរងយកដៃប៉ះមុខសឹងជន់បដាអញ្ចឹងដល់ហើយមានណាសឹងជន់គំវាសដៃជាមួយទំហឹងអញ្ចឹងនិយាយទឹកមុខចង់ខឹងនៅហ្នឹងសត្វទៅធ្វើជាញឹមក៏និយាយទៅវិញអញ្ចឹងណាសឹងជន់ក្មេងតូចរបស់បងឯងធ្លាប់តែជាក្មេងល្អពេលដែលឯងនៅពីក្មេងឃើញមកអាប៉ិហ្នឹងខ្នាញ់ហ្មងណាដល់ពេលតួប្រុសហ្នឹងក៏តទៅវិញទៅបើសិនជាលោកអត់មានអីនិយាយទេខ្ញុំទៅវិញហើយនិយាយចប់សឹងជន់ហ្នឹងរងដើរចេញអញ្ចឹងស្រាប់ហើយ CEO ហ្នឹងគាត់អញ្ចឹងណាកុំបញ្ញាពេកអីយើងមានសំណើយកមកឲ្យឯងសឹងជន់អត់មានមកអីទេបានត្រឹមឈួរសឡឹងមកហ្នឹងហើយស្រាប់ហើយ CEO ក៏ជាបន្តទៀតណាតែឯងចង់មកធ្វើការនៅក្រុមហ៊ុនយើងអត់សឹងជន់នេះគាត់ទៅលឺភ្ញាក់ហ្មងក៏សួរទៅវិញអញ្ចឹងណាថាម៉េច CEO ហ្នឹងក៏និយាយបន្តទៀតណាជំនាញតែជំនាញរបស់ឯងប្រហែលជាអភិវឌ្ឍច្រើនទេមើលទៅមែនអត់សឹងជន់នេះគ្នាស្ដាប់ហើយខំលញ័រសាច់ហ្មងតែគ្នានិយាយកើតអានេះលក្ខណៈថាពេលអត់ត្រូវការដេញដល់ពេលត្រូវការមកយកនេះទៅប្រើវិញអញ្ចឹងដល់ឃើញសឹងជន់ឈោស្ងៀមអញ្ចឹងក៏យកដៃទៅដាក់លើស្មាសឹងជន់អញ្ចឹងរួចក៏និយាយថាឯងក៏ដឹងដែរថាពួកយើងមិនចេះទទួលមនុស្សគ្រប់គ្នាឲ្យមកធ្វើការនៅក្រុមហ៊ុនពួកយើងទេ
យើងជួលឯងបានណាព្រោះតែយើងជា CEO សឹងជន់ហ្នឹងក៏តទៅវិញភ្លាមហ្មងខ្ញុំអត់ចង់ធ្វើការងារជាមួយលោកទេ CEO នេះលើតែចម្លើយហ្នឹងក៏និយាយទៅវិញហ្មងគិតឲ្យច្បាស់លាស់សិនទៅណារួចក៏ទៅចិត្តសឹងជន់ហ្នឹងនិយាយបន្តថាមិនថាឯងខិតខំប្រឹងប្រែងខ្លាំងប៉ុណ្ណាក៏ដោយនៅទីបំផុតណាឯងត្រូវតែរត់មករយយើងទេអាប៉ិនេះក៏អាក្រក់យ៉ាងហ្នឹងនិយាយទៅតាមគម្រាមតាមជន់សឹងជន់រហូតហ្មងព្រោះគិតថានៅតែប្រើអំណាចលើសឹងជន់បានដល់សឹងជន់នេះក៏មានតបអីដែរដល់ពេលឃើញអញ្ចឹងនាយកហ្នឹងក៏និយាយបន្តយើងត្រូវទៅណាព្រោះច័ន្ទអ៊ូកំពុងតែរងចាំយើងគាត់និយាយចប់ភ្លាមក៏ដើរចេញទៅបាត់ចឹងហើយទុកឲ្យទូប្រុសឯងនៅឈូគិតហ្នឹងហើយនិយាយពីថាជំងឺចាស់គ្នានឹងមិនទាន់ជាស្រួលបួផងឥឡូវនេះអាចថ្មីមកជន់ថែមទៀតដែរឃើញទឹកមុខមកសឹងជន់អ្នកគ្នាបែបវាកណ្ដាលថាភ័យផងបារម្ភផងខ្លាចផងអីចឹងណាហើយអាខឹងនោះអាខឹងទៅនិយាយពីថាអូឈោលងលេងចង់ជាប់ហើយនេះទុំជង្គង់ចង់ដួលហ្មងណាបន្ទាប់ពីជួបCEO នៅក្បាលល្ងាចទៅទូប្រុសក៏ត្រឡប់មកផ្ទះវិញចឹងហើយដល់ពេលត្រឡប់មកទៅក៏ជួបមិត្តភក្តិនឹងរាយរាប់រៀបរាប់ចឹងណាក៏និយាយថាហេតុអីហើយមកជាគេធ្វើអញ្ចឹងដាក់យើងតែយើងធ្វើអីខុសទៅមិត្តភក្តិនៅលើចឹងក៏តទៅវិញសឹងជន់ណាឯងមិនបានធ្វើអីខុសទេគឺម្នាក់ហ្នឹងវាឈួតតែវាចង់បានអីទៀតទៅសឹងជន់ហ្នឹងក៏មិនឆ្លើយសំណួរដែរគិតទៅពីយំមួយទៅក៏និយាយទៀតដែរយើងនឹងបញ្ឈប់អ្វីៗគ្រប់យ៉ាងហើយទៅនឹងរស់នៅជីវិតបែបស្ងប់ស្ងាត់ដូច្នេះហើយវាពិតជាល្អណាស់បើសិនជាគេមិនមកល្វីល្វល់ជាមួយនឹងយើងនិយាយពីថានិយាយផងរៀបរាប់ផងយំផងចឹងមិត្តភក្តិទៅឃើញចឹងគ្នាមិនដឹងធ្វើមិនដែរបានត្រឹមអោបលួងចឹងណានិយាយទៅតែមានរឿងមានរ៉ាវមានតែមិត្តភក្តិម្នាក់ហ្នឹងឯងនៅចិត្តដូចជាអស់វគ្គសេតលហេបលហាមត្រឹមហ្នឹងឯងនេះដល់តែកលេចមកខាងទូរម្ដងឃើញអង្គុយសឡឹងទូរស័ព្ទហ្នឹងឯងសង្ស័យតែសឹងជន់អត់ផ្ញើសារអត់តបអីយោនិយាយទៅតែ sweet គ្នាបានភាគដំបូងបន្តិចហ្នឹងឥឡូវគេដោះដៃទៀតណាដល់ហើយក៏ឃើញបុគ្គលិកពីរអ្នកដើរ100ចឹងឯងក៏ដល់មកបាត់ហាងក៏សួរចឹងណាបើអត់តទៅផ្ទះហ៎ទូប្រុសងាកមកក៏និយាយថាអូយើងមានការងារត្រូវបញ្ចប់ពួកឯងទៅមុនទៅដល់ទៅបុគ្គលិកនោះគេលាមេលាអីគេទៅផ្ទះគេចឹងណាស្រាប់តែឃើញទូប្រុសហ្នឹងលើកទូរស័ព្ទផ្ញើសារទៅសឹងជន់ចឹងឯងដល់ពេលសឹងជន់ទៅបានទូរស័ព្ទក៏លើកយកមកអានចឹងណាឃើញទូប្រុសផ្ញើមកចឹងថាហើយមកចឯងអត់លើកទូរស័ព្ទយើងបើសិនចឯងគេសារនេះហើយជួយតបមកវិញផងយើងបារម្ភដល់ពេលអានសារចប់ភ្លាមអត់តបអីក៏ធម្មតាក៏ទុកទូរស័ព្ទទុកអីវិញចឹងណាស្រាប់ហើយទៅណាមិនដឹងលេខពីណាទេខំមកទៀតអត់លើកអីទេសង្ស័យលើក CEO ហ្នឹងដល់ទៅក៏ចូលមកដល់ព្រឹកថ្មីទៀតណាមកដល់កន្លែងសារឬអាពីក៏ឃើញទូប្រុសហ្នឹងមកកន្លែងហ្នឹងចឹងសង្ស័យតែមកហ្នឹងគឺមករោសឹងជន់ហ្នឹងហើយគាត់ទៅពេលចូលមកដល់ភ្លាមកន្លែងមកឆ្វេងមកស្ដាំចឹងទៅក៏ឃើញមិត្តរួមការងារស្រីហ្នឹងចេញមកដល់ទៅដល់ក៏សួរចឹងណាបងស្រីតើសឹងជន់ណារួចរាល់នៅទូស្រីនៅលើចឹងក៏និយាយទៅវិញទៅគេអត់មានប្រាប់ឯងគេជប់តាំងពីអាទិត្យមកតាទូប្រុសនេះគាត់ទៅលើចឹងឡើងភ្ញាក់ហ៎ថាម៉េចទូស្រីនេះក៏និយាយទៅវិញទៅយើងក៏ទំទៅរកអ្នកជំនួសបានដែរនេះយើងក៏ថាយើងស្គាល់គេច្បាស់តែតាំងក៏ពិតទៅមិនមែនទេទូប្រុសនោះក៏សួរទៅទៀតតែគេមិនបាននិយាយដែរអ្នកស្រីក៏តបវិញគេគាត់ប្រាប់ពួកយើងថាគេត្រូវការពេលវេលាសម្រាប់គេបានសម្រេចចិត្តរួចរាល់ហើយចឹងយើងក៏មិនអាចបញ្ឈប់គេបានដែរទូប្រុសនេះគាត់ស្ដាប់ចប់ភ្លាមធ្លាក់ថ្លើមក៏ដុកក៏និយាយទៅវិញចឹងណាអូខ្ញុំដឹងហើយដល់ពេលអ្នកស្រីក៏សួរទៀតហេតុអីឯងមានអីត្រូវនិយាយប្រាប់គេមែនទូប្រុសនោះក៏តទៅវិញធម្មតាចឹងណាអូអត់មានអីទេបងនិយាយពីថាគ្នាណែអាទូរស័ព្ទមិនលើកអា100ដល់កន្លែងជួបទៀតទៅរកផ្ទះគេទៅកូនស្គាល់ផ្ទះគេទៅដល់ទៅក៏លេខមកសឹងជន់វិញម្ដងស្រាប់តែឃើញសងំនៅក្នុងបន្ទប់ណាទៅណាទេស្រាប់ពេលនោះឃើញមិត្តភក្តិបើកទ្វារចឹងណាពេលបើកទ្វារឃើញចឹងក៏សួរទៅមកនេះឯងអត់ដេកពេញមួយយប់ទៀតទេមែនដល់សឹងជន់អត់តបទេទៅទៅមកសពូនចឹងហ៎ដល់មិត្តភក្តិឃើញចឹងក៏មិនរំខានដែរក៏និយាយថាយើងមកទិញបបផ្ញើឯងចាំតែកដៅឲ្យញ៉ាំផងណាចាំយើងឆាប់ត្រឡប់មកវិញចុះគ្នាត្រូវធ្វើការគ្នាដែរដល់ពេលនិយាយចប់នោះមិត្តភក្តិហ្នឹងក៏ទៅបាត់ដែរទូប្រុសនឹងអង្គុយសងំនឹងទៀតស្រាប់តែដល់ពេលហ្នឹងគេទូសោរោដល់ពេលលើកយកមើលទៅក៏លេចទៅឃើញឆាន់អូខមកកូនសិស្សដល់ទៅក៏លើកចឹងណាហៅឡូឆាន់អូស្រាប់ហើយក៏លើឆាន់អូនិយាយមកចឹងណាលោកគ្រូពួកគេបានទាត់ខ្ញុំចេញពីក្រុមហ៊ុនហើយខ្ញុំបានខិតខំប្រឹងប្រែងមែនទែនដើម្បីការចេញអាល់ប៊ុមមួយនេះហើយពួកយើងបានគិតថាពួកយើងនឹងចាប់ផ្ដើមថតនៅអត្តក្រោយនឹងឯងខ្ញុំពិតជាមិនយល់មែនថាមិនជាពួកគេធ្វើបែបនេះដល់ខ្ញុំហ្មងសូមលោកគ្រូជួយខ្ញុំផងនិយាយពីថាសឹងជន់នេះគាត់ស្ដាប់ចោលភ្លាមចង់ធ្លាក់ថ្លើមក្ដុកចូលរឿងដូចរឿងខ្លួនឯងខុសហើយក៏នឹកឃើញអារឿងពីថ្ងៃគេថានិយាយជាមួយនឹង CEO មិននិយាយថាគិតឲ្យច្បាស់មែនទែនណោះអើយព្រមថាយ៉ាងណាក៏ដោយចុងក្រោយត្រូវតែរត់ទៅរកគេដែរឡោះបានដឹងថាអូអាភាសាគម្រាមហ្នឹងឯងយកឆាន់អូមកប្រើប្រាស់ហ្នឹងឯងចាំមើលថាសឹងជន់ហ្នឹងប្រឈមនឹងបញ្ហាដោយរបៀបណាដល់ទៅក៏លេខមកខាង CEO វិញម្ដងស្រាប់តែឃើញអង្គុយអូសមករូបថាថតជាមួយនឹងសឹងជន់ពីក្មេងៗអាការនៅក្មេងវឹកហាត់ដល់គេមើលបណ្ដាហើយគេរីសមាចិត្តចឹងក៏និយាយថាតិចទៀតចិត្តដល់ពេលគេបង្ហាញខ្លួនហើយព្រោះជឿជាក់ខ្លួនឯងថានឹងគម្រាមសឹងជន់បានទៀតស្រាប់តែនិយាយបានប៉ុណ្ណឹងណាឃើញសឹងជន់ខំមកមែននិយាយពីថាលើកទូរស័ព្ទឲ្យញឹមប្រំប្រៃចឹងទឹកមុខឃើញមកក្រូតខ្នាញ់ហ្មងដល់ពេលក៏លើកទូរស័ព្ទនិយាយខ្ញុំតបាននិយាយផងលើកតែសឹងជន់និយាយម៉ាត់ហ្នឹងឯង
ខ្ញុំកំពុងតែនៅតាមផ្លូវហើយដល់ហើយក៏ដាក់ទូរស័ព្ទចង់អង្គុយញ៉ាំចឹងព្រោះដឹងថាអ្វីដែលចង់បានណាគឺបានរហូតណាដល់ក៏ងាកមកនិយាយមួយឆាន់អ៊ូចឹងធ្វើបានល្អណាស់ឆាន់អ៊ូហ្នឹងក៏តទៅវិញលោកនាយកចឹងបានន័យថាខ្ញុំអាចឡើងឆានលើដំបងបានហើយមែនទេ CEO ហ្នឹងក៏តទៅវិញប្រកាសដែរឆាន់អ៊ូឯងសាកសោនឹងបានឡើងឆាហើយគ្រូបង្រៀនជ្រៀតរបស់ឯងមិនគួរណាបបងកដាទេព្រោះតែគេរវល់ចឹងឯងមែនទេបានហើយទៅសមចុះអានេះបើប្រើប្រាស់គ្នានិយាយនេះនិយាយនោះគ្នាអត់ដឹងរឿងនេះចេះធ្វើតាមមកដើម្បីបានឡើងឆាអស់ពេលទៅឆាន់អ៊ូហ្នឹងក៏ដើរចេញទៅបាត់ទៅសមការងារខ្លួនចឹងណាដល់ CEO ពេលឆាន់អ៊ូទៅបាត់ណែអង្គុយមើលរបស់សឹងជន់អីចឹងទឹកមកញ៉ាំញ៉េមកលក្ខណៈឌឺដងថាចង់ធ្វើអីក៏ធ្វើបានតាមចិត្តដែរគ្មាននរណាអាចប្រឆាំងគេបានណាដល់ទៅកលេចមកហាងកាហ្វេរបស់តួប្រុសម្ដងខាងបុគ្គលិកនេះកំពុងលក់កាហ្វេលក់អីចឹងណាសារទៅពេលគេលក់រួចរាល់ទៅងាកទៅមើលមុខមេចឹងគាត់ឃើញមេឈូកូកាហ្វេដែលមិនមានក្នុងខ្លួនសោះដល់ក៏ងាកមកនិយាយគ្នាឬម្នាក់ប្រុសនិយាយចឹងណាក៏បែកគ្នាដឹងអីដល់ពេលទៅរបៀបស៊ីស៊ូគ្នារុញទៅមកឯងទៅឲ្យទៅនិយាយជាមួយមេអញ្ចឹងណាដល់ហើយក៏នាំគ្នាមករោតួប្រុសចឹងគាត់នាំដល់ពេលម្នាក់ស្រីក៏និយាយចឹងណាមេតើចង់ឲ្យខ្ញុំរៀបចំណាត់អ្នកថ្មីឲ្យអត់ខ្ញុំស្គាល់មនុស្សម្នាក់នោះពិតជាល្អមែនទែនខ្ញុំគិតថាពិតជាស័ក្តិសមជាមួយនឹងមេខ្លាំងណាស់ទូប្រុសក៏តទៅវិញធម្មតាចឹងណាយើងមិនដឹងទេស្រាប់ពេលឲ្យម្នាក់ស្រីខំនិយាយទៅនាងពិតជាស្អាតខ្លាំងណាស់មេដល់ពេលទៅក៏ម្នាក់ប្រុសនឹងនិយាយម្ដងបងប្រុសតើបងចង់ទៅញ៉ាំអាហារពេលល្ងាចនៅខាងក្រៅហ៎ខ្ញុំជាអ្នកប៉ាអានេះដូចថាឃើញមេបាក់ចិនបាយចេះតែមកនិយាយលេងមកបួលអញ្ចឹងណាដល់ពេលទៅទូប្រុសក៏តទៅវិញពួកឯងទាំងពីរនោះគ្នាទៅដល់កូននេះឃើញអញ្ចឹងក៏និយាយទៅវិញអញ្ចឹងណាមេទៅព្រោះគាត់នេះកំណាញ់មិនដែលប៉ាគេទេដល់និយាយចប់ស្រួលបួលផងម្នាក់ប្រុសនេះក៏មកទាញដៃទៅអញ្ចឹងតបានណាជុំនិយាយអញ្ចឹងណាព្រោះឃើញទឹកមុខមេដូចមិនធម្មតាដូចមិនលេងជាមួយដល់ទឹកមុខទូប្រុសនេះគ្នាបាក់ចិត្តមេចុះតាក់តងសឹងជន់ក៏អត់បានទេអត់បានមានតែជំរឿចុងក្រោយទៅដល់ផ្ទះនឹងឯងដល់លើនេះបកមកខាងសឹងជន់ម្ដងក៏ឃើញម្ដងក្រុមហ៊ុនចឹងណាគាត់តែម្ដងពេលឈោស្លឹងមើចឹងចុះអាកន្លែងដែលថាធ្លាប់រងសម្ពាធចិត្តតែមិនចង់ជន់ទេប៉ុន្តែកន្លះដែលសាប់វាបង្ខំដល់ទៅក៏មកជួប CEO ហ្នឹងគាត់អង្គុយចុះភ្លាមហ្នឹង CEO អង្គុយញញឹមចឹងក៏និយាយថាវាមិនងាយស្រួលទេក្នុងការធ្វើការងារតែឯងសម្រាប់ចិត្តនេះគឺត្រឹមត្រូវហើយសឹងជន់ហ្នឹងក៏តបទៅវិញខ្ញុំមកទីនេះមិនព្រោះតែរឿងហ្នឹងទេខ្ញុំមកព្រោះតែឆាន់អូដល់ CEO នេះលឺអញ្ចឹងគេធ្វើដល់ដឹងរឿងចឹងណាក៏ចូលទៅក្នុងឆាន់អូនៅក្នុងក៏ធ្វើជានិយាយចឹងណាអូឆាន់អូមិនតតងគេមែនដល់តួប្រុសនេះក៏និយាយទៅវិញឆាន់អ៊ូគេជាក្មេងមានសក្តានុពលខ្ញុំមកទីនេះគឺដើម្បីសុំឲ្យលោកយកយល់ដល់គេដល់ហើយ CEO នោះក៏ចូលមកសួរទឹកមុខឌឺចឹងតើអ្វីដែលធ្វើឯងគិតថាយើងប្រោះវាឯងបានសឹងជន់នោះក៏តទៅវិញការដែលលោកបញ្ជូនឆាន់អ៊ូមករៀនជាមួយខ្ញុំមិនព្រោះតែលោកនឹងចាប់អារម្មណ៍ខ្ញុំទេ CEO លឺចឹងរៀនសប្បាយចិត្តក៏តទៅវិញពិតមែនហើយគ្មានតាណាម្នាក់ដែលដូចឯងទេតែឯងមិនមែនជាអ្នកមានក្តីសុខបំផុតទេពេលដែលពួកយើងនៅជាមួយគ្នាយើងគិតថាមិនមានតាណាម្នាក់ដែលអាចធ្វើល្អដល់ឯងដូចជាយើងធ្វើនោះទេឃើញទុកមុខអប៉ែនឹងហើយនឹងពាក្យសម្ដីខ្លាញ់ហ្មងនិយាយមែនសឹងជន់នេះលឺចឹងតទៅទុកមុខជួយចាប់ចឹងក៏និយាយថាអត់ទេខ្ញុំអត់បានសប្បាយចិត្តទេអ្វីទាំងអស់គឺបានរលាយតិចតាំងពីនៅពេលនោះរហូតដល់ខ្ញុំចង់កាប់ប្រាច់លោកចេញពីជីវិតខ្លាំងណាស់លោកមិនដែលចូលចិត្តខ្ញុំទេលោកគ្រាន់តែត្រូវការតាណាម្នាក់ដើម្បីលេងកំសាន្តជាមួយតែប៉ុណ្ណោះនៅ CEO នេះលឺចឹងក៏ធ្វើទឹកមុខដល់ដឹងរឿងអញ្ចឹងក៏ទៅសួរវិញថាតើឯងកំពុងតែព្យាយាមនិយាយពីអីគេហ្នឹងដល់សឹងជន់ក៏និយាយបន្តឆាន់អ៊ូពេលនេះគេអាចពឹងពាក់ដល់លោកតែមិនយូរមិនឆាប់ទេគេច្បាស់ជាដឹងការពិតមិនខានតែមុននឹងរឿងនេះកើតឡើងខ្ញុំផ្ដល់ឱកាសឲ្យលោកដើម្បីធ្វើជាមនុស្សល្អដូចតែគេគិតថាលោកល្អ CEO ទៅពេលលឺចឹងទឹកមុខនេះភ្ញាក់ផ្អើលតាអត់ស្មានសឹងជន់ហ៊ាននិយាយដល់ម្លឹងដល់ពេលហើយក៏លឺសឹងជន់ហ្នឹងនិយាយបន្តទៀតការដែលគ្មាននរណាម្នាក់នៅក្បែរខ្លួនយើងវាពិតជាឯកាខ្លាំងណាស់មែនទេដល់ CEO នេះលឺចឹងគេធ្វើជាសើចទៀតហីឃើញមកអាប៉ែនឹងខ្នាញ់ហ្មងណាដល់ពេលក៏និយាយបន្តឯឥឡូវនេះធំច្រើនហើយសឹងជន់ហ៊ាននិយាយមកកាត់បងប្រុសបែបនេះដល់សឹងជន់នេះក៏និយាយច្រើនទៀតដែរក៏និយាយទៅមួយម៉ាត់ចុងក្រោយចឹងណាសូមមេត្តាផងទៅដល់ពេលក៏ងើបដើរចេញចឹងស្រាប់ហើយ CEO មកចាប់ដៃចឹងក៏និយាយចឹងណាជប់សិនសឹងជន់អូខេយើងយល់យើងនឹងធ្វើតាមអ្វីដែលឯងនិយាយបើសិនជាពួកយើងត្រឡប់មកនៅជាមួយគ្នាវិញបានសឹងជន់នេះគ្រាន់តែលើពាក្យហ្នឹងកិច្ចមុខចេញហ្មងដូចថាវាជ្រេញខ្លាំងឈោអស់សំណើចឹងគិតថាគេនឹងល្ងងជឿខ្លួនឯងទៀតមែនដល់ CEO នេះឃើញចឹងចូលចាប់ដៃសឹងជន់ចឹងក៏ធ្វើនិយាយបែបរបៀបលួងចឹងណាសឹងជន់ណាយើងនឹងធ្វើឲ្យបានល្អជាងមុនដល់សឹងជន់នេះមានណាក៏វាដៃចេញមកទំហឹងក៏និយាយទៅវិញចឹងណាឈប់ខកខ្ញុំទៀតទៅខ្ញុំមិនលងទៀតទេដល់និយាយចប់សឹងជន់ក៏ដើរចេញទៅបាត់ចឹងលេង CEO ស្រែកចំមកលាសឹងជន់ស្រែកអាលក្ខណៈថាខឹងផងអីផងធ្វើអាចរឹកឆេវឆាដូចមនុស្សឈួតចឹងណាឲ្យសមរឹកទៅមានណាគេលងទៀតទេដល់ទៅកលេចមកហាងទូប្រុសនេះវិញស្រាប់លើទូប្រុសញ៉ៃបុគ្គលិកចឹងណាចឹងមកទៅមុនណាដល់ហើយទៅក៏បាយបុគ្គលិកដើរចេញពីហាងចឹងដើររបៀបអត់ដឹងគោលដៅដើរត្រាច់ចោលមនុស្សបាក់ចិត្តចឹងណាចុះទុំស្រឡាញ់គ្នាភាកមុននិយាយទៅបានថើបគ្នាម្ដងដល់ឥឡូវគេដោះដៃបានស្រាប់តែពេលកំពុងទៅដើរហ្នឹងក៏ឃើញគូស្នេហ៍គូគេនៅកន្លែងចំណតឡានក្រុងក៏លើតួស្រីនិយាយចឹងណាលោកមិនចាំបាច់ជួបគ្នាទៅផ្ទះវិញក៏បានដែរដល់ទៅខាងប្រុសគេសួរវិញចឹងណាហេតុអីទៅខ្ញុំធ្វើឲ្យនេះមានអារម្មណ៍មិនស្រួលមែន
ខាងស្រីក៏តទៅវិញមែនទេមែនរឿងហ្នឹងទេគ្រាន់តែឃើញគេសន្ទនានឹងព្រៀបនឹកឃើញរឿងខ្លួនឯងធ្លាប់និយាយរឿងហ្នឹងជាមួយនឹងសឹងជុនដែរតែខុសគ្នាត្រង់ថាសឹងជុនហ្នឹងគេប្រាប់ត្រង់ថាគ្នាអត់មានអារម្មណ៍ថាស្រួលអញ្ចឹងណាដល់ពេលទៅខាត់គេនៅមកចាំជីឡាមទេគេមិនព្រមណាគេត្រង់ចឹងហ្មងដល់ពេលគេឡើងទៅបាត់ដល់នឹកឃើញនៅរឿងតែប៉ុណ្្នឹងចៃដល់នេះឡើងក្រុមមកដល់ឈប់នៅចំណតហ្នឹងទូប្រងក៏ស្ទុះរត់ឡើងទៅលើឡានក្រុងហ្នឹងហ៎ដឹងតែរោសឹងជុនហ្នឹងដល់ទៅកលេចមកខាងសឹងជុននេះវិញម្ដងឃើញដើរមកផ្ទះចឹងស្រាប់ដើរនៅឃើញអាពាក្យខ្លួនឯងនិយាយជាមួយនឹង CEO មកញោមអាឃ្លីអីគេការដែលគ្មាននរណាម្នាក់នៅក្បែរធ្វើឲ្យឯកាយហ្នឹងដល់ពេលហើយក៏និយាយក្នុងចិត្តខ្លួនឯងទៅដែរពាក្យទាំងអស់ហ្នឹងប្រហែលជាប្រើសម្ដៅទៅគេតែវាក៏ចាក់ដោតដល់ខ្ញុំដូចគ្នានិយាយថាបញ្ហាមានមិនចេះចាំដល់ពេលគិតរួចហើយក៏ដើរទៅទៀតដើរមិនដឹងវិញ្ញាណព្រលឹងឯណាទេដល់ទៅកលេចមកខាងទូប្រុសនេះវិញម្ដងមកឈោចាំសឹងជន់នៅផ្ទះគេមែនដល់ពេលឈោចាំកលេចមកឆ្វេងមកស្ដាំអញ្ចឹងណាជួយយកបែកឃើញម្ដងក៏និយាយអញ្ចឹងណាហើយវាមានរៃកាល់ឡើងហ្នឹងដល់ទៅមើលទៅដូចថាចាំទៅវាមិនឃើញដូចវាគ្មានសង្ឃឹមអីសោះក៏ដើរមកវិញអញ្ចឹងស្រាប់កំពុងដើរតាមផ្លូវទៅកលេចទៅឃើញសឹងជន់នៅឯម្ខាងផ្លូវណក់ក៏ស្រែកអញ្ចឹងណាសឹងជន់ស្រាប់ចៃដល់អីពេលហ្នឹង CEO ក៏ជិះឡានមកតាមសឹងជន់ដែរក៏ជាប់លើឡានស្រែកតាអញ្ចឹងណាសឹងជន់ទៅសឹងជុំគ្មានលឺអីគ្នាងាកទៅដល់ឃើញតែ CEO នឹងឯងដល់ CEO នឹងក៏ចាប់ដៃសឹងជុំអញ្ចឹងណាមកទៅជាមួយយើងសឹងជុំក៏បដិសេធអញ្ចឹងណាលេងដៃខ្ញុំដល់ទៅពេលហើយនៅទៅអត់លេងបន្ទងសឹងជុំស្រ័យអញ្ចឹងណាខ្ញុំប្រាប់ថាលេងដៃខ្ញុំ CEO នឹងក៏និយាយទៅវិញឥឡូវនេះដល់វិញយើងម្ដងហើយយើងមកឯងតាណាទាំងអស់ដល់ទូប្រុសនេះឃើញអញ្ចឹងខំស្រ័យអញ្ចឹងណាសឹងជុំរត់មកជួយអញ្ចឹងដល់ពេលសឹងជុំនឹងក៏ប្រាច់ដៃពី CEO អញ្ចឹងណាឈប់ភ្លាមដល់ CEO នេះគ្រាន់តែកលេចឃើញទូប្រុសភ្លាមក៏និយាយហ្មងបើសិនជាឯងមិនទៅជាមួយយើងទេគេច្បាស់ជាចេញពីទីនេះដូចគ្មានសុវត្ថិភាពទេនិយាយទៅគំរាមរហូតដល់ចាប់ទាញដៃសឹងជន់អញ្ចឹងសឹងជន់ទៅព្រមទៅនៅទាញមកវិញអញ្ចឹងណាសត្វពេលហ្នឹងទូប្រុសម្ដងក៏ចាប់ដៃចេញអញ្ចឹងរួចក៏និយាយថាគេនិយាយថាគេមិនទៅទេដល់ CEO នេះឃើញអញ្ចឹងខឹងក៏និយាយទៅវិញហ្មងតែឯងគាត់ថាឯងជាណាមិនជំហានធ្វើបែបនេះដល់ហើយដាល់ទូប្រុសម្ដៅអញ្ចឹងដល់ទូប្រុសនេះឃើញអញ្ចឹងខំដែរងើបវិញម្រងទៅវាយអញ្ចឹងណាអាចចង្រៃដល់ពេលឲ្យមានណាបានសឹងជន់នឹងទប់អញ្ចឹងក៏និយាយថាបានហើយឈប់ទៅដល់ពេលឃើញអញ្ចឹងទូប្រុសក៏ឈប់អញ្ចឹងក៏ដើរមកចុះ CEO ក៏និយាយអញ្ចឹងណាយើងមិនខ្វល់ថាពីមុនណាវាមានអីកើតឡើងឯងតែឥឡូវនេះយើងមិនលើកលែងឯងដាច់ខាតកុំជួបមកក្បែរសឹងជន់ទៀតអសោះមិនអញ្ចឹងទេយើងធ្វើឲ្យឯងស្ដាយក្រោយរហូតខំគិតថាទូប្រុសដូចថារត់ដល់លេងសើចស្រស់ស្រាយអញ្ចឹងដល់ពេលកាចទៅមានអីទំនងមកគេទេតើដល់ពេលនិយាយចប់ហ្នឹងទៅស្លក់ CEO ហ្នឹងចាប់ដៃសឹងជន់ហ្នឹងចេញទៅបាត់អញ្ចឹងដល់ពេលឲ្យមានណា CEO នេះខឹងចង្អប់ស្រែកទៅវិញអញ្ចឹងណាលីសឹងជន់តែឯងគិតថាគេហ្នឹងខុសពីយើងមែនដល់ហើយក៏នាំវាថតឡើងពេញហ្នឹងតែប៉ុណ្ណេះដល់ទៅហោះប្រងព្រាតហើយចាំមើលទៅស្រាប់ហើយមានណា CEO នោះទៅខំឈោកទ្រាំជើងរួនជើងអីពេញហ្នឹងអញ្ចឹងណានិយាយទៅមនុស្សឈួតបណ្ដោយដល់ហើយពីអ្នកនេះក៏នាំគ្នាបដាគ្នាមកផ្ទះអញ្ចឹងសើពេលដើរបដោះផ្ទះហើយក៏លឺអើយសឹងជន់និយាយអញ្ចឹងណាឯងអាចទៅវិញបានហើយដល់ពេលទូប្រុសក៏តទៅវិញយើងទៅវិញនៅពេលដែលឃើញឯងចូលទៅក្នុងផ្ទះហើយស្រាប់ហើយឃើញសឹងជន់នោះសួរទូប្រុសអញ្ចឹងណាតែឯងដឹងអត់ថៃមកជាគឹមជួនណាធ្វើពេលដាក់យើងទូប្រុសលឺអញ្ចឹងឆ្ងល់ក៏សួរទៅវិញអញ្ចឹងណាហាដល់ពេលសឹងជន់ក៏សួរតទៀតណាតែឯងដឹងអត់ថៃមកជាគេនៅឆ្ងាយរយៈពេលយ៉ាងយូរហើយនៅសុកស្រាប់តែបង្ហាញខ្លួនមកវិញអញ្ចឹងព្រោះតែមានឯងចូលមកក្បែរខ្លួនយើងហ្នឹងហើយយើងមិនចង់ឃើញពួកឯងទាំងពីរនាក់ទេដូច្នេះហើយឯងទៅឆ្ងាយទៅអារម្មណ៍ដូចថាមនុស្សចង់នៅស្ងប់ស្ងាត់ចង់ពាក់ព័ន្ធអីគ្រាន់តែគេចូលមកជីវិតភ្លាមអាប៉ែនោះមកតាមរោរឿងរហូតចឹងគិតថានៅតែឯងហ្នឹងស្រួលបើយកឈ្នះអាប៉ែនោះអត់បានទេជីវិតរបស់សឹងជន់ហ្នឹងគឺនៅបែបនោះរហូតដល់ទូប្រុសលឺចឹងក៏តទៅវិញទៅស្ថានភាពឯងពេលនេះមិនគួរនៅម្នាក់ឯងទេដល់សឹងជន់នេះឃើញចឹងក៏សួរទៅវិញតែឯងមកជាឯងចង់នៅជាមួយយើងព្រោះតែឯងអាណិតយើងមែនហើយឯងមានអារម្មណ៍ខ្លួនឯងអស្ចារ្យនិងមានអំណាចខ្លាំងនៅពេលដែលនៅជាមួយមនុស្សដូចយើងមែនហើយនៅសុកមករោរឿងទូប្រុសឯងចឹងដល់ទូប្រុសលឺចឹងក៏តទៅវិញវាមិនមែនចឹងទេស្រាប់ហើយសឹងជន់ស្រែកមកវិញហ្មងចឹងវាមានហេតុផលទៅទូប្រុសហ្នឹងក៏តទៅវិញទៅយើងគ្រាន់តែចង់នៅទីនេះដើម្បីឯងគ្រាន់តែលើប្រយោគហ្នឹងលេងសឹងជន់យំហ្មងដល់ពេលយំហើយក៏និយាយទៅវិញឯងជាមួយនឹងអាចង្រៃហ្នឹងគ្មានអីខុសគ្នាទេឯងទាំងពីរនេះសិតតែធ្វើឲ្យជីវិតយើងជួបការលំបាកទូប្រុសនេះគាត់លឺគ្នាសែតក៏និយាយចឹងណាសឹងជន់គ្នាមិនតបប្រហើយបើហ្នឹងសឹងជន់កាត់បណ្ដោយបានហើយសុំទៅសុំទុកឲ្យយើងនៅម្នាក់ឯងផងចុះអានេះនិយាយលក្ខណៈវទៅដេញដល់ទូប្រុសគ្នាលឺចឹងគ្នាក៏មិនដឹងនិយាយដែរក៏តទៅវិញបានចឹងយើងនឹងទៅដល់ពេលឲ្យទូប្រុសក៏ដើរចេញទៅបាត់ទៅយល់អារម្មណ៍ទូប្រុសដែរគ្នាមិនមែនចង់ទៅទេប៉ុន្តែស្ថានភាពមិនសិនជានៅទៀតអាចធ្វើឲ្យសឹងជន់កាន់ធ្ងន់ធ្ងរហើយគ្រាន់តែទូប្រុសទៅបាក់ភ្លាសឹងជន់ឈោយំចឹងដល់ឈោយំឯងគេក្នុងចិត្តខ្លួនឯងចឹងណាការដែលឲ្យគេឃើញខ្ញុំក្នុងសភាពបែបនេះគឺវាអាក្រក់ជាងការដែលឃើញអាចង្រៃនោះម្ដងទៀតនិយាយចំទៅទូប្រុសគ្នាជួបអាស្ថានភាពផ្លូវចិត្តនឹងចឹងហើយដល់ពេលហើយទៅគ្នាអត់ចង់ឲ្យតាណាម្នាក់មកនៅក្បែរមកឃើញអារូបភាពគ្នាចឹងដូចមានអារម្មណ៍ថាខ្លួនឯងត្រូវបានគេអាណិតអីចឹង
đón tới có sức chất tới ai đo sai tại anh thôi đỏ lớn được cắt trâu mau một năm cài máu nó một năm để tha sưng cho mình tại tôn tu pro sao món nó cứ tha chỉ bây giờ sưng cho nó plap đô con anh chỉ cục bẹp giang thôi con anh khai chim nụ thay bắt tập bị rừng ra tao nông mỏng đó khơi sưng cho nó với thằng nào mà cam là cam SMB chẳng ngại một chụp bộc lực cái con dậy chẳng á số đây khi nhom á chua ly sưng chôn cứ chỉ để tha tay bắp play hay khi nhom á bắp nhà email rồi này trong còn chọn đường tha khăn nạn niên á ban đầu tôi viên nữ rồi tới có hội ai cả xa mà bấm đòi bộc lực chẳng ngại để rồi bị mà đã bị thơ ca nghe thấy chẳng ngại đọc về ao cái rủi tới có thơ nào trên nhập tiền và nhân từ đòi lời nếu cắt trộm là thay thay mới thế này khơi sưng chôn nó đừng coi thưa ca thưa nghi chẳng á sập về bồng coi cho công tơ thơ ca cái có lưu tù sập râu chẳng ngại đó sưng chôn nó có lưu tù sập như mang giấy chẳng á alo ba trời ơi đọc về mình đặng khả năng giấy tới khơi sưng chôn một nó sờ bài chân cẩn thận tụi mình chẳng á ba khi mai thưa ban ở con chân còn tụi đã tù sập chụp lên như bị thằng coi nhớ mình nhớ món á anh ấy mẹ làm nó loại sờ bài chân ba plap đâu con ai nhở hay cai prastan ở phía bên sau chân môn ban nó đó có khơi sưng chôn nó cái mặt thọ chụp lên nó tiệt vô chẳng á rương này hay để mình sẽ làm tua ong sưng chôn nó ngay tua ong này tha chư khuôn ấy đua khuôn ấy ngợp khuôn ấy mong chẳng á bên giấy tới này tới thời giờ chưa chậm tới giờ nó ngay chỉ này vô ca chưa chậm đã được khuôn giờ chắc mà sân chỉ giờ chỉ này để ai đọ ca chưa chậm nó tranh vành ba triệu ba khuôn giờ á cứ là ở sao phật hay tua ong này để bà hai khơi tha cái phượng ban á mơ là ở mấy bẹp con chừng vật tua pro mấy nhà nam mà chủng đối những bên đây cứ thôi khuôn ấy là ở bà sao được khuôn ấy mong sập vùng chỉ đến cái sai bị cào mình chẳng á sưng chôn dương cất tha rụi ro lại đọ sưng chôn khom sụp bệnh chẳng á rụi ro lại ó nàng cào cái tọt thôi nhá rụi ro lại ai nhá chơi mà cào bán này đọ sưng chôn nó có chơi mà cào chẳng hạn còn chơi mà đóng cái tiệt đầy chẳng á để có xua từ ở mà nè tiệt nó tha ta ok ó nó ngò cái tọt vậy nhá dương cất tha bắt chầm liền bênนี้nàng chụp trái khăn đỏ sừng chôn đấy còn nhầm mà nhẹ mỏ cồn cái trắng nó nhiều tha kia lại chung với nhẹ cái là sao tha bậc cái ấy chẳng ngỏ sắp rồi về nó khơi lệnh một chân u mà này bạc phim phim vậy chẳng nó suốt đây thằng óc này suốt đây sừng chôn đấy còn khơi chân u nó phim sờ bài phong nhẹ phong chẳng nó chân u rồi về chân u đào mà nó khơi cừu cái gì món ở bao xa thôi lục cừu á thao đi đó đấy hả sừng chôn nó có tọt từ bên tới nhưng tầm thao chọn mày đằng ai ở con trai đấy có chuyện xôn nòm chẳng nó ai ở đây nàyฉันอูnóก็ตอนเธอไปเธอขยมกระทาขยมไอเต้ขยมสบายจัดนะแต่บ้านเธอการนักน้องกระพุ่นจมูกลูกครูดังอ่อนอะไรเนี่ยขยมดอกทามสู้เชื่อมั่นเหมือนเต้นรอให้มันเนี่ยปลงด้วยเกิดจับปลาไปจังกันได้เยอะดังไงถ้าจังไรคิมชูบนนั่งอ่ะบ้าจีปลาใจยิ่งจอมไรท่าเก๋มันกูน่าเต้ใหญ่จมูกหนึ่งไม่ฝึกฮัสซะฉันอูน้องก็ประตูปิดเมย์นี่จะมาเก็บปรับท่าเยอะอ่ะมันกูไปทำไรมันรู้แต่สมบอกกลางนั่งอ่ะđó cáiน้องให้ชมใหญ่ดังซีโอนั่งไงก็เคยบุกกลังเงี้ยมาสู้ตัวปลอกจังนะซึ่งจนน่ะแต่ไอ้เนี่ยจนถึงยามไซโคจมูกขี้อ่อนดอกสังจนลือจ้าก็ต่อตัวไปเนี่ยส้มตัวพองยังไม่กำร้องไงดอกไปหายนะเมียนนะเมียนกำร้องมันนัดจุกในจมูกมัดแผลในซองจังไงบางกระทารอบอ้างในจมูกมัดแผลตลอดขึ้นไปทางใบขึ้นในเตะดอกกระปุงกุยนั่งก็เคยมัดแผลเงี้ยมาสู้จังนะมาใหญ่กางเงี้ยสบายได้อ่อนสังจนนั่งก็ต่อตัวไปเตะยังกระทาเยอะอ่ะกระปุงแต่มันซ้อมคล้นจมูกวิ่งดอกมัดแผลก็ใหญ่เลยตัวไปเนี่ยไอ้เนี่ยกูต้องเอาคนยืงสำหรับเรื่องกรุ๊ปยาต่างอ้อนเนี่ยสังจนนั่งก็เยี่ยมเงี้ยตัวไปเนี่ยก็ต่อไปนะปัดเมย์này dương á phải cho con ấy khăng na sợ là phải khi một bạn cùi cất chẳng ạ nó phải cất hết đi trong vậy cho mỗi lần sưng chôn chẳng á có hai sưng chôn chẳng ạ sưng chôn à đó sưng chôn không nghiệm mà sẽ đạm chẳng ạ còn nó khởi một sưng chôn nó hay phím kia này đi tester thiên vậy chẳng á có đâu thiên bao thôi thôi chứ vậy bên chẳng á trong tay nhà hai bên là nghệ dương nhám ở ban này anh em rồi cho xa đạp hiệp đã mất phèo nó phải hay tới con mấy lo chứ đó sưng chôn đấy mình đang cho lấy tới trẻ tọp chẳng á ok chẳng thôi sợ bằng cùi nó cần nó khởi cái gì thế đây như chưa đâu lênถ้าเป็นนี่แค่สักตัวอย่างน่าเตออุ้ยจะสัวเราตัวโปรยตอนเนี่ยมันจะนำกระหล่ำพอเตอหมดแผ่นในรูด้วยความสูบเป็นเยอะจังนะนะเก๋ส่งใจย่นแมนเป็นนี่พายจะกับปงแต่หกหาไปเลยเงี้ยใจมันเตออ่านภาษาเราเพียงหมดแผ่นพอนั้นชีวิตหมดแผ่นสัวเราปรับใส่ในหมกเตียนเราให้ของเหี้ยท่าสังจนจังไงไม่ใช่ใจนักเก๋คลั่งมังไอ้เด็กจูบเก๋เตอสังจนรูด้วยก็ใหญ่หมอไปเนี่ยตะเก๋จังจูบยังได้หรอหมดแผ่นรูด้วยก็ทายเตียนมองไปคล้าเยี่ยมดังกูใหญ่ท่าไอ้นั่งเยี่ยมดังไอ้ซอแล้วมันก็เธอพูดทิมดังไอ้เนี่ยชอบเส้นตอนปัดนะไอ้เนี่ยคือปัดทิมดังใส่เมนสังจนเราไปเลยจังก็ได้สมบัติแพ้จังนะไอ้เก๋ตึกหมกนั่นแหละกระดาษดังไอ้เมนเราไปมันแพ้กันใหญ่ตัวไปเนี่ยแต่โยcáiมาไว้เมามันไปได้ไว้ยืดไปเราไปใหญ่จ๊อบมันแพ้กันงบตะบั้นตัวสังจนแล้วก็ตายเนี่ยกูตะโรมโรไปแอดมินไว้มีเห็นตะโรทุกคือตุกกระจองเรามันชนะไหมสรุปก็ไม่สองสามทำไมบ้างตีบังพอดนะปุ๋ยยังก็มันเอาตีบังจอบไปเนี่ยเพียบจอบเป็นเต้หลังนี้หรอจับประดามโดยการมันเดินห่างว่าตัวโปรนั่งเก็บบัตรห่างมาได้จังก็เก่งกุยพักชี้จมูกหนึ่งโกนใจก็จังสระตะเป็นnóก็เคยบกหลกแสดงอย่างตึกหมกสาวสดายจังนะนี่ฮะจะการเปิดได้ไหมเนี่ยหนอนบกหลกโปรnóก็เงียบมาสู่ตัวโปรจังนะบองโปรตาบองไม่ร้องทำบาดจัดได้หรอตัวโปรนั่งก็ต่อตัวเป็นตึกหมกธรรมดาจังนะบาดจัดตาแต่ไอ้เนี่ยก็ไม่การงิดฟัชบ้านรอได้
ហើយយន្តជីក៏ត្រូវទៅសាលារៀនដូចគ្នាចឹងវាគ្មានហេតុផលដែលយើងត្រូវធ្វើតែម្នាក់ឯងនោះទេបានន័យថាតួប្រុសហ្នឹងក៏ដល់វគ្គទៅបាត់ហាងកាហ្វេខ្លួនឯងដែរដល់ហើយបុគ្គលិកប្រុសក៏សួរតតែបងក៏ចង់ធ្វើអីបន្តទៀតតួប្រុសហ្នឹងក៏តទៅវិញយើងក៏មិនដឹងដែរយើងនឹងសាក់ល្មមធ្វើគ្រប់យ៉ាងដែលចូលមកក្នុងខួរក្បាលយើងដូចជារៀនច្រៀងហើយទៅនឹងដើរលេងឲ្យបានច្រើនស្រត់ទៅពេលហ្នឹងបុគ្គលិកស្រីក៏ងាកទៅនិយាយជាមួយនឹងបុគ្គលិកប្រុសចឹងបងប្រុសបារម្ភពីខ្លួនឯងវិញដឹងអីគាត់អាចរត់នៅយើងសុខសប្បាយទោះមិនបាច់មានការងារធ្វើក៏ដោយនិយាយទៅសុទ្ធតែស្ថិរលាក់មុខនេះស្រត់ទៅឲ្យបុគ្គលិកប្រុសក៏ងាកមកសួរហ្មងនេះឯងចំណាយពេលមួយថ្ងៃពេញព្រោះតែបារម្ភពីយើងចឹងឯងប្រហែលជាលងស្រឡាញ់យើងទៅដឹងអីដល់កូនស្រីលូចឹងចង់ឆ្អែតបាយក៏និយាយទៅវិញហ្មងអើយពិតជាគួរអស់សំណើចមែនដោយក៏នៅឆ្អែចអន់គ្នាលេងរបៀបបងប្អូនមិត្តភក្តិសាស្ត្រាអញ្ចឹងណាទោះប្រុសក៏ជិះតែញញឹមស្ដាប់គេបលែងគ្នាចឹងទៅតែក្នុងចិត្តវិញប្រហែលជាគិតដល់សឹងជន់ដល់នេះមិនដឹងថាពេលនេះគ្នាដល់ណាដល់ណីទេដល់ឥឡូវនេះក៏ចូលមកដល់ព្រឹកថ្មីក៏ឃើញសឹងជន់ហ្នឹងមកហាងកាហ្វេរបស់តួប្រុសចឹងនិយាយទៅនឹកតួប្រុសមកតាមការណែនាំរបស់មិត្តភក្តិចឹងឯងដល់ដើរចូលមកហាងសង្ឃឹមតែជួបតួប្រុសហើយសត្វតែម្ដងមានណាជួបបុគ្គលិកស្រីណាផ្សេងនៅវិញហ្នឹងក៏សួរចឹងណាលោកធ្វើការកំងអីដែរសឹងជន់ហ្នឹងក៏តបទៅគេទៅយកអាមេរិកាណូក្តៅអីចឹងណាឬទៅខូចការអីឲ្យចឹងដល់ហើយទៅភ្នែកស្រឡឹងមើលឆ្វេងមើលស្ដាំមើលអីចឹងណាគេលោកឃើញតួប្រុសដល់ហើយវាអត់ឃើញសោះហ្មងក៏ខ្ចីសួរក៏ដែរស្រាប់ហើយអង្គុយផឹកកាហ្វេតែឯងហ្នឹងដល់ពេលផឹកតាំងពីភ្ញៀវច្រើនផឹកតាំងពីថ្ងៃរហូតដល់ល្ងាចដល់យប់ហ្មងដល់គេបិទហាងហ្មងកាហ្វេមួយកែវផឹកអត់អស់ស្រាប់តែពេលហ្នឹងក៏ឃើញបុគ្គលិកហាងគេដើរមកក៏និយាយចឹងណាសុំទោសលោកហាងយើងត្រូវដល់ពេលបាត់ហើយតើលោកត្រូវការខ្ញុំច្រកកាហ្វេនេះយកទៅអត់ដល់សឹងជន់ហ្នឹងក៏តទៅវិញអត់អីអរគុណច្រើនដល់ហើយបុគ្គលិកហ្នឹងក៏លើកកែកាហ្វេចេញទៅបាត់ទៅមកចាំគេមួយថ្ងៃបានជួបអលីងដល់ពេលរួចទៅក៏ឃើញសឹងជន់ដើរចេញទៅផ្ទះវិញចឹងណាដើរបដាញឹមបដាគិតក្នុងចិត្តខ្លួនឯងចឹងណាក៏និយាយថាបើសិនជាគ្មានគេទេរឿងទាំងអស់នេះក៏មិនអាចកើតឡើងបានដែរខ្ញុំចាប់ផ្ដើមជ្រាបម្ដងទៀតដូច្នេះហើយខ្ញុំអាចមានទំនុកចិត្តក្នុងការដែលឈរនៅចំពោះមុខគេជីវិតមែនតើណាអាចមិនដូចសាច់រឿងណាជួនកាលជាងចង់ធ្វើអ្វីមួយសម្រេចដើម្បីមនុស្សម្នាក់ហ្នឹងប៉ុន្តែនៅពេលដែលវាសម្រេចដល់100គេវិញគេប្រហែលជាលេងនៅជាមួយយើងទៀតហើយចឹងពេលនេះស៊ីសល់លើការសម្រេចចិត្តរបស់យើងហើយនេះដល់ឥឡូវនេះបកមកដល់ថ្ងៃថ្មីឃើញទូប្រុសនៅតលេងផ្សារនៅរោងការដែរចឹងដល់ពេលលេងចប់អីហើយចឹងទៅក៏គេចេញទៅផ្ទះគេវិញអញ្ចឹងណាដល់ពេលដើរមកទៅក៏ឃើញបុគ្គលិកនិយាយអញ្ចឹងណាការសម្ដែងរបស់លោកពិតជាល្អមែនទែនអរគុណច្រើនណាសម្រាប់ចម្រៀងដល់ព្រោះហ្នឹងដល់តួប្រុសនេះលឺអញ្ចឹងហ្នឹងក៏តបអរគុណគេអីលីគេផ្ទះវិញអញ្ចឹងណាហើយបានជាអេដមីនអត់កាត់ឆាកតិចហ្នឹងឯងព្រោះទាំងអស់ហ្នឹងសិតតែមេរៀនរបស់គ្នារៀនហើយឲ្យឃើញថាជីវិតមិនថាអ្នករាល់នេះជួបរឿងអីក៏ដោយហើយរយៈពេលយូរប៉ុណ្ណាក៏ដោយអ្នករាល់គ្នាត្រូវតែដំណើរជីវិតរបស់អ្នករាល់គ្នាទៅតាមភាពប្រក្រតីនៃជីវិតរាល់ថ្ងៃហ្នឹងឯងមិនអាចបដិបដួលមិនអាចដេកចាំព្រេងវាសនាបានទេរឿងនេះខ្លីទេប៉ុន្តែវាសម្បូរចំណុចអប់រំច្រើនណាស់អេដមីនមិនដឹងថាអ្នករាល់គ្នាមើលរឿងមើលគ្រាន់តែកម្សាន្តសប្បាយអត់ចាប់អារម្មណ៍អីណាតែអេដមីនមើលអេដមីនសង្កេតទាំងអស់គ្រប់ចំណុចគ្រប់អ្វីដែលត្រូវរៀនហ្នឹងដល់ឥឡូវនេះក៏ចូលមកដល់ថ្ងៃថ្មីទៀតឃើញតួប្រុសនេះដើរលេងនៅលើឆ្នេរសមុទ្រឯហ្នឹងហើយតែទឹកមុខនឹងសែតដល់ហើយស័កសមនឹងទិដ្ឋភាពរបស់សមុទ្រហ្នឹងឯនេះក៏ឃើញតួប្រុសឈរសឡឹងផ្ទៃសមុទ្រឯហ្នឹងហើយក៏ពោពីក្នុងចិត្តទៀតចាប់តាំងពីថ្ងៃចុងក្រោយដែលខ្ញុំបានជួបគេមកខ្ញុំមិនអាចឈប់គិតពីគេបានសោះបើសិនជាពេលនោះខ្ញុំសម្រេចចិត្តថានៅក្បែរគេហើយទៅមិនចាក់ចោលគេបន្ទាប់ពីគេនិយាយពេលនេះប្រហែលជាគេនិងខ្ញុំកំពុងតែឈរមើលទឹកសមុទ្រជាមួយគ្នាហ្នឹងមែនទេកុំសែតអីក៏មិនដែរការសម្រេចចិត្តនឹងត្រឹមត្រូវព្រោះសឹងជន់ក៏ទទួលបានមេរៀនល្អៗពីជីវិតគេដែរដល់ឥឡូវនេះក៏បកមកផ្ទះសឹងជន់ម្ដងស្រាប់ឃើញសឹងជន់លុបមុខលុបអីចឹងណាដល់ទៅក៏ឃើញមិត្តភក្តិណាស្លៀកពាក់អាយយ៉ាងស្អាតបើកទ្វារម្ដងក៏សួរចឹងណាឯងភ័យមែនសឹងជន់ហ្នឹងក៏សួរត្រឡប់ទៅវិញទៅឯងទៅជាមួយយើងដែរមែនអត់មិត្តភក្តិហ្នឹងក៏តបទៅវិញទៅយើងលះបង់គ្រប់យ៉ាងដើម្បីឯងនេះលឿនឡើងទៅរៀបចំខ្លួនមកមិនអញ្ចឹងទេពួកយើងទៅយឺតណាដល់ពេលនិយាយចប់ហ្នឹងមិត្តភក្តិក៏ចេញទៅបាត់គឺគេត្រៀមទៅកន្លែងណាកន្លែងណីទេនេះស្រាប់តែពេលទៅគេបកមកកន្លែងរៀបចំកម្មវិធីអញ្ចឹងស្រាប់ឃើញមនុស្សលងច្រើនចូលចាំនៅកមុខច្រកទ្វារអញ្ចឹងដល់ទៅក៏លើពិធីកប្រកាសអញ្ចឹងណាឥឡូវនេះវាពិតជាពិបាកមែនទែនក្នុងការដែលអញ្ជើញបុគ្គលម្នាក់នេះមកចូលរួមជាមួយយើងតែអ្នករាល់គ្នាក៏ស្គាល់ពួកយើងដែរនៅទីបំផុតពួកយើងអាចធ្វើរឿងនេះកើតឡើងបានហើយក៏ជាលើកដំបូងរបស់គេដែរដែលបានមកជួបទស្សនិកជនដោយផ្ទាល់បែបនេះអូអានេះគេប្រកាសថាសឹងជន់មកជួបមួយ fan meeting អីគេព្រោះគេចូលជាអ្នកសិល្បៈជាអ្នកចម្រៀងអីដល់ទៅពិធីករក៏សួរ fan គេចឹងណាឥឡូវនេះមានអារម្មណ៍ថារំភើបអត់ចិត្តបានជួបគេចឹងទៅ fan គេស្រែកហូអញ្ចឹងណានិយាយទៅកម្មវិធីហ្នឹងគេ live ទៅអ្នកមើលប្រហែល 10k គេទេហើយទៅអ្នកដែលយើងឃើញនេះគឺ lucky fan ថាគេចាប់ឆ្នោតបានឲ្យមកជួបផ្ទាល់ជាមួយនឹងសឹងជន់អញ្ចឹងដោយរបៀបគេមកជួប idol គេចឹងដល់ទៅពិធីករហ្នឹងក៏ប្រកាសអញ្ចឹងណាម្នាក់នេះគឺជាអ្នកដែលមកពីកម្មវិធី The Masked Singer ដែលថាទទួលបានអ្នកទស្សនានៅវីដេអូរបស់គេ10 លាន view អញ្ចឹងទៅដល់ទៅគេអបអរសាទរ
ដល់យិនអូអញ្ចឹងណាអញ្ចឹងពេលសឹងជុននេះចូលផ្នែកសិល្បៈហ្នឹងគេដូរឈ្មោះឲ្យគេដាក់ឈ្មោះយិនអូវិញអញ្ចឹងទៅដល់ពេលប្រកាសចប់ហ្នឹងក៏ឃើញសឹងជុនដើរចេញមកអញ្ចឹងហើយគ្រាន់តែគ្នាដើរចេញមកព្រាមក្មេងៗទឹកដៃហូរអញ្ចឹងណានេះអត់មានដឹងទេនេះអារម្មណ៍ថាដូចថាយើងស្រឡាញ់ idol ណាយើងគ្រប់ត្រូលអញ្ចឹងណាដល់សុកខ្ញុំបានតែមើលគេនៅមុខអញ្ចឹងដល់ទៅវិធីក៏គេសួស្ដីទៅសឹងជុនអញ្ចឹងណាក៏រៀបរាប់ថានេះជាលើកដំបូងដែលលោកបានជួបទស្សនិកជនអញ្ចឹងហើយសូមនិយាយ hello ទៅកាន់ពួកគេតិចទៅដល់តួប្រុសគេចាប់បានណែនាំខ្លួនអញ្ចឹងណាខ្ញុំឈ្មោះយិនអូខ្ញុំគឺជាអ្នកចម្រៀងហើយក៏ជាអ្នកនិពន្ធបទភ្លេងដែរនិយាយពីថា fan គេហូពេញហ្នឹងហើយយិនអូ forever អីចឹងណាហូនេះមិនហៅថាអ្នកគ្រប់ត្រូលមែនអាតិចប៉ុណ្ណាក៏លឺខ្លាំងដែរដល់មិត្តភក្តិនេះក៏ឈរសប្បាយចិត្តអបអរសាទរមួយចឹងណាចុះគឺសឹងជុនដូចថាគ្នាមានអនាគតល្អយោដល់ពេលទៅពិធីក៏អញ្ជើញសឹងជុនអង្គុយចឹងដល់ក៏រៀបរាប់ចឹងណាចឹងតិចទៀតណាម៉ោងប្រហែលជា10នេះចម្រៀងរបស់លោកនឹងត្រូវបានបញ្ចេញទៅលើទីផ្សារហើយខ្ញុំក៏បានលើមកថាបទចម្រៀងមួយនេះគឺពឹងផ្អែកទៅលើបទពិសោធន៍ទាំងស្រុងផ្ទាល់ខ្លួនរបស់លោកសឹងជុននោះក៏តបទៅវិញទៅបាទត្រឹមត្រូវហើយដល់ទៅពិធីក៏គេចាប់ផ្ដើមរៀបរាប់ហើយឥឡូវនេះមានមនុស្សជាច្រើនរួមទាំងខ្ញុំផងដែរកំពុងតែមានចម្ងល់ទាក់ទងនឹងរឿងនេះហើយតើលោកអាចប្រាប់យើងអំពីរឿងរ៉ាវដ៏លម្អិតទាំងនេះនៅទីនេះបានអត់ដល់លោកចឹងតួប្រុសនឹងគិតលំអស្ទុះចឹងដល់ពេលគិតហើយទៅរំដាច់ចិត្តនិយាយចឹងណាក៏រៀបរតនារឿងថាពេលដែលខ្ញុំមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរខ្ញុំក៏បានជួបនៅមនុស្សម្នាក់នោះគ្រាន់តែនិយាយបានប៉ុណ្ណឹងសឹងជន់សម័យទៅដល់តួប្រុសទៅដែរតាំងពីអាថ្ងៃដំបូងដែលច្រៀងបាត់នៅរោងការហ្នឹងទៅជួបគ្នាអីហ្នឹងហើយនៅអនុស្សាវរីយ៍កន្លងមកជាមួយគ្នាហ្នឹងនិយាយទៅមានរេកាឡានឹកឃើញមកអស់ហើយអតីតកាលហ្នឹងរឿងទាំងអស់ហ្នឹងដែលធ្វើឲ្យចេញចម្រៀងបទនេះមកដល់កំពុងរៀបរាប់ក្នុងកម្មវិធីហ្នឹងក៏លេចមកខាងមិត្តភ័ក្តិថាធ្វើការនៅកន្លែងរោងការជាមួយគ្នាគេអង្គុយមើល live ដែរអញ្ចឹងណាក៏លើមិត្តភ័ក្តិនិយាយអញ្ចឹងណាអើយយកដល់ស្មានថាសឹងជន់ណាអាចជោគជ័យដល់ម្លងសោះបើសិនជាយើងដឹងអញ្ចឹងយើងនឹងធ្វើដាក់គេឲ្យបានល្អជាងនេះបាត់ហើយដល់ទៅម្នាក់ទៀតក៏និយាយទៀតដែរអញ្ចឹងឥឡូវនេះពួកយើងមកចង់ជួបគេពិតជាពិបាកខ្លាំងមិត្តភ័ក្តិក៏ចេះបន្ទោអញ្ចឹងណាហ្នឹងហើយច្បាស់ជាពិបាកខ្លាំងហើយឥឡូវនេះដល់ពងនិយាយគ្នាហ្នឹងគឺតួប្រុសដើរមកពីក្រោយដែរគ្នាមកមើលដល់ថាគេធ្វើអីអញ្ចឹងស្រាប់ទៅមិត្តភ័ក្តិក៏និយាយអញ្ចឹងណានេះជ័យយុនមើលអានេះមើលគេហៅឲ្យមើលដូចថាសឹងជន់មករួមការងារគេមានអនាគតអីអញ្ចឹងស្រាប់ដល់ពេលទៅតួប្រុសក៏ឈោមើលវាចំមកពេលថាអើយសឹងជន់និយាយអញ្ចឹងណាតើឯងសុខសប្បាយដែរអត់យើងចង់ជួយចម្រៀងនៅចំពោះមុខឯងតែឥឡូវនេះយើងគិតថាវាប្រហែលជាវិធីតែមួយគត់ដែលយើងអាចច្រៀងឯងស្ដាប់បានដល់តួប្រុសនេះក៏ស្ដាប់ឮប៉ុណ្ណឹងលោកអើយដឹងហើយថាមនុស្សម្នាក់ហ្នឹងជឿណាគេគាត់ស្ដាប់ចប់រឿងរត់ទៅរកសឹងជន់អញ្ចឹងមិត្តភ័ក្តិនេះស្រ័យផងអីផងជ័យយុនអញ្ចឹងណាគ្មានងាកក្រៅគ្មានអីទេតែបានប៉ុណ្ណេះហើយដល់បកមកខាងសឹងជន់ម្ដងបន្ទាប់រៀបរាប់រឿងរ៉ាវឲ្យចប់ចឹងហើយទៅក៏លើពិធីករនិយាយអញ្ចឹងណាអូឥឡូវមនុស្សម្នាក់ហ្នឹងច្បាស់ជាស្ដាយក្រោយមិនខានដែលបានគាត់លោកនៅពេលនោះមែនទេអញ្ចឹងឥឡូវនេះលោកបានបញ្ចូលរួមជាមួយពួកយើងហើយដូច្នេះពួកយើងត្រូវតែបានស្ដាប់ចម្រៀងផ្ទាល់របស់លោកតែម្ដងលោករួចរាល់ហើយមែនទេដល់ទៅសឹងជន់គេតបអញ្ចឹងណាបានរួចរាល់ហើយដល់ពិធីករគេប្រកាសឈ្មោះអ្នកចម្រៀងអីបត់ចំណងជើងអីមិនទៅទស្សនិកជនក៏ទះដៃហូរពេញនឹងអញ្ចឹងណាទៅក៏ឃើញសឹងជន់ហ្នឹងចាប់ផ្ដើមច្រៀងចម្រៀងវាគ្មានអីក្រៅពីចម្រៀងស្នេហាទេគុំសលេងអត់មានអត់ព្រោះបើសលេងអត់មានព្រោះអត់មានច្រៀងតាមមកស្ដាប់បាត់ហើយដល់ទៅក៏លេចមកខាងតួប្រុសវិញម្ដងស្រាប់តែឃើញតួប្រុសទៅហេតុហោមកអញ្ចឹងនេះដល់មកដល់មុខកន្លែងគេធ្វើកម្មវិធីហ្នឹងក៏សួរទៅអ្នកយាមអញ្ចឹងណាតែខ្ញុំអាចសុំចូលក្នុងមួយផ្លែបានអត់អ្នកយាមហ្នឹងក៏តបទៅវិញទៅសុំទៅផងខ្ញុំគិតថាប្រហែលជាមិនអាចទេដល់តួប្រុសនៅសុំគេអញ្ចឹងណាខ្ញុំសុំចូលទៅមួយផ្លែទេខ្ញុំស្គាល់សឹងជន់ជាលក្ខណៈផ្ទាល់ខ្លួនអ្នកយាមហ្នឹងក៏តបទៅវិញពួកយើងអត់មានអាយុមកបញ្ជាក់ថាលោកពិតជាស្គាល់ទេហើយកម្មវិធីក៏បានចាប់ផ្ដើមដែរដូច្នេះហើយខ្ញុំអាចលោកចូលបានទេតួប្រុសក៏នៅតែនិយាយអញ្ចឹងហើយខ្ញុំសុំបងតែមួយផ្លែទេមែនណាស្រាប់តែពេលហ្នឹងមិត្តភក្តិក៏ចេញម្ដងក៏និយាយអញ្ចឹងណាពួកគេជាមិត្តភក្តិនឹងគ្នាតួប្រុសនេះគាត់នៅឃើញភ្ញាក់ហ្មងហូយយុនដល់ពេលមិត្តភក្តិក៏និយាយទៅវិញថាខានជួបគ្នាយូរហើយកម្មវិធីតែមិនចាប់ផ្ដើមទេឆាប់ចូលទៅតួប្រុសគាត់ទៅលើប៉ុណ្ណឹងក៏បញ្ញាប់អរគុណគាត់អញ្ចឹងណាហើយក៏មនីស្រោតចូលទៅក្នុងកម្មវិធីហ្នឹងអញ្ចឹងដល់ពេលចូលទៅដល់ហ្នឹងក៏ដើរទៅឈោពីក្រោយកន្លែងទស្សនិកជនគេអង្គុយមើលទៅឈោស្ដាប់តួប្រុសច្រៀងចឹងដល់សឹងជន់នេះគ្រាន់តែកលេចឃើញតួប្រុសព្រាហ្មងណាច្រៀងបដាអីបដាពាក់បន្តាហ្នឹងចាប់ប្រាប់ដោះបន្តាចេញហ្មងអារម្មណ៍នេះប្រហែលចង់បញ្ជាក់ប្រាប់ថានេះពេលនេះខ្លួនឯងរួចរាល់ហើយធ្វើបានហើយដោះបន្តាច្រៀងនៅចំពោះមុខតួប្រុសហ្នឹងតួប្រុសហ្នឹងក៏ឈោញ៉ាំមើលសឹងជន់ច្រៀងចឹងមើលក៏ច្រៀងដល់ចប់ហ្មងចឹងណាស្រាប់តែពេលក៏ច្រៀងចប់ចឹងអីចឹងទៅក៏ពិធីករមកអរគុណឲ្យតួប្រុសចឹងណាដល់គេស្កាក់សុំថតរូបថតអីយកដល់តួប្រុសឃើញចឹងនេះក៏ញ៉ាំសប្បាយចិត្តជំនួសចឹងណាហើយទៅក៏ដើរចេញទៅបាត់ទៅមែនតើគ្នាក៏មិនដឹងទៅអីដែរព្រោះមួយឆ្នាំអត់តាក់ទងនេះផងហ្នឹងហើយដែលមកនេះហ្នឹងបែបមានក៏មកតែបន្ថយនេះមិនដឹងថាមនុស្សម្នាក់ហ្នឹងគេសម្ដៅខ្លួនឯងអត់ផងដល់ពេលចប់ការងារទៅក៏ឃើញសឹងជន់ហ្នឹងចេញមកក្រៅចឹងហូយហ្វេននៅតាមរោមកើតជាអ្នកល្បីពិបាកមែនដល់ពេលគេជួយខាត់ជួយអីទៅក៏សឹងជន់ហ្នឹងស្លឹងរោមមើលទូប្រុសចឹងចេះឆ្ងល់ថាគួរតែនៅក្រៅចឹងណាព្រោះមិនជួបគ្នាសោះដល់ពេលឃើញចឹងក៏ដើរមករកមិត្តភក្តិចឹងគាត់ដល់ដល់ពេលមិត្តភក្តិគេសើចឹងណាឯងពិតជាធ្វើបានល្អមែនទែនអស់ចាស់ខ្លាំងដល់សឹងជន់មានតបទៅសួរវិញថាគេនៅណាគាត់ទៅលើប៉ុណ្ណឹងមិត្តភក្តិដឹងក៏តទៅវិញគេទៅមិនហ្នឹងអីយើងគិតថាពួកឯងមកនិយាយគ្នាតាសឹងជន់ដល់ពេលលឺចឹងទៅក៏តទៅមិត្តភក្តិវិញហ្មងយើងសុំទោសណាហើយយុនយើងត្រូវទៅហើយ
ដល់ពេលនិយាយចំក៏ទៅបាត់ហើសំណោះគ្នាដល់ហើយជួយគ្រប់គ្រងសពគ្រប់បែបយ៉ាងក៏ដល់សពបែបយ៉ាងហ្មងណាទៅធ្វើមិនបើយើងតាំងចិត្តជាមិត្តភក្តិឯងទ្រាំទៅកូនអើយដល់ក៏ឃើញសឹងជន់ហ្នឹងជាឡានក្រុមហ៊ុនមកចឹងឯងគ្រាន់តែចុះពីលើឡានភ្លាមណាអត់មានធ្វើអីទេម្នីមួយឆ្វេងមួយស្ដាំហ្នឹងរត់សម្ដៅទៅរកហាងកាហ្វេរបស់ទូប្រុសហ្នឹងឯងគ្រាន់តែបើកទ្វារចូលដល់ភ្លាមអត់មានទៅកំងទៅអីទេសឡឹងរោមើលហ្មងសឡឹងរោមើលហ្មងតែគឺទូប្រុសអត់ចឹងណាស្ដាប់ពេលឃើញអញ្ចឹងបុគ្គលិកគេមកចិត្តចឹងឯងម្ដងក៏សួរចឹងណាសួស្ដីតើពួកយើងធ្លាប់ជួបគ្នាពីមុនមកមែនទេដល់ទៅសឹងជន់ក៏តបទៅវិញបានតែខ្ញុំអាចសុំជួបនាយកនៅទីនេះបានអត់ដល់ពេលលឺចឹងបុគ្គលិកក៏តបទៅវិញទៅអូគឺខ្ញុំមកគ្រប់គ្រងចំនួននៅទីនេះអស់រយៈពេលយូរដែរហើយដល់ពេលលឺចឹងសឹងជន់ក៏អរគុណគេចឹងណាហើយទៅក៏ចេញមកក្រៅវិញចឹងដល់ពេលមកដល់ភ្លាមណែចូលស្ទាក់ស្ទើរទិញទូរស័ព្ទអាចង់ខលបន្តិចអត់ចង់ខលបន្តិចចឹងណាដល់ពេលចុងក្រោយក៏សម្រេចចិត្តថាខលមែនតើណាសម្រាប់ពេលខលទៅអត់និយាយមួយគេទៀតលឺតទួប្រុសនិយាយចឹងឯងអាឡូនៅសឹងជន់តែមកទៅលឺទួប្រុសនិយាយចឹងឯងអាឡូចឹងណាដល់ពេលចុងក្រោយក៏ដាច់ចិត្តចេញវាចាតែដាក់ដប់ចឹងឯងតែឯងសុខសប្បាយដែរអត់មើលបើយើងជាទួប្រុសវិញដែលរងចាំមកអស់មួយឆ្នាំហើយគេអត់ខលសុខគេមកសួរចឹងមានអារម្មណ៍មិនដែរដល់ពេលទួប្រុសក៏បាននិយាយចឹងណាសឹងជន់ដល់ក៏លឺសឹងជន់នឹងនិយាយទៅវិញចឹងណាហើយមកជាមិនហ្នឹងឯងចេញមកវិញតែឯងអត់ចង់ជួបយើងទេទួប្រុសនឹងក៏តបទៅវិញទៅយើងមកឃើញឯងតើតែមើលទៅឯងដូចជារវល់ចឹងឯងមកតែយើងចេញមកវិញដល់ទៅក៏លឺសឹងជន់សួរវិញចុះឥឡូវឯងនៅណាទួប្រុសនឹងក៏ឆ្លើយទៅវិញទៅយើងដើរក្បែរនឹងឯងក្បែរនឹងឯងលើម្ដងផ្ទះសឹងជន់ហ្នឹងដល់ពេលលឺចឹងសឹងជន់នោះក៏សួរត្រង់ចឹងណាតើឯងចង់ជួបគ្នាអត់ហើយទីបំផុតចេះបួលគេម្ដងហើយដល់ទៅឃើញសឹងជន់នោះមកឈរចាំនៅលើស្អីគេស្ពីនណាមាត់ទឹកមាត់អីនេះឈរចាំតែឯងហ្នឹងហើយស្រាប់ហើយទៅឃើញទូប្រុសរត់មកទៅហេបហប់ហ្នឹងហើយណារត់ដាច់ជើងចោលទៅបានជួបអូននិយាយមែនបើសិនជាអេដមីនជាតួអង្គក្នុងរឿងហ្នឹងវិញក៏អេដមីនអៀននេះមានអារម្មណ៍ថាមនុស្សខានជួបគ្នាយូរដល់ពេលសុំមកជួបគ្នាចឹងមិនដឹងនិយាយអីទេដល់ទូប្រុសនេះគាត់រត់ទៅដល់ភ្លាមឃើញសឹងជន់ហ្នឹងហើយក៏ដើរទៅចិត្តសឹងជន់ចឹងហើយមានណាដូចអេដមីនថាចឹងសឹងជន់ហ្នឹងឈរអត់មានអត់មាននិយាយចឹងដល់ទូប្រុសឃើញចឹងក៏ចាប់ប្រាមុនទៅក៏សួរថាឯងមកចាំយូរអីសឹងជន់ហ្នឹងក៏តបទៅវិញទៅអត់ទេយើងទៅតែគាត់តែបានប៉ុណ្ណឹងដែរទូប្រុសហក់ចូលទៅអោបសឹងជន់ចឹងនិយាយទៅយល់អារម្មណ៍គ្នាអារម្មណ៍ថាមនុស្សយើងនឹកឲ្យយើងរងចាំមកដល់ពេលអោបទៅក៏និយាយចឹងណាឥឡូវនេះយើងដល់ទៅហៅមកស្រួលហើយនេះដល់សឹងជន់ទៅឈរអត់មានអត់និយាយអីនោះទេតែសណាងហើយនេះចេះអោបគេវិញដែរហើយលោកអើយតាំងពីមើលរឿងមកឃើញនិយាយច្រើនតែពេលឆ្លុះគ្នាមួយទូប្រុសតិចណាដល់ពេលគេអោបគ្នារត់ទៅគេនាំគ្នាដើរលេងនៅសួនចឹងណានេះសណាងហើយបានទូប្រុសអ្នកចេះនិយាយដល់ហើយទៅក៏លឺទូប្រុសចាប់ដើមទៀតណាយើងគិតថាឯងអត់ចង់ជួបយើងណាសឹងជន់ក៏ចាប់ដើមបញ្យល់មិនចឹងទេគឺយើងខ្លាចអត់សង្ឃឹមជាមួយយើងហើយទៅចាក់ចោលយើងព្រោះយើងមិនចង់ឈឺចាប់ទៀតហើយយើងក៏បារម្ភដែរខ្លាចគៀមជួវណាទៅតាមធ្វើបាបឯងហេក៏ទៅម្យ៉ាងដែរណោះខ្លាចគេចាក់ចេញអត់ចង់ឈឺចាប់តែសុខចិត្តដេញគេចេញទៅហើយមុនដល់ទូប្រុសលឺចឹងក៏ងាកទៅសឡឹងមកសឹងជន់ចឹងឈោសឡឹងគ្នាទៅពេលក៏និយាយណាចឹងពួកយើងកំបែកគ្នាទៀតអីដល់សឹងជន់លឺចឹងក៏ញ៉ាំមួកក្បាលចឹងណាស្រាប់ហើយក៏និយាយទៅទូប្រុសចឹងតែយើងអាចកាន់ដៃបានអត់យីក៏សុភាពបារម្ភឯងកូនម្ដាយទូប្រុសគាត់ទៅលើប្រយោជន៍នឹងអស់សណោចហ្មងកុំថាទូប្រុសតែមានក៏អស់សណោចដែរដល់ពេលទូប្រុសក៏សួរទៅវិញតើឯងដែលមានស្នេហាត្រឹមត្រូវគេអត់ហ្នឹងឯងគឺអាចធ្វើលើពីនឹងបានទៀតណែខាងនេះក៏ចង់ឲ្យយើងធ្វើលើហ្នឹងគ្រាន់ទៅលើពាក្យនឹងភ្លាមណាសឹងជន់ហុចដៃទៅហ្មងទូប្រុសចាំការគឺចាំឱកាសនឹងយូរហើយគាត់ទៅឃើញដៃភ្លាមស្រាក់យកហ្មងណាដល់ទៅគេនាំគ្នាបដាគ្នាដើរលេងទៅនិយាយមែនស្រឡាញ់ outfit របស់សឹងជន់ថ្ងៃហ្នឹងនេះ outfit ដែលថាស្លៀកទៅស្អាតទាំងប្រុសស្អាតទាំងស្រីហ្មងណាហើយពីរអ្នកហ្នឹងបដំប្រសងគ្នាហ្មងកពស់រូបរាងអីដល់ឥឡូវនេះក៏បកចូលមកបន្ទប់ដេកគេហើយដល់បន្ទប់បបពីណាសឹងជន់នោះនេះមកបិទរូបការជំនាន់ថតមួយគ្នាដល់ហើយមែនណាលើពីចាប់ដៃមែនណាលើលងហួសដល់ណាណៃនេះដល់ទៅឃើញសឹងជន់នោះងាកទៅរកទួប្រុសចឹងណាក៏ដាស់ទួប្រុសចឹងងើបឡើងបើសិនជាពួកយើងទៅយឺតគេនឹងដាក់ពួកយើងទៅក្រោយណាទួប្រុសដល់ពេលលឺចឹងក៏ញ៉ាំសួរទៅវិញចឹងណាមកម៉ានហើយសឹងជន់នោះក៏និយាយទៅវិញមក10ហើយចឹងយើងទៅងត់ទឹកមុនណាសឹងជន់ដល់ពេលជាស្រួលបួលទៅមនុស្សម្នាក៏ក្រៅដែរតើដល់ឃើញសឹងជន់នោះងើបទៅងត់ទឹកមុនចឹងស្រាប់ទៅលឺទួប្រុសនិយាយចឹងពួកយើងងូមួយគ្នាមិនដែរសឹងជន់នោះនិយាយទៅមកអត់ទេដល់គឺទួប្រុសរត់មកតាមចឹងមកតាមអោបចឹងមិនបានមួយដែរមកណាដល់ខាងនោះទៅបកាយចឹងដល់ពេលគេបកាយក៏និយាយទៅវិញចង់ឥឡូវចុះទៅដោះថ្មីក៏បានដែរណាសុំទៅដោះថ្មីឯងណែបើថាសុំប៉ុណ្្នឹងចូលបានទៀតឲ្យស្ពៃហ្មងរឿងហ្នឹងបើដល់ភាពបញ្ចប់ហើយដល់ពេលរឿងវាខ្លីទៅគេហាយឡាយបានតិចឆាកតួស្វីតគ្នាចឹងណាចឹងចេះមើលទៅណាគេលេងហ្គីតាគេអីចឹងតួប្រុសណែអាភាពបញ្ចប់នោះស្អាតបដ ாய் ណោះឲ្យឃើញតួប្រុសណែមកធ្វើមហូបទៅអីទៀតអូយក្មេងអីក៏ល្អម្លេះមកកញ្ចប់មានស្អាតឆ្លាតប៉កែហើយទៅចេះធ្វើមហូបចេះអីទៀតហើយក្មេងចរិតល្អរស់រាយស្រស់ស្រាយអត់ឆេវឆាវទៀតអូយណាមានទៀតយកមកឲ្យមានពីម្នាក់មកនេះទៅមិនបាច់ធ្វើអីទេអាឆាកក្រោយនេះជីវិតណា single គេថតឲ្យចំណែនហ្នឹងហើយមើលទៅគេ sweet គ្នាអោបគ្នាថើបគ្នាបន្លែគ្នាទៅបានហើយដល់ឥឡូវនេះក៏ចូលមកដល់ថ្ងៃថ្មីហើយឃើញទូប្រុសស្វីតពេញយ៉ាងស្អាតដល់ចាំមើលសឹងជន់ហ្នឹងអត់បាច់ធ្វើអីទេកូនអ្នកមានណោះដល់ពេលគាត់ទៅឃើញសឹងជន់នឹងចេញមកភ្លាមស្រែកហៅហ្មងសឹងជន់ដល់ទៅក៏ស្ទុះទៅរកសឹងជន់ចឹង
còn là khơi với dân chúng ta màថ្ងៃនេះឯងស៊ីប៉ាស្អាតបានម៉េចដល់ទៅទូប្រុសក៏សួរទៅវិញថ្ងៃនេះការងាររួចរាល់ហើយមែនទេសឹងជន់ក៏ងក់ក្បាលអញ្ចឹងដល់ពេលហើយទូប្រុសក៏ទាញដៃអញ្ចឹងតោះអញ្ចឹងពួកយើងទៅខាងនោះខំសួរអញ្ចឹងទៅណាទូប្រុសនឹងអត់និយាយទៅចាប់ទាញដៃសឹងជន់ទៅអញ្ចឹងដល់ពេលហើយក៏បើកឡានអញ្ចឹងទៅដល់ពេលជិះអញ្ចឹងទៅក៏លឺសឹងជន់សួរអញ្ចឹងណាក្រៃនេះជាផ្លូវទៅសាររៀបពីទូប្រុសនោះក៏តបអញ្ចឹងណាដល់ពេលសឹងជន់ក៏និយាយទៅដែរផាជាគ្មានអ្នកណានៅទីនោះទេមកទៅព្រោះថ្ងៃនេះជាថ្ងៃធ្វើការយើងចង់ដឹងដល់ហើយថាគ្រប់គ្នាសុខទុក្ខយ៉ាងណាហើយទេណោះដល់ទូប្រុសលឺអញ្ចឹងក៏និយាយទៅវិញហើយអញ្ចឹងទៅជួបពួកគេហ្មងអញ្ចឹងដល់គេបើកឡានបន្តទៀតស្រាប់ឥឡូវនេះគេមកដល់កន្លែងសារពីហ្នឹងហើយហូយយបើកទ្វារមកស្រស់ស្អាតមែនដូចគេរៀបការជាមួយគ្នាអញ្ចឹងនេះដល់ក៏ឃើញទូប្រុសនិយាយដែរស្រាប់ឃើញទូប្រុសដើរសំដៅទៅកន្លែងព្យ៉ាណូអញ្ចឹងសឹងជុំឲ្យឆ្ងល់ដឹងថាน้องនេះមកធ្វើអីដល់ពេលឃើញក៏សួរអញ្ចឹងណាតែឯងក៏ធ្វើគេហ្នឹងស្រាប់ហើយឃើញទូប្រុសដើរទៅដល់កន្លែងព្យ៉ាណូហ្នឹងអង្គុយចុះក៏អេលេងភ្លេងអញ្ចឹងទូប្រុសដល់ពេលមើលទៅស្រស់អាភាពបញ្ចប់នេះស្អាតហ្មងណាដល់ហើយក៏ឃើញទូប្រុសលេងបដាច្រៀងចម្រៀងបដាអញ្ចឹងនិយាយថាសឹងជុំនេះញឹមប្រំប្រៃដល់ដើរទៅរកទូប្រុសនិយាយថាឆាកហ្នឹងដូចឆាកគេសុំគ្នារៀបការអញ្ចឹងប្លង់ស្អាតបដាកន្លែងឆាកអើយក្នុងសារពីហ្នឹងដល់ក៏ឈោមើលទូប្រុសលេងហើយច្រៀងអញ្ចឹងនៅចាំមកអត់ទេថាការភាគមួយទូប្រុសធ្លាប់និយាយថាខ្លួនឯងហ្នឹងចង់រៀនច្រៀងដើម្បីច្រៀងចម្រៀងឲ្យមនុស្សជាទីស្រឡាញ់ខ្លួនឯងនៅសាលឬពីដល់ពេលឥឡូវនេះបំណងប្រាថ្នាគេបានសម្រេចហើយដល់សឹងជន់នេះឈោមើលបដាសម័យអតីតកាលបដាទេតាំងពីថ្ងៃជួបគ្នាជាមួយទូប្រុសតាំងពីថ្ងៃដំបូងគេគ្រាគេអ៊ីវគេផឹកស្រាជាមួយហើយគេពាក់ស្បែកជើងពាក់អីឲ្យឆាកថើបគ្នាអីនឹងអស់ហើយបែរជាតែមិនដឹងហ្នឹងហើយថាទូប្រុសស្រឡាញ់ខ្លួនឯងភាពបញ្ចប់នេះមើលទៅគ្រាន់តែសម័យចប់ទូប្រុសនៅជើងចប់ដែរនិយាយពីថាទូប្រុសនេះអ្នករៀនច្រៀងណាប៉ុន្តែច្រៀងប្រុសជាងគ្រូបរៀនច្រៀងទៀតធ្វើមិនបើនៅក្រៅអ្នកចម្រៀងទាំងពីរនាក់ដល់ទៅក៏លឺទូប្រុសនិយាយហ្មងអូយយើងភ័យដល់នេះយើងស្បត់ណាការពេលសមយើងច្រៀងល្អជាងនេះមែនតើដល់ពេលសឹងជន់លឺចឹងក៏អត់និយាយទេណាញឹមដើរទៅចិត្តទូប្រុសចឹងដល់ពេលទៅដល់ក៏និយាយថាឥឡូវនេះយើងយកពីឯងហើយយើងមិនអាចទប់ចិត្តបានទៀតទេគ្រាន់តែនិយាយចប់ទៅលើស្ទុះទ្រួទូប្រុសចឹងគ្នាលងផាំងហ្មងចំស្អីគេហ្នឹងដល់ហើយមានណាទៅចាប់ទូប្រុសថោកចឹងហ្មងទូប្រុសនៅគ្នាគ្មានបានត្រៀមខ្លួនស្អីទេប៉ុន្តែចៃដន្យនេះគ្នាមិនបដិសេធដល់គ្នារងចាំដល់ឱកាសចឹងហ្នឹងការគេវិញសិតសុំត្រឹមត្រូវដល់ទៅពេលមកខាងនេះវិញមកគេថាស្ងាត់គេចង់បាយធ្លុះនោះខុសមែនណាចឹងរឿងយើងចាប់ប៉ុណ្ណឹងណាដោយសាររឿងនោះវាខ្លីអ្នកសម្រាយព្យាយាមសម្រាយឲ្យបំផុតណានេះឲ្យយល់តាមសាច់រឿងអញ្ចឹងណាចឹងអរគុណដល់រាល់គ្នាដែលបានមើលរឿងតាំងពីដើមដល់ចប់ចាំជួបគ្នាពេលក្រោយទៅណាបើសិនជា admin អត់វ៉ាកងទេជួបថ្ងៃស្អែកតែបើសិនជា admin វ៉ាកងតាមហ្នឹងទៅ